ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ The Story Podcast នៅ episode ថ្មីបាទហើយក៏ចិត្តដាច់ខែនៅក្នុងសប្តាហ៍នេះបែកពីបងប្អូនមួយរយៈប្រហែលជាបងប្អូនទាំងអស់គ្នាដឹងហើយបើសិនជាអ្នកទាំងអស់គ្នាតាមដានខ្ញុំគ្រប់ platform ណាប្រកាសជាដឹងតែម្ដងតែខ្ញុំទៅណាបាទគឺខ្ញុំទៅរៀនបន្តមុខវិជ្ជាជីវចិត្តបណ្ឌិតឯកទេសសម្រស់នឹងនៅឯឆុងជីងប្រទេសចិនឯណោះទៅដល់ស្រុកគេគឺខ្ញុំបើកភ្នែកបើកចំមុខខ្លាំងមែនតែម្ដងអ្នកទាំងអស់គ្នាអើយគឺប្រទេសគេដូចគេហៅថាដូចទីក្រុងនៅក្នុងហ្គេមអញ្ចឹងអីសពគ្រប់បែបយ៉ាងគេប្រើប្រាស់ technology ស្ទើរតែទាំងអស់ទៅហើយប្រជាពលរដ្ឋចិននាពេលបច្ចុប្បន្នគេរស់នៅក្នុងគេហៅថា no cash society គឺជាសង្គមដែលគេលែងប្រើប្រាស់ប្រដាក់ប្រាក់ដើម្បីចាយទៅហើយគេចាយតាម Alipay តាម WeChat scan QR code ទាំងអស់តែម្ដងតែចង់និយាយថាហេតុអីបានខ្ញុំចេញរកស៊ី 4-5 មុខទៅហើយហ្នឹងនៅមានពេលឆ្លៀតចេញទៅរៀនបន្តទៀតចាំនៅtrongវីដេអូចាំខ្ញុំនិយាយប្រាប់ព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមិនថាបងប្អូនយើងដែលកំពុងតែហាត់ប្រាណធ្វើការឬធ្វើដំណើរទៅណាទេបានស្ដាប់ហើយបានរីចម្រើនទៅទាំងអស់គ្នារីឯសាច់រឿងរបស់យើងនៅថ្ងៃនេះវិញគឺយើងទទួលបានពីមិនដឹងជាប្អូនឬក៏បងទេគាត់ឈ្មោះសូសែនហើយគាត់ផ្ញើមកពីខេត្តកំពង់ធំហើយថ្ងៃហ្នឹងគាត់ចង់ចូលរួមមកចែករំលែកពីរឿងមុនអាគមមួយគឺជារឿងដែលអ៊ំរបស់គាត់ហ្នឹងបាននិទានប្រាប់គាត់តគ្នាអញ្ចឹងណានិយាយគាត់ស្ដាប់នៅពេលដែលគាត់ហ្នឹងនៅរស់គាត់ប្រាប់ថាអ៊ំរបស់គាត់ហ្នឹងបានលាចាកលោកទៅ3ឆ្នាំទៅហើយកាលពីឆ្នាំ2022បាទអញ្ចឹងការអ៊ំរបស់គាត់នៅរស់ហ្នឹងគឺអ៊ំរបស់គាត់ឧស្សាហ៍រំលឹកជារឿយពីរឿងហ្នឹងឲ្យអូនសូសែនហ្នឹងបានស្ដាប់ខ្លាំងមែនតើហើយប្អូនក៏ជាមនុស្សដែលចូលចិត្តសួរនាំពីរឿងរ៉ាវទាំងអស់ហ្នឹងព្រោះវាស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើដោយរឿងមួយនេះបានកើតឡើងទៅលើអ៊ំប្រុសរបស់គាត់ផ្ទាល់កាលពីជាង40ឆ្នាំមុនឯណោះពលគឺនៅកំឡុងពេលដែលអ៊ំរបស់គាត់នឹងមានអាយុប្រមាណតែ18ទៅ19ឆ្នាំតែប៉ុណ្ណោះគឺអាយុគេហៅថាពេញកន្លោះតែម្ដងអញ្ចឹងនៅក្មេងដែរដោយការអំឡុងឆ្នាំនោះអ៊ំរបស់គាត់នឹងបានឡើងទៅរៀនពេទ្យនៅឯភ្នំពេញរយៈពេល8ឆ្នាំបាទនៅសាលាពេទ្យនៅឯទីក្រុងភ្នំពេញណាបងប្អូនហើយដោយសារតែគ្រួសារអ៊ំប្រុសរបស់គាត់ឬក៏គ្រួសារគាត់ហ្នឹងគឺមានជីវភាពមធ្យមដែរអញ្ចឹងគ្រួសាររបស់គាត់ហ្នឹងក៏បានព្យាយាមស្វែងរកជួរបន្ទប់មួយនៅម្ដុំទឹកថ្លាឲ្យអ៊ំរបស់គាត់ហ្នឹងបានស្នាក់នៅនិងរៀនសូត្របន្តនៅមុខជំនាញវិជ្ជាបណ្ឌិតដែលអ៊ំរបស់គាត់ហ្នឹងស្រឡាញ់ហើយចង់បញ្ជាក់ថាអ៊ំរបស់គាត់នឹងមានឈ្មោះថាសាលឬក៏វិសាលនឹងឯងអ៊ំរបស់គាត់គឺសង្ហាខ្លាំងមែនទែនព្រោះពេលដែលគាត់ចាស់ទៅហើយក៏នៅមានសាច់ដុំតឹងហាប់ណែនដែរនិយាយរួមយាតែស្បែកមុខទេហើយសូសែនបានប្រាប់ថាគាត់ធ្លាប់បានឃើញរូបភាពអ៊ំរបស់គាត់ហ្នឹងកាលនៅកន្លោះដែរគឺអ៊ំរបស់គាត់ស្អាតសង្ហាមកតំហឹងតែម្ដងនិយាយមួយម៉ាត់គាត់គឺជាប្រុសស្អាតប្រចាំសាលាប្រចាំខេត្តនៅសម័យនោះអ៊ំរបស់គាត់ហ្នឹងគឺប្រហែលពី 1.72 ទៅ 1.73 អីហ្នឹងឯងសម្បល់ស្អែមអ្វីដែលសំខាន់ហ្នឹងគឺអ៊ំរបស់គាត់ញញឹមស្រស់ខ្លាំងមែនតើបន្តមកទៀតនៅថ្ងៃដំបូងដែលគាត់បានឈានជើងចូលទៅកាន់ទីក្រុងភ្នំពេញបានន័យថាអ៊ំប្រុសរបស់សូសែនហ្នឹងអញ្ចឹងចាប់ពីនាទីហ្នឹងទៅកុំឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៅវល់គឺខ្ញុំសូមប្រើពាក្យថាគាត់ហើយគាត់ហ្នឹងគឺតំណាងឲ្យអ៊ំប្រុសរបស់សូសែនហ្នឹងតែម្ដងណាគឺអារម្មណ៍របស់គាត់ពិតជារំភើបលីភ័យតែក៏កក់ក្ដៅម្យ៉ាងដែរព្រោះនៅពេលនោះគាត់បានម្ដាយរបស់គាត់ដែលត្រូវជាយាយរបស់សូសែនហ្នឹងហើយនឹងបងប្រុសដែលត្រូវជាអ៊ំម្នាក់ទៀតរបស់សូសែនក៏បានជូនគាត់មករកបន្ទប់ជួលសម្រាប់ស្នាក់នៅដែរគាត់ជិះទៅមករហូតដល់ប្រទេសបានជួបជាមួយនឹងបន្ទប់ជួលមួយកន្លែងដែលនៅម្ដុំទឹកថ្លាតែម្ដងបាទត្រូវចិត្តទេណាហើយវាដូចជារឿងចៃដន្យឬក៏និស័យយ៉ាងម៉េចមិនដឹងទេគាត់បានជួបម្ចាស់បន្ទប់ជួលដែលមើលទៅពួកគាត់ទំនងជាមនុស្សដែលមានចិត្តល្អនិងមានសប្បុរសធម៌យ៉ាងខ្លាំងរបៀបថាយើងមើលពីសម្បកក្រៅទៅមនុស្សនឹងមានអំណោយទានមានស្នាមញញឹមរស់រាយរាក់ទាក់គួរឲ្យយើងចង់រាប់អានចូលចិត្តអញ្ចឹងណាហើយផ្ទះសំណាក់ហ្នឹងគឺវានៅផ្លូវមួយដែលងាយស្រួលបើកបោះម៉ូតូបើទោះបីជាផ្លូវលំមែនហើយវាមានចំបកោគេហៅថាបំភ្លឺផ្លូវហ្នឹងក៏វាមិនច្រើនដែរគ្រាន់ថាល្មមមកអាចមើលផ្លូវឃើញបើសិនជាក្នុងករណីដែលគាត់នឹងត្រឡប់មកពីសាលាពេទ្យវិញនៅពេលយប់ក៏គាត់នៅមើលផ្លូវនឹងឃើញដែរអញ្ចឹងវាមើលទៅគ្រប់ថាសុវត្ថិភាពម្យ៉ាងដែរហើយសម្រាប់ពូមីងម្ចាស់បន្ទប់ជួលនឹងវិញណាម្ចាស់ប្រុសគឺឈ្មោះពូឆៃហើយនិងម្ចាស់ស្រីគឺឈ្មោះមីងពៅហើយកាលនោះអ៊ំរបស់គាត់នឹងបាននិយាយថាមើលទៅពួកគាត់ជាម្ចាស់ផ្ទះមានអាយុប្រមាណជា30ឆ្នាំក្រាស់ទៅ40ឆ្នាំអីជាងនឹងឯង
ហើយក៏ជាមនុស្សដែលមើលទៅមានទ្រព្យសម្បត្តិស្ដុកស្ដំផងដែរដោយសារតែគេម្ចាស់ផ្ទះជួលហើយប្រហែលជាមើលឃើញពាក់អលង្ការអីចឹងណាជាក់ស្ដែងគាត់ឃើញពូឆៃហ្នឹងគឺពាក់ផ្លាកដៃធំធំមែនទែនហើយនេះលកាដៃដែលគាត់ប្រើវិញទំនើបមើលទៅគួរឲ្យចំណែនហើយសម័យហ្នឹងគេចាប់ផ្ដើមមានទូរស័ព្ទណាអ្នកទាំងអស់គ្នាបន្តតែទូរស័ព្ទបែបគេហៅគេមានអង្តែនហ្នឹងអ្នកទាំងអស់គ្នាគឺឃើញពូឆៃហ្នឹងកាន់រហូតដល់2គ្រឿងម្នាក់ឯងឯណោះនិយាយរួមគឺមើលទៅគឺគេអ្នកមានហ្មងណាហើយសម្បល់ពូឆៃហ្នឹងគាត់គឺជាមនុស្សប្រុសដែលមានរាងរាងខ្មៅមេធំខ្ពស់ហើយសក់ហ្នឹងរុញតិចតិចងាកទៅមើលមីងពៅវិញគាត់គឺជាមនុស្សស្រីដែលចូលចិត្តពាក់អាវស្បៃស្ដើងមានផ្កាចម្រុះពណ៌ហើយមានខ្សែកខ្សែដៃមាសពាក់ជ្រែកខ្លួនតែម្ដងហើយសំខាន់គាត់គឺជាមនុស្សស្រីដែលចូលចិត្តបួងសក់ទៅលើជានិច្ចប្រៀបដូចជាជនជាតិឥណ្ឌូនេស៊ីបន្តិចឡាវបន្តិចអីយ៉ាងម៉េចមិនដឹងទេនិយាយទៅគឺការតុបតែងខ្លួនរបស់មីងពៅហ្នឹងគឺខុសពីនារីខ្មែរទូទៅតែបើគ្រាន់តែគេមើលពីសម្បកក្រៅគេក៏ដឹងតែម្ដងថាមីងពៅគឺជាមនុស្សស្រីដែលចូលចិត្តធ្វើខ្លួនខ្លាំងមែនតែនគឺហៅថាខ្ញងហ្មងបើទោះបីជាគាត់ចាស់មែនថ្ងៃដែលគាត់បានចូលមកជួបបន្ទប់ស្នាក់នៅហ្នឹងណាពួកគាត់ទាំងពីរទទួលរាក់ទាក់ស្វាគមន៍យ៉ាងល្អចំណែកឯបន្ទប់ជួលវិញក៏ស្អាតល្មមនឹងរស់នៅដែរក្រោយពីដើមមើលបរិយាកាសជុំវិញនឹងមួយសន្ទុះគាត់ក៏សម្រេចចិត្តថានឹងជួលបន្ទប់របស់ពូឆៃមីងពៅនឹងរស់នៅតែម្ដងនិយាយពីបន្ទប់ជួលនោះវិញបើបើកទ្វាររបងផ្ទះមកគេនឹងឃើញមានបន្ទប់ជួល10បន្ទប់នៅផ្ទាល់ដីហើយនៅទល់មុខគ្នាតែម្ដងអញ្ចឹងមានន័យថាសងខាងមាន5បន្ទប់វាទល់មុខគ្នាអញ្ចឹងហើយក៏មានផ្លូវដើរនៅចន្លោះកណ្ដាលអញ្ចឹងទៅអ្នកទាំងអស់គ្នាគ្រាន់តែស្ដាប់ឮក៏ដឹងពីរូបភាពសម័យចេញរូបភាពដែរមែនអត់ហើយវាគឺជាអគារបែប2ជាន់អញ្ចឹងបើសរុបរួមគឺវាមាន20បន្ទប់តែម្ដងនៅទីនោះនៅល្ងាចនោះនៅពេលដែលពួកគាត់និយាយត្រូវរើតម្លៃគ្នាអស់ហើយម្ដាយរបស់គាត់ហើយនឹងបងប្រុសគាត់ហ្នឹងក៏បានត្រឡប់ទៅស្រុកវិញហើយគាត់ក៏ចូលទៅក្នុងបន្ទប់សម្រាប់ព្រោះអារម្មណ៍នៅពេលហ្នឹងគឺហេហាខ្លាំងដែរដោយសារតែវាជាលើកទី1ដែលគាត់ត្រូវប្រើប្រាស់ជីវិតម្នាក់ឯងនៅទីក្រុងភ្នំពេញតាំងពីគាត់ហ្នឹងពេញវ័យមកហ្នឹងហើយធម្មតាទេមនុស្សដែលធ្លាប់តែនៅជាមួយនឹងក្រុមគ្រួសារឪពុកម្ដាយមានអ្នកមើលថែធ្វើម្ហូបបាទលាងចានឆ្នាំងឲ្យប៉ុន្តែនៅពេលដែលมันប្រើប្រាស់ជីវិតខ្លួនឯងគឺត្រូវមានអារម្មណ៍មួយថាត្រូវ responsible ទទួលខុសត្រូវសពគ្រប់បែបយ៉ាងនឹងឯងអញ្ចឹងទៅធ្វើឲ្យគាត់នឹងគេហៅថារស់នៅបែបមនុស្សធំអារម្មណ៍មនុស្សធំវាប្លែកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនិយាយពីបរិយាកាសវិញបន្ទប់របស់គាត់តូចល្មមមានកូនក្រែឈើតូចមួយមានតុកៅអីសម្រាប់រៀនមួយឈុតនិងទូខោអាវឈើតូចមួយផងដែរដែលដាក់ទៅតំណងខ្លាំងដែរប៉ុន្តែនៅជុំវិញហ្នឹងក្រៅពីហ្នឹងដូចជាអត់មានអីគួរឲ្យចាប់អារម្មណ៍ទេអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺបន្ទប់របស់គាត់នឹងនៅជាប់នឹងបន្ទប់របស់ពូឆៃហើយនឹងមីងពៅតែម្ដងហើយក៏ជាប់នឹងបន្ទប់ទឹកថែមទៀតផងប្រសិនបើគេបើកទ្វារផ្ទះមកគេនឹងឃើញបន្ទប់គាត់នៅខាងឆ្វេងដៃហើយបន្ទាប់មកគឺបន្ទប់ពូឆៃនិងមីងពៅដែលជាប់នឹងបន្ទប់ទឹកផ្ទាល់តែម្ដងហើយនៅជាប់បន្ទប់ទឹកនោះគឺជាកម្មចណ្ដើឡើងទៅជាន់ខាងលើដែលមាន10បន្ទប់បន្ថែមទៀតជាស្ដែងពួកគាត់មិនបានស្នាក់នៅបន្ទប់នោះជាប់លាប់ទេគាត់ចង់និយាយពីពូពៅនិងមីងគាត់ចង់និយាយពីពូឆៃនិងមីងពៅព្រោះឮថាម្ចាស់ផ្ទះហ្នឹងគាត់មានផ្ទះមួយខ្នងទៀតដែលធំជាងនេះនៅម្ដុំទួលគោកហើយគាត់ឡើងចុះចន្លោះពី2ទៅ3ថ្ងៃម្ដងដើម្បីចុះមកមើលពីផ្ទះសំណាក់ការរកស៊ីរបស់គាត់អញ្ចឹងណាហើយថ្ងៃនោះគាត់ជូនអីគឺចំថ្ងៃដែលគាត់មកប្រមូលលុយបន្ទប់ថ្លៃជួលប្រចាំខែតែម្ដងបើនិយាយពីបន្ទប់ទឹកវិញអ្នកនៅខាងក្រោមត្រូវប្រើប្រាស់បន្ទប់ទឹករួមគ្នាព្រោះនៅទីនោះមានតែបន្ទប់នៅជួរខាងលើតែប៉ុណ្ណោះដែល10បន្ទប់ហ្នឹងណាដែលមានបន្ទប់ទឹកនៅខាងក្នុងបន្ទប់ជាលក្ខណៈផ្ទាល់ខ្លួនតែក៏មានតម្លៃថ្លៃជាងខាងក្រោមដែរហើយសំខាន់ហ្នឹងគឺគេជួពេញអស់ទៅហើយនៅខាងក្រោមលើកលែងតែបន្ទប់ពូឆៃហើយនឹងមីងពៅតែមួយប៉ុណ្ណោះដែលមានបន្ទប់ទឹកនៅពីខាងក្នុងផ្ទាល់តែម្ដងហើយមើលទៅបន្ទប់គាត់ធំជាងគេហ្មងនៅក្នុងចំណោមបន្ទប់ដែលនៅខាងក្រោមទាំងអស់គ្មាននរណាម្នាក់ដែលធ្លាប់បានចូលទៅមើលបន្ទប់របស់ពូឆៃហើយនឹងមីងពៅទេព្រោះអីគាត់ជាម្ចាស់ផ្ទះគាត់មិនបើកឲ្យមើលអ្នកទាំងអស់គ្នាដំបូងគឺថាគាត់រៀងសង្ហាចិត្តដែរចង់និយាយថាពូរបស់សូសែនហ្នឹងគឺរៀងសង្ហាចិត្តដែរអ្នកទាំងអស់គ្នាគាត់ធ្លាប់តែប្រើប្រាស់បន្ទប់ទឹកឯកជនអញ្ចឹងគាត់អត់សូវមានទម្លាប់ប្រើប្រាស់បន្ទប់ទឹករួមគ្នាទេតែពូឆៃបានប្រាប់ថានៅជាន់ក្រោមនេះមានតែមនុស្សប្រុសរស់នៅតែប៉ុណ្ណោះហើយភាគច្រើនណាគឺជាអ្នករៀនអ្នកសូត្រនិងធ្វើការដែលមានអាយុប្រហាក់ប្រហែលទៅនឹងអ៊ំរបស់សូសែនហ្នឹងតែម្ដងអញ្ចឹងមិនចាំបាច់បារម្ភទេហើយពូឆៃក៏បានបន្តទៀតថាមិនចាំបាច់ភ័យទេប្រសិនបើមានអ្នករស់នៅខាងបន្ទប់ខាងលើហ្នឹងណារើចេញគាត់នឹងប្រញាប់ប្រាប់អ៊ំរបស់សូសែនមុនគេតែម្ដងពេលនោះគឺអ៊ំរបស់គាត់នឹងអាចបដូរទៅរស់នៅបន្ទប់ខាងលើវិញក៏បានដែរអ៊ំរបស់សូសែនគាត់ក៏គិតថាប្រហែលជាមិនអីទេអញ្ចឹងព្រោះតម្លៃបន្ទប់នៅពេលនោះក៏ធូរថ្លៃសមល្មមហើយណាមួយទៀតខ្ជិលដើរទៅរកទៀតណា
ព្រោះខ្លាចម្ដាយរបស់គាត់និងបងប្រុសរបស់គាត់នឹងឡើងទៅស្រុកវិញមិនទាន់មេឃងងឹតចិត្តយប់ទៅហើយទាំងអស់គ្នាដឹងហើយថាសម័យនោះគឺជាកំឡុងឆ្នាំ1985-86អីហ្នឹងឯងអញ្ចឹងផ្លូវធ្វើដំណើរមិនល្អដូចឥឡូវនេះទេធ្វើដំណើរទៅខេត្តម្ដងប្រើប្រាស់ពេលយូរហើយនឹងតាមផ្លូវលំបាកខ្លាំងមែនទែនសូម្បីតែផ្លូវនៅក្នុងក្រុងហ្នឹងក៏មិនទាន់មានផ្លូវកស៊ូត្រឹមត្រូវផងពេលហ្នឹងបាទស្អែកឡើងគាត់ក៏បានរើអីវ៉ាន់ដែលគាត់បានវិចមកពីផ្ទះមករៀបចំដាក់នៅក្នុងបន្ទប់យ៉ាងមានរបៀបរៀបរយព្រោះអ៊ំរបស់សូសែនគាត់គឺជាមនុស្សស្រឡាញ់ការរស់នៅស្អាតហើយនឹងមានសណ្ដាប់ធ្នាប់ខ្លាំងមែនទែនគាត់គិតថាពេលដែលរៀបចំបន្ទប់រួចគាត់នឹងត្រួតពិនិត្យម្ដងទៀតបើមានខ្វះអីគាត់នឹងចេញទៅតែងតាំងក្រោយនៅព្រឹកនោះប្រហែលជាម៉ោង10ព្រឹកមីងពៅក៏បានគូសទ្វារបន្ទប់របស់គាត់ព្រោះកាលពីយប់មិញគាត់សម្រាននៅទីនោះដែរគាត់បានប្រាប់ថាជួយយកអត្តសញ្ញាណប័ណ្ណឲ្យគាត់បន្តិចព្រោះគាត់ចង់យកទៅកូពីធ្វើឯកសារមួយចំនួនសម្រាប់អ្នកដែលមកស្នាក់នៅក្នុងបន្ទប់ជួលរបស់ពួកគាត់ឮហើយអ៊ំរបស់សូសែនគាត់ក៏បានដើរទៅខាងក្នុងបន្ទប់ដើម្បីយកអត្តសញ្ញាណប័ណ្ណពីកាបូបលុយមកហុចឲ្យមីងពៅប៉ុន្តែស្របពេលដែលគាត់កំពុងតែហុចអត្តសញ្ញាណប័ណ្ណឲ្យហ្នឹងណាស្រាប់តែមីងពៅចាប់សវ៉ាដៃគាត់តែម្ដងវាចាប់កដៃគាត់ហ្មងណាចាប់ហើយមើលមុខគាត់ហើយអញញឹមដាក់គាត់ទៀតអញញឹមបែបឡើងសតុននិយាយទៅពេលហ្នឹងគឺដូចគាត់មានអារម្មណ៍ថាចាប់អារម្មណ៍នឹងអ៊ំរបស់សូសែនមិនទេក្រោយមកមីងពៅគាត់ក៏ដើរទៅវិញបាត់ទៅទុកឲ្យអ៊ំរបស់សូសែនគាត់ឈប់បះរំជ្រងតែម្នាក់ឯងគាត់គិតថាមីងពៅម្នាក់ហ្នឹងអីក៏ចម្លែកម្លេះសម្លឹងមើលមុខគាត់តាំងពីចុងសក់ដល់ចុងជើងហាក់បីដូចជាគាត់នឹងកំពុងតែចាប់អារម្មណ៍អីណាស់ណាអញ្ចឹងតែអ៊ំរបស់សូសែននៅពេលហ្នឹងគាត់ក៏ឈប់គិតវិញភ្លាមតែម្ដងណាព្រោះថាមនុស្សចាស់មីងពៅគឺជាមនុស្សស្រីចំណាស់ទៅហើយគាត់មិនអាចគិតអីផ្ដេសផ្ដាស់បានទេឈប់គិតអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាសុកមកចាប់ដៃហើយសន្លឹងមើលមុខយើងបែបប្រើភ្នែកសតុនអញ្ចឹងវាគួរឲ្យខ្លាចខ្លាំងមែនទែនរហូតចូលទៅដល់ពេលល្ងាចអ៊ំសាគាត់ក៏អង្គុយលេងនៅលើគ្រែតូចមួយនៅមុខបន្ទប់ក៏ស្រាប់តែបានឃើញមនុស្សស្រីធ្វើការនៅក្នុងរោងចក្រមួយក្រុមដែលមានគ្នាប្រមាណពី5ទៅ6នាក់ដើរចូលមកខាងក្នុងនេះដែរហើយពួកគេមានអាយុដំណើរនឹងអ៊ំសាអញ្ចឹងហើយនឹងខ្លះទៀតទៅតែមានអាយុ17ទៅ18ឆ្នាំតែប៉ុណ្ណោះអ៊ំសាគាត់គិតនៅក្នុងចិត្តថាតើបន្ទប់ជួលនេះមានមនុស្សស្រីស្នាក់នៅដែរឬព្រោះកាលពីល្ងាចមិញគាត់មកជួបគឺបានឃើញតែមនុស្សប្រុសប្រមាណអ្នកចេញចូលតែប៉ុណ្ណោះឬមួយគាត់មកមិនទាន់ពេលដែលពួកគេចេញទៅធ្វើការពេលនោះគាត់ក៏ព្យាយាមញញឹមទៅកានមនុស្សស្រីទាំងអស់ហ្នឹងដែលកំពុងតែដើរកាត់តែគាត់មិនមែនញញឹមនៅក្នុងគោលបំណងលេបខាយញ៉ាយញ៉ងអីទេគាត់គ្រាន់តែញញឹមដើម្បីរាក់ទាក់ស្គាល់គ្នាធម្មតាព្រោះអីមនុស្សស្នាក់នៅកន្លែងមួយគ្នាយើងត្រូវញញឹមដាក់គេនៅក្នុងនាមយើងជាអ្នកជិតខាងដែលទៅតែចូលមកនៅថ្មីរស់នៅថ្មីតែប៉ុណ្ណោះហើយគាត់ចាប់បានថានៅថ្ងៃនោះគឺជាថ្ងៃសៅរ៍ដូច្នេះប្រហែលជាក្រុមមនុស្សស្រីទាំងអស់ហ្នឹងគាត់មិនធ្វើការបន្ថែមម៉ោងទេទើបចេញធ្វើការប្រហែលជាម៉ោង4ទៅ5ល្ងាចអញ្ចឹងឃើញអ៊ំសានញ៉ាំដាក់ពួកនាងអញ្ចឹងពួកនាងក៏ធ្វើអៀននឹងគាត់ដែរហើយក៏ដើរហួសទៅបាត់ទៅបន្តិចក្រោយមកមីងពៅក៏ដើរយកអត្តសញ្ញាណប័ណ្ណមកឲ្យអ៊ំសាលវិញព្រមទាំងនិយាយមកកាន់គាត់ជាមួយនឹងពាក្យសម្ដីផ្អែមល្ហែមថាក្មួយឯងមានសង្សារនៅហើយដៃគាត់វិញកាន់ស្មាអ៊ំសាហ្នឹងគឺរបៀបថាកាន់អែអញ្ចឹងណាហើយក៏ចាប់ដៃអ៊ំសាទៀតនិយាយទៅបងប្អូនគិតតែរូបភាពហ្នឹងយល់ថាមីងពៅគាត់កំពុងតែគិតអីតែពេលនោះអ៊ំសាគាត់ក៏មិនបានគិតអីច្រើនដែររបៀបនៅក្មេងត្រឹមតែគិតថាមីងពៅគាត់ជាមនុស្សចាស់ប្រហែលជានិយាយសួរសុខទុក្ខគាត់ធម្មតានឹងឯងគ្រាន់តែមានអារម្មណ៍ចម្លែកយ៉ាងម៉េចមិនដឹងទេជាមួយនឹងមីងពៅម្នាក់ហ្នឹងក្រោយមកទៀតដល់ពេលប្រឡប់ប្រហែលជាម៉ោង7យប់ហ្នឹងណាអ៊ំសាក៏បានរៀបចំចូលទៅងូតទឹកសម្អាតខ្លួនមុនពេលចូលគេងនៅក្នុងបន្ទប់ទឹករួមគ្នាហ្នឹងណាតែនៅពេលដែលគាត់ចូលទៅដល់បន្ទប់ទឹកគាត់រៀងប្លែកចិត្តដែរឃើញនៅពេញជញ្ជាំងទាំងអស់មានការបិទកាសែតចាស់អញ្ចឹងណាមើលទៅចម្លែកយ៉ាងម៉េចមិនដឹងទេតែគាត់ក៏មិនបានយកចិត្តទុកដាក់អីខ្លាំងណាស់ណាដែរគាត់បើកទឹកងូតទឹកធម្មតាទៅហើយនឹងមិនហ៊ានជាងូតទឹកយូរប៉ុន្មានដែរព្រោះខ្លាចមានអ្នកចាំងូតទឹកតាមក្រោយទៀតនៅពេលដែលអ៊ំសាកំពុងតែងូតទឹកសុកហ្នឹងណាគាត់ស្រាប់តែបានឮសូរសំឡេងគ្រឹកគឺចេញពីខាងក្រោយជញ្ជាំងណាហើយគាត់ខំប្រឹងរកមើលជុំវិញខ្លួនតែម្ដងសំណាងដែរពេលហ្នឹងគឺគាត់រៀបនឹងកក់សក់ទៅហើយតែគាត់អត់កក់តន់អញ្ចឹងទេវាអត់មានសាប៊ូចូលភ្នែកគាត់ណាតែគាត់មើលយ៉ាងណាដូចជាមិនឃើញមានអ្វីសោះបន្តិចក្រោយមកទៀតក៏ស្រាប់តែគាត់បានឮសូរសំឡេងក្អកក្រហមហ្មងណាតែលើកនេះដូចជាចេញមកពីជ្រុងបន្ទប់របស់ពូឆៃហើយនឹងមីងពៅដែលនៅជាប់នឹងតែម្ដងគាត់ចាប់ផ្ដើមភ័យហើយនឹងព្រឺរោមមែនតើហ្មងថាហីមិនសំឡេងអីចេញមកពីខាងហ្នឹងតែពេលហ្នឹងគាត់ក៏ព្យាយាមធ្វើអារម្មណ៍ឲ្យហ្នឹងហើយបន្តងូតទឹកបន្តទៀតអញ្ចឹងទៅហើយក៏ព្យាយាមបន្លប់ការគិតខ្លួនឯងថាអូប្រហែលជាពូឆៃហើយនឹងមីងពៅហ្នឹងគាត់អង្គុយជជែកគ្នាធម្មតាអីអញ្ចឹងទៅហើយក៏ស្អកកហឹមកាហែមទៅបាទងូតទឹកបដើពេលហ្នឹងគាត់ក៏យកសាប៊ូមកកក់សក់ចាក់
ទឹកសពគ្រប់បែបយ៉ាងចឹងទៅប៉ុន្តែផ្នែកបិទមែនណាតែអាបេះដូងវាបុកបឹកហាក់អាសំលេងកហេងកំហឹមហ្នឹងនៅតែបន្តលឺរហូតហ្មងគាត់បញ្ញាប់ងុតទឹកឲ្យរួចរាល់ហើយក៏បញ្ញាប់ចូលទៅដេកតែម្ដងដោយបានទាញមញ៉េមកចាក់បတ်ចម្រៀងស្ដាប់ចុះស្ដាប់ឡើងមួយសបកអញ្ចឹងទៅស្រាប់តែស្ដាប់បានមកសទុងគាត់ក៏ចាប់ផ្ដើមលឺសូរសំឡេងសូត្រធម៌អ្នកទាំងអស់គ្នាលើកហ្នឹងលឺសូរសំឡេងសូត្រធម៌លហៀងចេញពីបន្ទប់ពូឆៃនិងមីងពៅបាទតែចម្លែកត្រង់ថាអាធម៌ដែលពូឆៃហើយនឹងមីងពៅគាត់សូត្រហ្នឹងគាត់ស្ដាប់អត់បានគាត់អត់យល់ថានឹងគឺជាធម៌អ្វីវាមិនមែនជាធម៌របស់ពុទ្ធសម្មាសម្ពុទ្ធអីអញ្ចឹងណាវាអត់ដូចជាបាលីដែលគេសូត្រទេតែស្ដាប់ទៅដូចជាអត់យល់អ៊ំសាស្ដាប់យ៉ាងណាក៏អត់យល់អញ្ចឹងណាមិនស្គាល់ថានឹងគឺជាធម៌អ្វីគាត់ក៏ឆ្ងល់ហើយក៏ដើរទៅផ្ទៀងត្រជាស្ដាប់នៅជាប់ជញ្ជាំងពេលនោះគាត់ភ្ញាក់អព្រឹកអ្នកទាំងអស់គ្នាព្រោះអីតាមពិតជញ្ជាំងបន្ទប់រវាងគាត់ហើយនឹងបន្ទប់របស់ពូឆៃហើយនឹងមីងពៅហ្នឹងណាគឺធ្វើចេញមកពីជញ្ជាំងកុំផ្លាក់គេមិនមែនជាជញ្ជាំងស៊ីម៉ង់នោះទេដំបូងគាត់ស្មានតែគេធ្វើពីសំងតើតែនៅពេលដែលគាត់យកដៃគូតិចទៅទើបគាត់ដឹងថាវាគឺជាកុំផ្លាក់គេសោះអញ្ចឹងបានន័យថាមិនវាងាយស្រួលនៅក្នុងការដែលនរណាគេម្នាក់ចោះមើលអញ្ចឹងណាថាបើនរណាគេម្នាក់ចង់លួចមើលយើងធ្វើអីនៅក្នុងបន្ទប់គឺងាយស្រួលខ្លាំងមែនតើអ៊ំសាគាត់ខំប្រឹងយកទៅជិះទៅបន្ទប់នឹងជញ្ជាំងកុំផ្លាក់គេហ្នឹងដើម្បីចង់ដឹងថាអាសំឡេងហ្នឹងគឺជាសំឡេងសូត្រធម៌ឬក៏ជាសំឡេងអីឲ្យពិតប្រាកដតែទោះបីជាគាត់ផ្ទៀងស្ដាប់យ៉ាងណាក៏គាត់ស្ដាប់មិនបានដែរក្រោយមកគាត់ធម៌នោះក៏ស្ងាត់ទៅវិញគាត់ក៏ដេកលក់ដែរតែមិនបានប្រមាណណាគាត់ត្រូវភ្ញាក់ដឹងខ្លួនម្ដងទៀតហើយភ្ញាក់ដឹងខ្លួនលើកហ្នឹងណាដោយសារតែសំឡេងគួរអ្វីម្យ៉ាងនៅលើអិតលឺសូឌឹកបាទអ៊ំសាក៏ចាប់ផ្ដើមបើកភ្នែកឲ្យគិតមែនតើមកថាសំឡេងនោះមកពីណាទៀតហីចុះឡើងគឺជាសំឡេងចេញមកពីក្នុងបន្ទប់របស់ពូឆៃនិងមីងពៅទៀតដែរអ៊ំសាគាត់ក៏ព្យាយាមតាំងចិត្តស្ដាប់ម្ដងជាពីរដងទាំងមមីមកមើលព្រោះអីចិត្តគេងលក់ហើយអ្នកនរគ្នាហើយក្រោយមកសំឡេងនោះក៏ស្ងាត់ទៅបន្តិចម្ដងពេលនោះគាត់អត់មានអារម្មណ៍ខ្លាចអីប្រហែលទេព្រោះគិតថាប្រហែលជាសំឡេងធ្លាក់របស់អីនៅក្នុងបន្ទប់ពួកគាត់អញ្ចឹងណានៅព្រឹកថ្ងៃបន្ទាប់មកទៀតអ៊ំសាក៏បានចូលរៀននិងបានរស់នៅក្នុងបន្ទប់ជួលនោះជាធម្មតាគ្មានរឿងអ្វីកើតឡើងធំដុំទេតែមានរឿងមួយដែលគាត់ក៏សម្គាល់នោះគឺឲ្យតែថ្ងៃដែលពូឆៃនិងមីងពៅមកសម្រាប់នៅក្នុងបន្ទប់នេះគឺតែងតែលឺសូរសំឡេងគាត់សូត្រធម៌រាល់យប់គាត់តែងតែគិតថាពូឆៃនិងមីងពៅហ្នឹងគាត់សូត្រធម៌ដើម្បីតែចូលសម្រាប់ឲ្យគេងលក់ស្កប់ស្កល់តែប៉ុណ្ណោះអញ្ចឹងទៅហើយនៅពេលដែលពួកគាត់មិននៅវិញពូសាតែងតែសង្កេតឃើញថាបន្ទប់របស់ពូឆៃហើយនិងមីងពៅចាក់សធំជាបន្ទប់ធម្មតាទៅទៀតជាពិសេសនៅពេលដែលគាត់ចូលបន្ទប់ម្ដងពួកគាត់ទាំងពីរធ្វើដូចលឹបលោមិនហ៊ានបើកទ្វារធំឲ្យគេឃើញទស្សនវិជ្ជានៅក្នុងបន្ទប់នោះថាយ៉ាងម៉េចមិនដឹងទេគឺគួរឲ្យឆ្ងល់ខ្លាំងមែនតើមិនដឹងថាមានអីលាក់បាំងនៅក្នុងបន្ទប់មួយហ្នឹងអញ្ចឹងណាតែអ៊ំសាគាត់ក៏គិតថាប្រហែលជានៅក្នុងបន្ទប់នោះមានមាសប្រាក់ច្រើនឬក៏មានវត្ថុមានតម្លៃអ្វីមួយយ៉ាងហើយបានជាពូឆៃហើយនិងមីងពៅព្យាយាមលាក់បាំងយ៉ាងនេះកន្លងទៅប្រហែលជាមួយអាទិត្យក្រោយមកអ៊ំសាក៏ស្គាល់គ្នាជាមួយនឹងបងប្រុសម្នាក់ទៀតដែលជាអ្នករស់នៅទល់មុខបន្ទប់គ្នាដោយមនុស្សប្រុសម្នាក់នឹងមានឈ្មោះថាច័ន្ទអាយុប្រហែលជា25ឆ្នាំហើយនឹងជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងដែលគាត់បានមករស់នៅទីនេះមុនអ៊ំសាប្រហែលជា3ខែទៅហើយច័ន្ទគឺជាមនុស្សសុភាពរាបសារមានចំណេះដឹងនិងមានភាពរៀបរយអាចនិយាយបានថាច័ន្ទគាត់គឺជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់និងរស់នៅស្អាតបាតដោយអ៊ំសាដែរអញ្ចឹងបាននិយាយទៅឆាប់ចូលគ្នាមានយប់មួយនោះប្រហែលជាម៉ោង10យប់សុកស្រាប់តែច័ន្ទនឹងបានមកគូសទ្វារគាត់ផាំងគូសទ្វារបន្ទប់របស់អ៊ំសាណាទាំងដែលអ៊ំសានឹងកំពុងតែដេករលាវចិត្តលក់ទៅហើយគាត់ចាំបានថានៅយប់នោះគឺជាថ្ងៃដែលពូឆៃហើយនិងមីងពៅមកសម្រាប់នៅក្នុងបន្ទប់របស់គាត់ដែរគាត់ក៏ដើរទៅបើកទ្វារមកក្រាក់គាត់ស្លុតចិត្តយ៉ាងខ្លាំងចង់ស្លាប់ដោយសារអីគេព្រោះអីអ៊ំសាគាត់បានឃើញច័ន្ទហ្នឹងហូរឈាមប្រឡាក់ពេញដៃជោកហ្មងត្រង់បាតដៃរបស់គាត់ដូចជាត្រូវបានគេអាដៃគាត់ចោលអញ្ចឹងហើយអ៊ំសាគាត់ភ័យខ្លាំងមែនទែនក៏បញ្ញាប់ចាប់ដៃរបស់ច័ន្ទហ្នឹងមកមើលហើយក៏សួរគាត់ថាបងឯងកើតអីដោយសារតែពេលហ្នឹងប្រកាសថាច័ន្ទគឺមានអាយុ25អញ្ចឹងច្រើនជាងអ៊ំសាអញ្ចឹងណាហើយមិនក៏មានឈាមស្រក់ពេញដៃអញ្ចឹងហ្នឹងហើយអ៊ំសាសួរតែបរិបឈ្មោះច័ន្ទហ្នឹងអត់បានឆ្លើយតបទេក៏បញ្ញាប់ទាញដៃអ៊ំសាហ្នឹងទៅបន្ទប់របស់គាត់ឲ្យអ៊ំសាហ្នឹងជួយរុំរបួសបន្តិចព្រោះគាត់រៀនពេទ្យស្រាប់គាត់ក៏បានទៅរុំរបួសឲ្យបងច័ន្ទនៅក្នុងបន្ទប់ទាំងដែលគាត់ហ្នឹងអារម្មណ៍នៅផិតភ័យឡើយអត់ដឹងថាមានរឿងអីកើតឡើងអញ្ចឹងអ្នកនរគ្នានៅសុកបើក្រាំងឈាមប្រឡាក់ពេញដៃឲ្យចាប់អុសទៅដើម្បីឲ្យរុំរបួសឲ្យអញ្ចឹងហ៎
ក្រោយមកគាត់ក៏បានសួរនាំបងច័ន្ទហ្នឹងតែបងច័ន្ទហ្នឹងគាត់ក៏ឆ្លើយតបវិញថារឿងនេះជារឿងសម្ងាត់គាត់ប្រាប់អត់បានទេគាត់អត់អាចប្រាប់នរណាគេម្នាក់បានឡើយបាទគាត់និយាយច្បាស់បាត់ម៉ាត់អញ្ចឹងជាមួយនឹងទឹកមុខរបៀបថារងមមផងប៉ុន្តែអ៊ំសាគឺគាត់ចាប់បានពេលហ្នឹងគឺអ៊ំសាគាត់ក៏មិនហ៊ានសួរជជែកដេញដោលអ្វីច្រើនដែរគាត់ខ្លាចចិត្តជាមួយនឹងបងច័ន្ទអញ្ចឹងណាមួយគាត់កំពុងតែមានរបួសផងធ្វើឲ្យទឹកមុខរបស់បងច័ន្ទហ្នឹងឡើងស្លេកស្លាំងខុសពីធម្មតាបន្ទាប់មកទៀតហ្នឹងនៅយប់នោះអ៊ំសាគាត់ក៏បានដាំបបរជាងត្រីជាងអីដែលមាននៅក្នុងបន្ទប់បងច័ន្ទហ្នឹងឲ្យគាត់ហ្នឹងហូបដើម្បីបើកម្លាំងមកវិញអញ្ចឹងទៅមុននឹងត្រឡប់មកដេកនៅក្នុងបន្ទប់តខ្លួនវិញតែនៅពេលដែលគាត់ត្រឡប់មកវិញអ៊ំសាគាត់ដេកគិតហ្មងបាទគាត់គេអត់លក់ទេគាត់ចេះតែឆ្ងល់ថាតើបងច័ន្ទហ្នឹងមានរឿងអីហេតុអីបានព្យាយាមលាក់បាំងខ្លាំងបែបនេះហើយដៃរបស់គាត់ហ្នឹងថៃបានហូរឈាមអញ្ចឹងណានៅក្នុងចិត្តរបស់គាត់ពេលនោះភ័យខ្លាចតែមាននរណាគេធ្វើបាបគាត់ព្រោះមើលទៅបងច័ន្ទហ្នឹងគាត់ជាមនុស្សស្លូតបូតហើយឮថាគាត់គឺជាកូនច្បងនៅក្នុងគ្រួសារគាត់ត្រូវធ្វើការធ្ងន់ចិញ្ចឹមម្ដាយនិងបងប្អូនរបស់គាត់ជាច្រើនអ្នកទៀតតែម្នាក់ឯងតែម្ដងណាហើយយប់នោះអ៊ំសាគាត់សម្លឹងមើលទៅភ្នែកបងច័ន្ទហ្នឹងគឺមើលទៅជាមនុស្សប្រុសដែលគួរឲ្យអាណិតគឺសោកសៅខ្លាំងមែនទែនមានទុកនៅក្នុងខ្លួនប៉ុន្តែនិយាយបានអញ្ចឹងណានៅយប់នោះអ៊ំសាកំពុងតែសង្ងំដេកទាំងខួរក្បាលគិតរវើរវាយស្រាប់តែគាត់បានឮសូរសំឡេងសូត្រធម៌ចេញពីបន្ទប់ពូឆៃនិងមីងពៅទៀតដែរបាទនិយាយទៅថ្ងៃណាដែលពួកគាត់មកសម្រាកនៅក្នុងបន្ទប់ហ្នឹងគាត់តែងតែបានឮសំឡេងសូត្រធម៌ចម្លែកជានិច្ចអ៊ំសាចាប់ផ្ដើមគិតថាតិចមីងពៅគឺជាជនជាតិឥណ្ឌូនេស៊ីអីដឹងប្រហែលជាគាត់កាត់ខ្មែរមើលទៅបានជាធម៌ដែលគាត់សូត្រហ្នឹងមើលទៅដូចជាមិនមែនជាធម៌របស់ខ្មែរសោះជាធម៌បែបសាសនាអីផ្សេងអញ្ចឹងណាព្រោះអីប្រជាពលរដ្ឋឥណ្ឌូនេស៊ីគេតែងតែគោរពប្រណិប័តណាមុនពេលគេងក្រោយពីគេងមុនពេលមានអាហារអីចឹងទៅគេមិនត្រូវសូត្រធម៌គេគោរពសាសនាគេអត់ដែរបំពេញទេអញ្ចឹងណាអញ្ចឹងអ៊ំសាគាត់គិតបែបហ្នឹងរំលងបានប្រហែលជា3ថ្ងៃក្រោយមកនៅយប់មួយអ៊ំសាគាត់ចាប់បានថាប្រហែលជានៅម៉ោង12យប់កណ្ដាលត្រាតែម្ដងខ្យល់ត្រជាក់បក់មកខ្លាំងមែនតើហ្មងអ៊ំសាគាត់ក៏ស្រាប់តែបានឮសូរដូចជាមានសំឡេងមនុស្សស្រីយំអ្នកទាំងអស់គ្នាបាទយំឡើងសង្ងោយហ្មងគាត់ក៏ព្យាយាមស្វែងរកសំឡេងហ្នឹងចេញមកពីណាអញ្ចឹងណាគឺសំឡេងហ្នឹងចេញមកពីបន្ទប់របស់ពូឆៃតែម្ដងក៏ភ្ញាក់ឲ្យប្រឹងផ្ទៀងទៅជាស្ដាប់តើជាសំឡេងអ្វីជាសំឡេងមនុស្សឬក៏ជាសំឡេងអមនុស្សអញ្ចឹងណាភ្លាមនោះគាត់ក៏បានដឹងថាវាពិតជាសំឡេងមនុស្សយំខ្សឹបខ្សួរប៉ិតមែនគឺយំចេញពីបន្ទប់ពូឆៃហើយនឹងមីងពៅហ្នឹងតែមិនដឹងថាហេតុអីបានជាមានមនុស្សយំនៅក្នុងបន្ទប់ហ្នឹងគាត់ស្ដាប់ហើយព្រោះសម្បល់ខ្ញាក់ព្រោះសំឡេងមនុស្សស្រីហ្នឹងយំដាក់ដើកដូចជាត្រូវនរណាគេម្នាក់ធ្វើបាបឬក៏ជាសំឡេងសុំអង្វរឲ្យនរណាគេម្នាក់មកជួយនាងអញ្ចឹងមើលទៅគឺសំណោកព្រឺឆ្អឹងខ្នងខ្លាំងមែនទេពេលនោះគាត់រៀងភ័យដែរក៏យកភួយរុំចិត្តក្បាលតាំងពីចុងជើងដល់ក្បាលតែម្ដងហើយប្រឹងដេកឲ្យលក់សង្ងំគេងតែម្ដងព្រោះខ្លាចអាហ្នឹងមិនមនុស្សចេញជាសំឡេងខ្មោចអីអញ្ចឹងណាព្រឹកឡើងមីងពៅក៏មកគូទ្វារដៀងទាំងព្រឹកតែម្ដងអ៊ំសាលគាត់ក៏ដើរទៅបើកទ្វារហើយឃើញទឹកមុខរបស់គាត់ដូចជាមិនសូវស្រស់បោះសោះហើយមីងពៅក៏សួរអ៊ំសាដោយក្តីព្រួយបារម្ភថាកាលពីយប់មិញហ្នឹងក្មួយឯងបានឮសំឡេងអីអត់បាទអ៊ំសាកៀងបដ ாய் កៀងមកសន្ទុះចឹងទៅតែគាត់ក៏ព្យាយាមសម្រួលអារម្មណ៍មកវិញហើយគាត់និយាយធ្វើដូចតែខ្លួនឯងអត់បានដឹងរឿងអីចឹងរបៀបគេងលក់ចឹងគាត់ប្រាប់ថាទេអត់បានដឹងអីផងអត់បានឮអីផងព្រោះគេងតាំងពីក្បាលប្រឡំបាទហើយគាត់ក៏ព្យាយាមសម្រួលទឹកមុខមកវិញធម្មតាហើយមីងពៅហ្នឹងមើលមុខគាត់មកសន្ទុះហើយគាត់ដើរចេញទៅវិញបាត់ទៅចម្លែកខ្លាំងមែនតើហ្មងប្តីប្រពន្ធពីរនាក់ហ្នឹងអ្នកទាំងអស់គ្នាក្រោយមកពេលរៀបចំខ្លួនចេញទៅរៀនហ្នឹងអ៊ំសាក៏ស្រាប់តែចំពប់ជួបនឹងនារីម្នាក់ទៀតដែលគាត់គឺជាអ្នកធ្វើការរោងចក្រនៅក្បែរហ្នឹងហើយក៏ស្នាក់នៅបន្ទប់ជួលនៅជាន់ខាងលើហ្នឹងតែម្ដងដោយនារីនោះគាត់មានអាយុប្រហែលជា25ឆ្នាំបាទអាយុប្រហែលនឹងបងច័ន្ទហើយក៏គាត់មានសម្រស់ស្រស់ស្អាតសម្បុរគាត់រៀងភ្លឺសសក់វែងធំចកេះតែអ្វីដែលចម្លែកផងថាគាត់ធ្វើរឹកពីដូចជាលឹបលោយ៉ាងមិនដឹងទេហើយគាត់តែងតែដើរឈ្ងោកមុខជានិច្ចគាត់យកកសែងរុំមុខចិត្តអញ្ចឹងណាតែចៃដន្យអីអ៊ំសាគាត់បានកលេចទៅឃើញដៃរបស់គាត់គឺមានរុំរបួសនៅបាត់ដៃប្រហែលជាមានរបួសស្នាមស្រដៀងនឹងបងច័ន្ទដែរពេលហ្នឹងអ៊ំសាគឺសួររាក់ទាក់ទៅនារីម្នាក់ហ្នឹងតែម្ដងថាបងឯងកើតអីដៃបងឯងកើតអីមិនបានមានរបួសអញ្ចឹងគ្រាន់តែលឺអ៊ំសាសួរសំណួរហ្នឹងភ្លាមស្រាប់តែនារីម្នាក់ហ្នឹងភ្ញាក់ឲ្យព្រឺតហើយទាញយកកសែងដែលគាត់បងកហុំមុខហ្នឹងយកមករុំបែកឲ្យចិត្តតែម្ដងហើយឆ្លើយកាត់អ៊ំសាតែម្ដងថាអត់មានអីទេអូនបងធ្វើមកហូបមុតដៃតែបាទអញ្ចឹងឆ្លើយរបៀបដូចអត់មានរឿងអីផងគាត់ឆ្លើយបែបភ័យរន្ធត់បែបចោតប្រកាន់ហ្មង
ឆ្លើយរួចគាត់ប្រញាប់ដើរហូរទៅហ្មងពេលហ្នឹងអ៊ំសាចាប់ផ្ដើមសម្គាល់ថាមិនក៏មនុស្សនៅបន្ទប់ជួលនៅម្ដុំនេះដូចជាមានកាយវិការប្លែកៗមិនដឹងទេហើយមួយវិញទៀតប្តីប្រពន្ធម្ចាស់ផ្ទះពីរនាក់នោះគាត់បានលឺសូរសំឡេងចម្លែកមិនឈប់បើថ្ងៃណាដែលពួកគាត់មិនមកគឺអត់មានរឿងអ្វីកាត់ឡើងតតែសោះតែឲ្យតែថ្ងៃម្ចាស់ផ្ទះមកគឺបើគាត់មិនជួបមនុស្សចម្លែកគឺគាត់លឺសូរសំឡេងចម្លែកអីអ៊ំសារស់នៅទីនោះរហូតបានជិត1ខែថ្ងៃមួយមីងពៅស្រាប់តែដើរចូលទៅក្នុងបន្ទប់គាត់ស្ងាត់ហ្មងអូនៅយប់ហ្នឹងគឺជាយប់ដែលអ៊ំសាគឺគាត់ចងចាំអត់ផ្លេចទេដោយសារតែយប់ហ្នឹងចៃដន្យអីគឺគាត់អត់ទាន់បានចាក់កលឹះទ្វារទេព្រោះអីគឺគាត់នៅអានសភៅរំលឹកមេរៀនធៀមប្រឡងអីអញ្ចឹងទ្វារហ្នឹងគឺអត់បានចាក់កលឹះពីខាងក្នុងទេសុកស្រាប់តែមីងពៅដើរចូលទៅក្នុងបន្ទប់គាត់ហ្មងគាត់បើកទ្វារចូលមកក្រាក់ហើយចាក់សោពីខាងក្នុងបន្ទប់ជាប់ទៀតថ្ងៃនោះអ៊ំសាគាត់ចាំបានថាគាត់កំពុងតែដេកអានសៀវភៅត្រៀមប្រឡងនៅលើពូកនៅក្នុងបន្ទប់ប្រហែលជាម៉ោង 9:10 យប់ទៅហើយគាត់ភ្ញាក់ឲ្យព្រឺហើយក៏ស្រែកថាមីងឯងចូលមកក្នុងបន្ទប់ខ្ញុំទៅអីពេលនោះមីងច័ន្ទក៏ស្រាប់តែឡើងមកលើក្រែរបស់អ៊ំសាហ្មងហើយស្រាប់តែគាត់ចាប់បាត់ស្វាយកដៃអ៊ំសាមកក្បែរខ្លួនហើយចាក់អោបអ៊ំសាហ្មងដោយយកដៃគាត់មកខាងទៀតនឹងអាយលើទ្រូងអ៊ំសាដោយកាយវិការស្រាវហើយនឹងនិយាយខ្សឹបដាក់ទៅជាអ៊ំសាថាកំភៃមើលមីងមកល្អទេនិយាយអញ្ចឹងអ៊ំសាលឯងត្រូវការលុយរៀនសូត្រអីបន្ថែមអត់បើត្រូវការមីងឲ្យបានណាអូរបៀបថាចង់ចាំប្រុសក្មេងចង់ស៊ីគេហៅថាស្មៅខ្ចីអញ្ចឹងណាបាទអ៊ំសាគាត់ភ័យខ្លាំងមែនតើដោយសារតែពេលហ្នឹងគឺគាត់នៅក្មេងផងអ្នកទាំងអស់គ្នាហើយគាត់ក៏បញ្ញាប់តបវិញយ៉ាងឡើងញ័រមាត់ហ្មងគាត់ថាអត់ទេមីងអត់មានត្រូវការលុយអីមីងឯងចេញទៅស្រាប់តែគាត់តែស្រែកប៉ុណ្ណឹងគាត់ចាក់បេះដៃមីងពៅចេញហ្មងហើយរុញមីងពៅកាប់ទៅលើក្រែនឹងតែម្ដងហើយគាត់ក៏បញ្ញាប់ស្ទុះទៅបើកទ្វារចេញមកខាងក្រៅភ្លាមតែម្ដងបាទហើយគាត់ក៏បែកខ្នងមកកលេចមើលមីងពៅដែលនៅក្នុងបន្ទប់របស់ខ្លួនភ្លាមនោះមីងពៅក៏ស្ទុះចេញមកខាងក្រៅដែរទាំងទឹកមុខគាត់គឺខឹងមែនតើខឹងនឹងអ៊ំសាយ៉ាងខ្លាំងអញ្ចឹងណាហើយមីងពៅនឹងក៏ព្យាយាមនិយាយស្រួលបួលជាមួយនឹងអ៊ំសាថាអត់អីទេបើមិនព្រមក៏មិនអីដែរមីងគ្រាន់តែសួរថាចាំបាច់ធ្វើភ្ញាក់ផ្អើលទៅអីមីងមិនបង្ខំខ្លួនឯងទេបើមិនព្រមអត់ទៅមីងពៅនឹងព្យាយាមនិយាយសម្ដីផ្អែមល្ហែមកុំឲ្យអ៊ំសានឹងខ្លាចគាត់ហើយក៏បើកទ្វារចូលទៅក្នុងបន្ទប់គាត់ទៅវិញបាត់ទៅសាហាវខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាបាទយប់ឡើងចូលបន្ទប់កូនកន្លោះគេតែនៅពេលនោះក៏គ្មានការឆោឡោអ្វីដែរព្រោះជាម៉ោងគេដេកស្ងាត់អស់ទៅហើយគាត់ក៏មិនបានឃើញសមោពូឆាយដែរមិនដឹងថាគាត់នៅក្នុងបន្ទប់ឬអត់ទេបានជាបណ្ដោយឲ្យប្រពន្ធធ្វើបែបនេះព្រោះនៅថ្ងៃនោះគាត់មករៀនប្រលប់ទៅហើយគាត់មិនបានចាប់អារម្មណ៍នោះទេពេលនោះអ៊ំសាគាត់ភ័យខ្លាំងមែនទែនហេតុអ្វីបានជាមានរឿងរ៉ាវបែបនេះកើតឡើងចំពោះគាត់តើគាត់គួរបន្តរស់នៅទីនេះទៀតដែរឬទេបាទហើយម្យ៉ាងទៀតគាត់ស្រែកគ្រៀងខ្លាំងដែរតើបងច័ន្ទនៅណាតើបងច័ន្ទនៅក្នុងបន្ទប់ដែរឬអត់អ្នកនៅនឹងឬក៏មិនបានឮសូរសំឡេងគាត់សោះគាត់ចុះគាត់ឡើងគាត់ក៏សម្រេចចិត្តថានឹងយករឿងនេះទៅប្រឹក្សាជាមួយបងច័ន្ទតែម្ដងតែអ្វីដែលគាត់នឹកស្មានមិនដល់អ្នកទាំងអស់គ្នាគឺថានៅយប់នោះគឺជាយប់ដែលបងច័ន្ទក៏នៅក្នុងបន្ទប់នឹងដែរហើយគាត់ក៏បានឮសូរសំឡេងរបស់អ៊ំសាដែរតែគាត់អាចធ្វើអ្វីបានទេតែនៅពេលដែលអ៊ំសាទៅជួបបងច័ន្ទហ្នឹងណាបងច័ន្ទហ្នឹងក៏សម្រេចចិត្តប្រាប់រឿងដ៏ចម្លែកមួយដែលកើតឡើងនៅក្នុងបន្ទប់ជួលនេះមកកាន់អ៊ំសាតែម្ដងបងច័ន្ទនោះបានប្រាប់អ៊ំសាថាមុននឹងគាត់ប្រាប់ត្រូវតែរក្សារឿងនេះជាការសម្ងាត់ដាច់ខាតកុំនិយាយប្រាប់នរណាគេឲ្យសោះព្រោះវាអាចនាំទុកទៅដល់គាត់ហើយនឹងខ្លួនរបស់អ៊ំសានឹងផងដែរតែដោយសារតែគាត់នឹងចង់ឲ្យអ៊ំសាមានសុវត្ថិភាពចេះប្រយ័ត្នខ្លួនទើបគាត់ព្រមប្រាប់រឿងទាំងអស់នេះហ្នឹងហើយបងច័ន្ទនោះប្រាប់ថាក៏ប៉ុន្តែគាត់ក៏ធ្លាប់ត្រូវបានមីងពៅនឹងបៀតបៀនដូចគ្នានៅពេលដែលគាត់ចូលមករស់នៅដំបងហ្នឹងហើយអ្វីដែលកាន់តែហួសចិត្តនោះគឺថាបច្ចុប្បន្នហ្នឹងបងច័ន្ទហ្នឹងគឺជាប្រុសកំណាន់លុចលាក់របស់មីងពៅអ្នកទាំងអស់គ្នាគឺរបៀបថាមីងពៅធ្លាប់មកដេកមកធ្វើអីជាមួយនឹងបងច័ន្ទអញ្ចឹងណាឲ្យតែពេលដែលបងច័ន្ទហ្នឹងត្រូវការលុយផ្ញើឲ្យម្ដាយគាត់ហើយនឹងប្អូនដែលរៀនសូត្រនៅឯស្រុកគាត់តែងតែទៅដេកមួយមីងច័ន្ទហ្នឹងរហូតហ្មងដើម្បីបដូរយកលុយមួយចំនួនអ្នកទាំងអស់គ្នា Oh my god គាត់និយាយថាគាត់បានធ្វើរឿងបែបនេះជារៀងរាល់ខែយ៉ាងហោចណាស់ក៏2ដងដែរនៅក្នុងមួយខែព្រោះគាត់ខ្វះខាតលុយកាក់អញ្ចឹងណាអ្នកទាំងអស់គ្នាហើយអ្វីដែលរឹតតែហួសចិត្តហ្នឹងគឺថារឿងនេះពូឆៃដែលជាប្តីរបស់មីងច័ន្ទហ្នឹងក៏ដឹងច្បាស់ដែរតែពូឆៃហ្នឹងអត់ដែរនិយាយអ្វីទេព្រោះខ្លួនពូឆៃហ្នឹងក៏មានស្រីញីខាងក្រៅដូចគ្នាអូយអញ្ញាញ៉ៃមែនតើអ្នកទាំងអស់គ្នាជាក់ស្ដែងស្រីក្មេងៗនៅក្នុងបន្ទប់ជួលនេះក៏មានមួយចំនួនណាក៏ជាស្រីកំណាន់របស់ពូឆៃដែរគ្រាន់តែពួកគេលាក់បាំងមិនឲ្យរឿងនេះលេចលឺចេញទៅសង្គមខាងក្រៅតែប៉ុណ្ណោះ
ngò vai đây bọc pôn pin nè đi bọc pôn miền prop đây miền sray mà đại khnia mỏng này tặng ọt khnia chẳng bạn ọt miền cái hai thạch lục khnia bạn hơi miền nè khá to lôi kháng khai khá có prom đây chỉ một đường bù cháy nó làm bấy đốt lại bẩn túc chua to tài mặt đòn ngò vai ôi này giấy tới bị bắt đắc khăn mền tén tay ní cứ chỉ cả bật đó tâm ní ha bóng chán có ban này giấy prap quạt mùi rương tiệt đại rất tai xả hai chiên ní tới tiệt nè ngọc khnia cứ bóng chán ban prap ẩm xa thà cả bật tới á bù cháy hay là mình bơi nâng á cứ chia nè lên môn ạc cống phơi ngủ ngất quát tha sầm lên đại ẩm xa ban lư bụ quát số thoa chi phải chăm đâu á vì mình chỉ thoa a it còn tay cứ chỉ môn ạc cống rập bù cháy đại số đậm bấy bồ chia hằng khmai đại tới pra chia mà đủ sót tay mà đo ngắt đậm bấy bồ chia bộ quạt phơi bài nâng á từ bộ quạt roxy ban tới pan rồi chầm rán mỏ hột hai bờ sân chỉ quạt ở bên chim sót sen oi hằng khmai nâng té á bồ cháy rồi còn mình bơi nâng bậc cách rồi còn chư thẹn luôn khăng chạy chia bùng khan anh đang bờ tam mình bơi nâng bàn phẹp màu bóng chăn nâng trắng á chầm này ai thằng ngay đại bóng chăn chim bay khăng ó quạt tha quát cứ bàn lụa chim từ ao bù cháy này tao học kia đâm bấy ban prạ chầm đốn $60 dốc từ phía ba chừng người mà đai quát nơi ai sắp để xa tại quát nâng to khang pe hay sầm mày nâng $60 chở nó nè tao học kia hàng được pe nâng thò mà đá quát ai handle cho mình là chim nâng ban bàn tay dục nâng cứ bù cháy đai quát chổi từ thổi chim nâng khô khang pe từ quát phải nhặt từ họ ơi ôm sáng chuiចឹងណាbà tam thò mà đá có ai tới bằng hai đây để quát chim nâng tại ơi này là tay ban khơi nhảy phủa nâng cứ chỉ ca sầm ngạt bà cònចឹងណាnày giấy tâm này ha ông xã có ban nước hơi tận đó bong xảy ra mà nè để quát chu có để quát min rum độc bút đai thành môn nữa á quát có bảo hai chỉ lụi chiếm tại ở bù cháy đáy mới tới tam quát cất á hãy cho sầm lên mà được xây vô một pe giúp để quát ban lư tai chi mà được xây đại phơi ca nơi tính đai được tế còn ta cất đó có lại nữa ông xã ba rôm ngã món cái này ở kia cứ tới mình nước của khai trên khmau tí á cứ biết thạo ông xã khai ở đây bảo pôn pi này nó khăng mền tên việc đôi chỉ là hai pe chứ hay cho bà mình tới nó quạt không rương bị ca bị dục môn đại quạt cho để chắp cho mình ông xã hay ông xã thổ mó hay từ oi bù chay nó này đại tới quạt mình cho vậy hay sao phải chạy tha nơi dục nữa ông xã cứ đặt khá cứ quạt ở tận lót tới đây nó không mình tốt to luôn bảo quạt vinh tế cứ quạt chạy sao chào hơi quạt khai tha mình tới nó mà đó quạt mà đòn tiệt cứ quạt xong bóng trắng đây cho mũi mà dục tài mà đòn rồi hốt rất lần ông xã có phải nhập xe sầm bọt nhà từ tam lan tạ sĩ đâm bây tập ra mà đại quạt tha quạt sầm rạch chất rồi bẩn túc tới nơi cả lạnh xây với nhảy tại quạt ban phèn bị mua là hai đại cát lang á phủ ấy quạt khai mà đại bạc quạt nó bà rom hãy quạt có ban từ pra phủ chay đại tha cứ quạt rơi từ rồi bẩn túc ấy phủ thở từ riêng cho mình mất phèn đâm bây cả bẩn thói ca chầm này tại ca bẩn cứ quạt có họ tê quạt chặt ban tha nơi pe nó cứ nơi stop là hai chiếc mũi tật tiết tự đại khai quạt có cất tha trom nơi sân tới tạm mà tật tiết nâng pra phim chính phim và hai chiếc kế về lôi khai cọ quạt vinh chẳng á quạt đai lôi khai cọ đời xa tạm đại bảo quạt nơi pe nâng có bà đai hưởng lôi cả nà môi vinh tiết phim chẳng từ rồi bắt tục chua nã bán tay chặt tăng bị ngay đun mô á ông xã có nhà rồi mình sẽ đọc nông chất tề cướp về để để quạt tập lập tới bản tục chua với nhá cứ quạt luôn nơi đôi cả hai tham mình được khai mà được bắt nâng riêng ở vậy mà dạng chẳng á bà tầng kê tầng nhóm này tầng ngọc này ơi bà đằng chấn dương mà hiến nơi mày nói này tầng ngọc nàyการดูว่ามีนไทยคลาอมซาเด็กในสลากับเมียนหรือกับเป้คลาเด็กจะเหมือนนังมันแผลมันเนี่ยนี่มันแผลมันเนี่ยดูจังเตยจีเรื่อยๆคือทั่วมันจะได้ทั้งหยัดไปมาแต่นั่งกับชียิ้มกิ๊กมันจ้องบอกมันตกหนุนไอ้เวนเต้ประเสริฐบอกเมียนการจำใบหรือบอกไงนะได้เมียนปู่ใช้มิงเตยมาสำราญจังนะคือกอดตายแต่แกหาท่าแกะต้งตำแหน่งตำดองซูปูป้อมเบียนปีบังจันเฉียนในท่าไงนะตำดองกอดเมาจังนะนังอากอดนั่งหยกแลกตะเกงจะเหมือนมันแผลในขางไกลจังเตยเราฮดดอกไทยมวยได้ในซอยแต่มาทั้งปีทั้งเตี้ยเต้คือดาวไปเด็กก็ถือเลยวันใช่ไหมเนื้อยุบนัวก็เด็กในครบรรทุกดำใบประโมรีบจำไอ้วันผู้ไอ้กดมินสะเพอเฉินกับบ้าเหม็นเต้นรีบจำยุบบันเต้เฮยรงจำผักไซล้างตึกไอ้เรือเจ๊งตึกดักในครบรรทุกมัดแผลบอกกอดบ้านผู้การโน้ตกับปะเต้กดเราบรรทุกไทยเนื้อเหมือนตอนบ้านเต้เมียนแต่ส้มสนัดเนื้อจมูกมัดแผลบันดาซันซันตายปนโนตายบอกสัจจะเอากดบรรทอนในบรรทุกจ้ากับกดมันไอ้เนื้อบานได้ยุบนู้คือจีแฮดการได้บันดอกจอบในขนมจัดอมซาหรอโฮดดอกบักคอมจัดไอ้กวาดนั่งเธอตายการทัดได้ใจถึงนั่งปรับเกณฑ์ในเปย์ข่อยมาตีรับบางมันจังเต้คือกวาดมีจุดเพลย์จัดมองในทางออกนี่บางตัวใบจิ๋ววีรำหลงพอดออเตอร์ระยะเปย์ชานชนำหายก็ได้กับกวาดในแต่จ้องจำเอาแต่เด็กยูซับหึงนั่งตายมันดองคื
គឺថានៅយប់នោះពេលដែលកំពុងតែរើអីវ៉ាន់សុកហ្នឹងណាអ៊ំសាគាត់ក៏បានធ្វើឲ្យចិញ្ចៀនមាសមួយវងដែលម្ដាយរបស់គាត់ហ្នឹងទិញទុកឲ្យរមៀធ្លាក់ទៅក្រោមទូឈើនៅក្នុងបន្ទប់ហ្នឹងណាហើយគាត់មិនដំបងហៅមិនក៏រត់ឃើញចុងក្រោយគាត់ក៏សម្រេចចិត្តថាទិញទូឈើនោះចេញដើម្បីរកចិញ្ចៀនចៃដល់ណានៅពេលដែលគាត់រំកិលទូនោះចេញគាត់ក៏ប្រទះឃើញប្រឡោះកុំផ្លាក់គេមួយប្រឡោះដែលនៅខាងក្រោយទូហ្នឹងបាទគាត់ដែរដឹងសោះថាមានប្រឡោះនៅកន្លែងហ្នឹងណាហើយមានបិទស្កុតពណ៌ខ្មៅពីរខ្វែងគ្នារបៀបជើងក្អែកហ្នឹងទាំងអស់គ្នាហើយប្រឡោះមួយហ្នឹងដូចជាមានគេអាជារៀងការ៉េ4ជ្រុងទៅហើយក៏បិទស្កុតនោះឲ្យជាប់វិញតែប្រឡោះតូចនោះប្រហែលជាមានរុនប៉ុនកណ្ដាប់ដៃតែប៉ុណ្ណោះសូមបញ្ជាក់ថាជញ្ជាំងនោះគឺជាជញ្ជាំងដែលជាប់ជាមួយនឹងបន្ទប់ពូឆៃនិងមីងទៅផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាដោយមានចម្ងល់គាត់ក៏កេះស្កុតខ្មៅនឹងចេញដែលបិទប្រឡោះនោះចេញអញ្ចឹងណាពេលហ្នឹងស្រាប់តែគាត់បានមើលឃើញធ្លុះទៅដល់បន្ទប់ពូឆៃនិងមីងទៅហើយជញ្ជាំងដែលនៅក្នុងបន្ទប់របស់ពួកគាត់គ្រាន់តែវាមានខាំងមកតង់ទៀតគឺមានបិទកណ្ដាស់កាសែតដូចនៅក្នុងបន្ទប់ទឹកអញ្ចឹងទោះមិនបានអ៊ំសាលគាត់ក៏បានយកដៃកេះកណ្ដាស់កាសែតនោះចេញបន្តិចម្ដងកេះប្រហែលជាប៉ិនមេដៃអញ្ចឹងទាំងអស់គ្នាដែលល្មមអាចគាត់មើលឃើញទស្សនវិជ្ជាទាំងស្រុងនៅក្នុងបន្ទប់នោះគ្រាន់តែចោះភ្លាមបាទគឺគាត់ធំខ្លួនឈួមមកតំផឹងបុកកណ្ដាលមុខគាត់ហ្មងថ្នែកគាត់រហូតទៅថ្នែកហ្មងណាទាំងក្លិនធូបក្លិនឆ្អាបឈាមគឺមួយតំផឹងតែម្ដងគាត់ឡើងកាហាយភ្នែកអ្នកទាំងអស់គ្នាអ្វីដែលអ៊ំសាគាត់បានឃើញនៅពេលនោះគឺនៅក្នុងបន្ទប់នោះមានបើកភ្លើងពណ៌ទឹកក្រូចដូចជាអំពូលដេញមូអីម្យ៉ាងទេសតុំអញ្ចឹងហើយមានអាសនៈធំមួយតម្កល់រូបក្បាលខ្មោចអ្នកទាំងអស់គ្នារូបក្បាលខ្មោចច្រើនមែនទែនមិនដឹងជារបស់ពិតឬក៏យ៉ាងណាទេហើយមានទៀនមានធូបមានអំបោះរុំជុំវិញក្បាលខ្មោចទាំងអស់នឹងតែម្ដងហើយក៏គាត់ឃើញមានផ្ទៃក្បាច់មួយដែលធំមែនទែននិយាយទៅដូចជាកន្លែងគេគោរពបូជាយ៉ាញ់អញ្ចឹងនៅខាងសាសនាងឹតហើយអ្វីដែលគួរឲ្យខ្លាចនោះគឺនៅក្នុងបន្ទប់ហ្នឹងគឺគាត់អត់មានឃើញក្រែគេងទេបែរជាឃើញមកឈូសឈើមួយទៅវិញទាំងអស់គ្នាគឺជាមកឈូសឈើដែលមានក្បោក្បាច់យ៉ាងប្រណិតដាក់នៅចិត្តអាសនៈធំនោះតែម្ដងតែជាមកឈូសអត់មានកម្របទេអ្នកទាំងអស់គ្នាអ៊ំសាគាត់គិតចុះគិតឡើងគាត់គិតថាឲ្យចុះពេលពូឆៃនឹងមីងពៅមកដេកនៅទីនេះម្ដងពួកគាត់គេនៅណាកុំថាគេនៅក្នុងមឈូសហ្នឹងណាអូកំពុងតែសម្លឹងមើលចុះមើលឡើងអ្នកទាំងអស់គ្នាអើយបរិយាកាសគួរឲ្យព្រឺភ័យរន្ធត់អ្នកទាំងអស់គ្នាសាអារម្មណ៍ថាគិតថាបើសិនជាយើងឃើញបែបហ្នឹងវិញតែអ្នកទាំងអស់គ្នាគិតបែបណានិយាយបែបណាបាទមើលចុះមើលឡើងស្រាប់តែអ៊ំសាគាត់ឮសូរសំឡេងចាក់សោហ្មងបាទចាក់សោឡើងឮសូរក្រឹកលេចចេញពីខាងក្រៅបន្ទប់របស់ពូឆៃនិងមីងពៅបានថាពួកគាត់មករួចពួកគេក៏បានដើរចូលមកខាងក្នុងបន្ទប់តែម្ដងបាទអ៊ំសាគាត់ភ័យខែងលោកពួកគាត់នឹងបានឃើញថាអ៊ំសាលោកមើលគាត់ក៏ប្រញាប់រត់ទៅបិទភ្លើងនៅក្នុងបន្ទប់គាត់វិញព្រោះអីធម្មតាទេបើមានប្រឡោះនៅក្នុងបន្ទប់ហ្នឹងបើសិនជាមានភ្លើងមិនពូឆៃនិងមីងពៅគាត់មើលឃើញដោយសារតែមានប្រឡោះអ្នកទាំងអស់គ្នាពលឺវាបាញ់ចូលទៅតាមប្រឡោះហ្នឹងអញ្ចឹងណាគាត់ក៏ប្រញាប់រត់ទៅបិទភ្លើងនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ខ្លួនឯងឲ្យងងឹតតែម្ដងខ្លាចថាពូឆៃហើយនឹងមិនទៅដឹងកំឡុងពេលនោះចិត្តរបស់អ៊ំសាមួយភ័យខ្លាចតែចិត្តមួយទៀតក៏ចង់ដឹងខ្លាំងហ្មងថាពីអ្នកប្តីប្រពន្ធហ្នឹងលាក់បាំងរឿងអីក៏ខ្លាំងដែរនៅក្នុងបន្ទប់ហ្នឹងហើយគាត់បូជាយ៉ាញ់បែបមិនអញ្ចឹងដោយការចង់ដឹងចង់លឺរបស់អ៊ំសាខ្លាំងពេកបាទគឺគេថាចង់ដឹងខ្លាំងជាងចិត្តដែលខ្លួនឯងភ័យខ្លាចគាត់ក៏បានលួចមើលពូឆៃនិងមីងពៅនឹងតាមប្រឡោះតូចនឹងបន្តទៀតហើយម្ដងនេះគាត់បានឃើញរូបភាពដែលគាត់ចងចាំរហូតពេញមួយជីវិតតែម្ដងរន្ធត់នឹងតក់ស្លុតយ៉ាងខ្លាំងព្រោះថាគាត់បានឃើញបងច័ន្ទបាទបងច័ន្ទដែលនៅទៅមុខបន្ទប់គាត់ដើរចូលទៅក្នុងបន្ទប់នោះដែរហើយដើរបែបលបហ្នឹងទាំងអស់គ្នាក្រោយមកពូឆៃក៏បានទាញយកកូនកំបិតស្រួចខ្លាំងមែនទែនបាទឆ្វាច់ដៃបងច័ន្ទហ្មងសម្រក់ឈាមចូលទៅក្នុងកន្លងខ្មៅមួយតែឈាមនោះមិនស្រក់ច្រើនអីប្រហែលទេទៅធ្វើបងច័ន្ទហ្នឹងគឺគាត់អត់មានគ្រោះថ្នាក់ទេពេលធ្វើសកម្មភាពនេះគាត់ឃើញបងច័ន្ទយកដៃម្ខាងទៀតទប់មាត់ហ្មងគេហៅថាខំមាត់ដើម្បីកុំឲ្យខ្លួនឯងឈឺចាប់ខ្លាំងពេកទ្រាំអញ្ចឹងក្រោយរួចរាល់បងច័ន្ទក៏ដើរចេញទៅវិញបាត់ទៅអ៊ំសាក៏បន្តមើលទៀតពីសកម្មភាពដែលពូឆៃហ្នឹងបានយកកូនកន្សែងទូចមួយជូតឈាមរបស់បងច័ន្ទដែលនៅជាប់កូនកបិតរបស់គាត់ហ្នឹងដោយភាពស្ទាត់ជំនាញខ្លាំងមែនទែនធ្វើដូចជាគាត់នឹងធ្វើរបៀបនេះឡើងសាំដែរអត់ទៅហើយបន្ទាប់មកទៀតគាត់ក៏ស្រាប់តែឃើញមីងពៅដោះសម្លៀកបំពាក់រលីងពីខ្លួនហ្មងអ្នកទាំងអស់គ្នាពេលហ្នឹងអ៊ំសាគាត់បើកភ្នែកព្រមតែប៉ុណ្ណោះមិនហ៊ានមើលចំទេហើយមីងពៅគាត់ក៏ជោគដេកនៅក្នុងមឈូសនឹងតែម្ដង
Ồ,បន្ទាប់មកស្រាប់តែពូឆៃក៏បានយកឈាមដែលបងច័ន្ទអាចដែរហ៎បាទឲ្យមីងពៅកាន់ធ្វើដូចជាគាត់នឹងយកឈាមនោះពីដៃមីងពៅអញ្ចឹងណាទើបយកទៅចាក់នៅលើក្បាលខ្មោចដែលនៅលើអាសនៈហើយសូត្រធម៌អ្វីមួយយ៉ាងដូចដែលគាត់ធ្លាប់បានលើអញ្ចឹងក្រោយមកទៀតណាពូឆៃបានយកខ្សែសីមាមកចងព័ទ្ធជុំវិញមឈូសនោះហើយក៏យកផ្ទាល់ទឹកហើយនឹងធូបមួយបាច់មកកោវឹកអញ្ចឹងទៅសូត្រធម៌ឲ្យមិនដឹងទេរួចមកក៏បាច់គេហៅថាប្រោះទៅលើខ្លួនរបស់មីងពៅដែលកំពុងតែដេកនៅក្នុងមឈូសឈើនោះតែម្ដងព្រឺសបល់ខ្លាំងមែនទែនក្រោយចប់កិច្ចគាត់ក៏បានឃើញមីងពៅក្រោកមកវិញហើយក៏ស្លៀកសម្លៀកបំពាក់ដូចដើមបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏អង្គុយសូត្រធម៌នៅខាងមុខអាសនៈនោះបន្តទៀតដូចជាមានកិច្ចបូជាអ្វីមួយយ៉ាងមកដល់ត្រឹមនេះគាត់ក៏ឈប់មើលហើយក៏បានទាញទូឈើនោះមកដាក់កន្លែងដើមវិញទាំងភាពគេហៅថាលែងមានបលឹងប្រលះនៅក្នុងខ្លួនគាត់ដូចមនុស្សឈើអត់មានបលឹងអញ្ចឹងអ្នកទាំងអស់គ្នាឡើងចង់ថប់ខ្យល់ស្លាប់គាត់ព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងមកវិញព្រោះពេលហ្នឹងគាត់បែកញើសជោគថ្ងាត់ដោយរបៀបថាមនុស្សហៀបស្លាប់អញ្ចឹងអ្នកទាំងអស់គ្នាបលឹងក៏អត់នៅក្នុងខ្លួនសោះនៅក្នុងចិត្តនឹកខ្លាយប្តីប្រពន្ធមកគូនឹងខ្លាំងមែនតើហើយបើសិនជាដឹងថាគាត់លួចមើលពិធីចម្លែកនៅក្នុងបន្ទប់នោះវិញប្រកាសជាចប់តែម្ដងអ៊ំសាបានសម្រាកសម្រួលខ្យល់ដង្ហើមរបស់ខ្លួនឯងបន្តិចក៏នឹកឃើញទៅដល់នៅក្នុងបន្ទប់ទឹកដែលមានបិទកណ្ដាស់កសែតចាស់ដូចគ្នាដូចនៅក្នុងបន្ទប់របស់គាត់ដែរឬមួយពូឆៃនឹងមីងពៅនឹងបានចោះប្រឡោះសម្រាប់មើលពួកគាត់ងូតទឹកអញ្ចឹងណាគាត់គិតដល់ចំណុចហ្នឹងភ្លាមគាត់បះរំខ្ញាក់ម្ដងទៀតដែរប៉ុន្តែធ្វើយ៉ាងម៉េចទើបអាចដឹងការពិតបានពេលនោះគឺមានសំណួរជាច្រើនរួមទាំងភាពភ័យខ្លាចបានកាត់ឡើងទន្ទឹមគ្នាពេញខួរក្បាលរបស់អ៊ំសាតែម្ដងតែដូចជាគាត់ប្រាប់អញ្ចឹងនៅក្នុងវ័យនោះភាពភ័យខ្លាចវានៅតែតិចជាងការចង់ដឹងចង់លឺរបស់គាត់ទើបចុងក្រោយអ៊ំសាសម្រេចចិត្តថានឹងអូសទូឈើនោះចេញម្ដងទៀតដោយថ្នមហើយលោកមើលសកម្មភាពពូឆៃនិងមីងពៅសាជាថ្មីលើកនេះអ្វីដែលគាត់បានឃើញគឺដូចជាអ្វីដែលគាត់បានគិតទុកមែនអ្នកទាំងអស់គ្នាគឺអ៊ំសាបានលឺសូរសំឡេងមីងពៅនិយាយទៅកាន់ពូឆៃថាខ្ញុំទៅមើលអាណាងូតទឹកបន្តិចហើយគាត់ក៏បានឃើញមីងពៅហ្នឹងដើរទៅមើលរុនដើម្បីលបមើលតាមប្រឡោះតូចមួយនៅក្បែរអាសនៈរបស់គាត់ដោយបែរមុខទៅក្នុងបន្ទប់ទឹកតែម្ដងហើយខ្លួនគាត់រមីរមួលដូចអន្ទង់ត្រូវភ្លើងអញ្ចឹងរបៀបស្រាបស្រានឹងការលួចមើលមនុស្សប្រុសងូតទឹកអញ្ចឹងអ្នកទាំងអស់គ្នាច្បាស់ណាស់គាត់កំពុងតែលួចមើលមនុស្សប្រុសស្នាក់នៅផ្ទះជួលម្នាក់ទៀតដែលឈ្មោះថាណាងហ្នឹងណាកំពុងតែងូតទឹកព្រោះអីបន្ទប់ទឹកហ្នឹងវាគឺជាបន្ទប់ទឹកដែលមនុស្សប្រុសប្រើរួមគ្នានៅជាន់ខាងក្រោមទាំងអស់តែម្ដងហើយពេលនោះហើយដែលអ៊ំសាចាប់ផ្ដើមយល់ថាអញ្ចឹងបានគាត់ជួលបន្ទប់នៅជួលខាងក្រោមឲ្យតែមនុស្សប្រុសចំណែកឯស្រីនៅជាន់ខាងលើទាំងអស់តែម្ដងអ៊ំសាគាត់ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងទេថាមានមនុស្សដែលមានមុខមាត់ស្អាតបាតដូចជាមីងពៅមានទ្រព្យសម្បត្តិហូរហៀដូចជាពូឆៃបែរជាមានរោគចិត្តបែបនេះទៅវិញអញ្ចឹងមានន័យថាម៉េចមានន័យថាពេលដែលអ៊ំសាងូតទឹកម្ដងក៏មីងពៅឃើញរបស់គាត់ខ្ទេចអស់ហើយសំឡេងដែលគាត់បានឮនៅពេលដែលងូតទឹកនោះគឺជាសំឡេងមីងពៅដែលកំពុងតែរមីរមួលដូចមិនតង់ត្រូវភ្លើងនឹងឯងគាត់ក៏គិតទៀតថាអញ្ចឹងសពបានជាពួកគេឲ្យគាត់ស្នាក់នៅជាប់បន្ទប់គ្នាព្រោះគាត់ឃើញថាអ៊ំសានៅក្មេងជាងគេអញ្ចឹងនៅក្នុងឆ្នាំនោះគាត់ក៏ដឹងពីបងចាំងទៀតថាជាធម្មតាតតែក្មេងប្រុសមកជួលទើបគាត់បើបន្ទប់នោះឲ្យបើចាស់មកជួលវិញគឺគាត់សុខចិត្តថាអស់បន្ទប់ហើយអត់មានបន្ទប់ជួលផ្សេងទៀតទេព្រោះអីមនុស្សនៅពេញអស់ហើយអញ្ចឹងណាកំពុងតែគិតពីនេះពីនោះបណ្ដាលស្រាប់តែឃើញពូឆៃបើបន្ទប់ហើយលេចរូបរាងបងស្រីរុំរបួសនៅបាត់ដៃពីថ្ងៃមុនហ្នឹងដើរចូលមកអ្នកទាំងអស់គ្នាគាត់ចូលមកដល់ភ្លាមពូឆៃក៏អោបថោបគាត់គេហៅថាបងស្រីនោះគិតមកចេញដែរដូចជាមិនពេញចិត្តទេតែធ្វើមិនរបៀបថាចង់បានលុយគេក្រោយមកទៀតគាត់ក៏ឃើញពូឆៃឲ្យបងស្រីនោះអង្គុយហើយគាត់ក៏យកកូនកំបិតមុខស្រួចមួយផ្សេងទៀតមកបាត់ដៃសម្រក់ឈាមដូចចូលទៅក្នុងកន្លោខ្មៅដូចជាបងចាន់អញ្ចឹងណាពេលនោះឯងដែលបងស្រីនោះយំខ្លាំងមែនទែនដោយក្តីឈឺចាប់ហើយសម្លេងយំរបស់គាត់នេះឯងគឺដូចជាសម្លេងស្រីម្នាក់ដែលអ៊ំសាបានឮកាលពីយប់មុនអញ្ចឹងក្រោយមកទៀតគាត់ក៏បានឃើញពូឆៃយកឈាមនោះទៅចាក់លើក្បាលខ្មោចដដែលបន្ទាប់ពីរួចរាល់គាត់ក៏បានឃើញរូបភាពដែលមិនគួរឲ្យចង់ឃើញគឺបានន័យថាពូឆៃបានចាប់បងស្រីនោះឲ្យចូលទៅក្នុងមឈូសហើយធ្វើសកម្មភាពមិនគប្បីនៅទីនោះតែម្ដងអ្នកទាំងអស់គ្នាអូអ្នកទាំងអស់គ្នាសាកសម័យរូបភាពបើសិនជាយើងជាអ៊ំសាវិញមិនដឹងជាអារម្មណ៍របស់យើងមិនក្តៅខ្លួនឈឺក្បាលស្លាប់នៅពេលហ្នឹងផងក៏មិនដឹងយើងថប់ដង្ហើមពេកខំប្រឹងទ្រាំមើលអារូបភាពទាំងអស់ហ្នឹងណាត្រឹមតែប៉ុណ្ណេះគាត់ទ្រាំមើលទីមិនបានទេអ៊ំសាគឺគាត់ទុកអារម្មណ៍នេះបានហើយព្រោះវាជារឿងដែលអាក្រក់បំផុតដែលគាត់ធ្លាប់បានឃើញនៅក្នុងមួយឆាកជីវិតនេះយប់នោះអ៊ំសាគាត់ក៏បានទៅដេកជាមួយបងច័ន្ទទៀតហើយមិនហ៊ានដេកនៅក្នុងបន្ទប់នោះម្នាក់ឯងទេពេញមួយយប់គាត់ដេកមិនលក់សោះអារម្មណ៍គាត់ដិតដាមទៅនឹងរឿងអាក្រក់ទាំងអស់ហ្នឹងគាត់មិនហ៊ានប្រាប់បងច័ន្ទពីរឿងដែលគាត់បានឃើញដែរព្រោះអីខ្លាចថាបងច័ន្ទនឹងយកទៅប្រាប់ពូឆៃនិងមីងពៅអញ្ចឹងណា
ព្រឹកឡើងគាត់ក៏បានរើអីវ៉ាន់ចេញពីបន្ទប់ជួលនោះទាំងប្រឡំស្រាងតែម្ដងអត់ចាំយូរទេតែគាត់មិនបានទៅជួបពូឆៃនឹងមិញបើដូចគ្នាគាត់ក៏បានផ្ដាំបងច័ន្ទនឹងឲ្យជួយយកលុយថ្លៃគាត់បន្ទប់នឹងទៅឲ្យគាត់ផងចាំគាត់មកយកពីបងច័ន្ទវិញថ្ងៃមួយបន្ទាប់ពីគាត់រើអីវ៉ាន់ចេញពីបន្ទប់ជួលនឹងពេលដែលរៀបចេញពីរៀនអ៊ំសាក៏បានឃើញពីចម្ងាយថាពូឆៃនៅលឹបលោនៅក្បែររបងសាលាពេទ្យខាងមុខគាត់ភ័យខ្លាំងមែនតើខ្លាចពូឆៃនឹងគឺមកចង់ចាប់គាត់ឬក៏តាមមកគំរាមធ្វើបាបគាត់ដោយសារតែគិតថាអ៊ំសាបានដឹងរឿងសម្ងាត់របស់ប្តីប្រពន្ធគាត់អញ្ចឹងអ៊ំសាក៏បានកិច្ចទីម៉ូតូចេញទៅតាមទ្វារក្រោយសាលាបាត់ទៅតែប្រហែលថ្ងៃក្រោយមកទៀតពូឆៃនឹងបានស្កាត់មកជួបអ៊ំសាពាក់កណ្ដាលផ្លូវតតែបានអារម្មណ៍អ៊ំសាពេលនោះបេះដូងរបស់គាត់ចង់លោតចេញមកក្រៅទ្រូងទៅហើយអ្នកទាំងអស់គ្នាដោយសារតែនៅក្មេងពេកខ្លាចទឹកមុខពូឆៃខ្លាំងមែនទែនភ្នែកគាត់ឡើងក្រហមដូចជាអ្នកប្រមឹកស្រាអញ្ចឹងអ្នកទាំងអស់គ្នាមនុស្សដែលភ្នែកក្រហមវាគួរឲ្យខ្លាចខ្លាំងមែនទែនពេលនោះរៀងល្ងាចទៅហើយផ្លូវក៏រៀងស្ងាត់ពូឆៃបានដើរចូលមកជិតអ៊ំសាហើយកាន់ស្មាអ៊ំសាយ៉ាងជាប់ហ្មងហើយគាត់បាននិយាយថាបើអ៊ំសាហ៊ាននិយាយអីផ្ដេសផ្ដាស់គាត់នឹងធ្វើឲ្យមើលព្រាមខ្លួនទៅប្រយ័ត្នងាប់មកគ្រួសារវើយបាទពូឆៃគាត់និយាយចឹងមកកាន់អ៊ំសាណាហើយពូឆៃនិយាយជាមួយនឹងសំឡេងបែបគំរាមគេហៅថាម៉ាត់តែម្ដងជាមួយនឹងទឹកមុខគាត់ដូចជាមានគេសន្ធិដ្ឋនៅក្នុងខ្លួនគាត់ហើយសំឡេងគាត់អត់ដូចជាពូឆៃដែលអ៊ំសាធ្លាប់ស្ដាប់រាល់ដងនោះទេអ៊ំសាបានត្រឹមតែលើកដៃសំពះពូឆៃហើយនិយាយថាកុំធ្វើបាបខ្ញុំខ្ញុំអត់ដឹងអីទេខ្ញុំខ្លាចទេខ្ញុំអត់ប្រាប់គេទេចឹងព្យាយាមធ្វើមិនឲ្យរួចខ្លួនពេលហ្នឹងអ្នកទាំងអស់គ្នាហើយពេលហ្នឹងពូឆៃក៏ដើរថយក្រោយជាមួយនឹងភ្នែកគាត់ឡើងក៏ហូមហ្មងសន្លឹងអត់ដាក់ភ្នែកទេរួចហើយគាត់ក៏ជិះម៉ូតូត្រឡប់ទៅវិញបាត់ទៅអារម្មណ៍អ៊ំសាពេលនោះត្រូវកាំងថ្មឹងមកសន្ទុះស្ទើរតែកម្រើកខ្លួនបានទេដូចជាត្រូវអ្វីមកសកត់ខ្លួនគាត់អញ្ចឹងមួយសន្ទុះក្រោយមកទើបគាត់ដឹងខ្លួនវិញហើយក៏ប្រឹងជិះម៉ូតូបកត្រឡប់ទៅបន្ទប់គេងវិញបានបាទគឺគាត់ភ័យខ្លាំងមែនទែនបេះដូងរបស់គាត់ឌឹកក្រោយមកអ៊ំសាគាត់ក៏បានសុំច្បាប់សាលាត្រឡប់ទៅស្រុកកំណើតចំនួន3ថ្ងៃដើម្បីទៅលេងម្ដាយរបស់គាត់ហើយនឹងប្រាប់គាត់ថាគាត់ដេកយល់សមមិនសូវល្អទេអញ្ចឹងបានចង់មកគេងនៅផ្ទះវិញអញ្ចឹងណាបាទម្ដាយរបស់គាត់នឹងគឺមើលទៅកូនមិនស្រួលទេក៏បានសួរនាំអញ្ចឹងទៅហើយក៏បាននាំអ៊ំសាទៅជួបជាមួយនឹងគ្រូខ្មែរម្នាក់ដែលល្បីនៅក្នុងភូមិរបស់គាត់គ្រូនោះក៏បានប្រាប់ថាតាមពិតទៅពិតជាមានគេចង់ធ្វើអំពើដាក់អ៊ំសាមែនតែគេធ្វើមិនបានសម្រេចដោយសារតែអ៊ំសានៅមានរិស័យខ្ពស់សំខាន់អ៊ំសាមានរបស់អីការពារខ្លួនមែនកាលនោះតាមពិតម្ដាយរបស់គាត់នឹងបានឲ្យខ្សែកថាបញ្ចុះមុនអាគមពូកែមួយពាក់ជាប់ចង្កេះអញ្ចឹងណាហើយគាត់តែងតែប្រាប់ថាហាមដោះចេញជាដាច់ខាតដូច្នេះទើបគ្មាននរណាអាចធ្វើអ្វីគាត់ត្រូវបានដោយងាយនោះទេគ្រូនោះបន្តទៀតថាបើចង់កែឲ្យឆ្លងផុតពីគ្រោះនេះត្រូវប្រញាប់ធ្វើពិធីដូរឈ្មោះចេញហើយនឹងនៅឲ្យឆ្ងាយពីគេកុំឲ្យជួបមុខគ្នាទៀតនោះទើបគាត់សុវត្ថិភាពសំខាន់ណាស់សាច់ញាតិបងប្អូនហើយនឹងមិត្តភ័ក្តិត្រូវតែប្រុងប្រយ័ត្នហាមដាច់ខាតចាប់ពីពេលនេះទៅច្រឡំហៅឈ្មោះដើមរបស់អ៊ំសាលនៅក្នុងរយៈពេលយ៉ាងតិចបំផុត6ខែបាទអូបើមិនដូច្នោះទេគេនៅតែតាមមកធ្វើអំពើដាក់អ៊ំសារហូតដល់ស្លាប់ជាជាពុំខានហើយថ្ងៃនោះឯងដែលសូសែនដឹងថាតាមពិតអញ្ចឹងសោះព្រោះអីពីមុនមកគាត់ធ្លាប់ឮម្ដាយគាត់ថាតាមពិតទៅអ៊ំសាឈ្មោះដំបងឡើយមិនមែនឈ្មោះថាសាទេគឺឈ្មោះថាមនោរមទេតែក្រោយមកគាត់ត្រូវដូរឈ្មោះទៅជាសាវិញហើយម្ដាយរបស់គាត់ក៏មិនបានប្រាប់ពីមូលហេតុដែរនៅពេលនោះហើយចាប់តាំងពីពេលដែលអ៊ំសាគាត់បានបដូរឈ្មោះមកបដូរកន្លែងបដូរទីតាំងរៀនចប់ចេញមកពីទីនោះអ៊ំសាក៏មិនដែលបានដឹងរឿងអ្វីទៀតដែលតាក់ទងជាមួយនឹងផ្ទះនោះដែរមិនដឹងថានឹងមានរឿងអីកើតឡើងអ្វីបន្តទៀតទេឬក៏មុនអាគមខ្មៅងងឹតនឹងបានធ្វើបាបនរណាគេបន្តទៀតដែរឬអត់រត់តែមិនបានតាក់ទងបងច័ន្ទបន្តទៀតព្រោះឯគាត់នៅរវល់រឿងជីវិតរៀងខ្លួនចឹងទៅហើយក៏មិនដឹងថាមានមនុស្សប្រមាណអ្នកដែរដែលដូចបងច័ន្ទហើយនឹងបងស្រីម្នាក់នោះមកដល់ពេលនេះគាត់មិនទាន់ស្គាល់ឈ្មោះបងស្រីម្នាក់នោះផងប៉ុន្មានឆ្នាំក្រោយមកទៀតអ៊ំសាគាត់ក៏បានដឹងដំណឹងថាពូឆៃហើយនឹងមីងពៅហ្នឹងបានស្លាប់ហើយទើបគាត់ហ៊ានបើកចិត្តហ៊ានបើកមាត់និយាយរឿងនេះប្រាប់ក្មួយប្រាប់អ្នកនេះប្រាប់អ្នកនោះទៅជារឿយៗអញ្ចឹងទៅសូសែនណាឲ្យតែជួបជាមួយនឹងអ៊ំសាហ្នឹងគឺសូសែនតែសួរដំណើររឿងបន្តជាប់ជានិច្ចព្រោះអីគេនិយាយម្ដងបញ្ចប់អ្នកនរអគ្នាអញ្ចឹងនៅពេលដែលជួបទៅនិយាយតនៅពេលដែលជួបនិយាយតអញ្ចឹងណាហើយផ្ទះសំណាក់របស់ពូឆៃហើយនឹងមីងពៅហ្នឹងគឺត្រូវបានគេទិញយកទៅវាចោលសាងសង់ជាអគារពាណិជ្ជកម្មអីមិនដឹងទេតាំងពីដើមមកគាត់មិនដែលនិយាយប្រាប់រឿងនេះប្រាប់នរណាគេឡើយចង់និយាយពីអ៊ំសាណាដល់ពេលដែលគាត់ដឹងថាពូឆៃនិងមីងពៅហ្នឹងបានស្លាប់បាត់ទៅទើបគាត់ហ្នឹងហ៊ានរំលឹកពីរឿងរ៉ាវទាំងអស់នេះព្រោះវាជាអតីតកាលដែលតាមលងគាត់តាំងពីនៅក្មេងៗចំទងអញ្ចឹងណាហើយវាតាមលងបន្លាច់គាត់រហូតដល់ពេលបច្ចុប្បន្នជារៀងរាល់យប់តែម្ដងដោយសារតែគាត់មិនអាចនិយាយប្រាប់នរណាគេម្នាក់ដើម្បីបន្ធូរបន្ថយអារម្មណ៍នៃការតានតឹងទាំងអស់នេះបាន
ហើយពេលនេះអំសានក៏បានលាចាក់លុបបាត់ដូចគ្នាសូសែនគាត់សម្រាប់ចិត្តយករឿងហ្នឹងមកសរសេរមកកាន់ channel របស់ខ្ញុំ The Story Podcast របស់យើងហ្នឹងដើម្បីទុកជាបទពិសោធន៍ឲ្យប្រុងប្រយ័ត្នខ្លួននិងមួយវិញទៀតគឺសូមផ្ដាំទៅដល់បងប្អូនយើងហ្នឹងកុំឲ្យមើលមនុស្សតែសម្បកក្រៅអ្នកខ្លះមើលទៅជាមនុស្សល្អតែខាងក្នុងរោគចិត្តសាហាវក៏មានដែរហើយម្យ៉ាងគឺដូចនិយាយចឹងមិនដឹងថាអាហ្នឹងវាជាង40ឆ្នាំមុនមិនដឹងថានេះពេលបច្ចុប្បន្នហ្នឹងនៅមានអ្នកធ្វើអារឿងរ៉ាវទាំងអស់ហ្នឹងទៀតឬអត់យើងមិនដឹងទេអ្នកទាំងអស់គ្នាព្រោះអីយើងមើលពីសម្បកក្រៅគឺមនុស្សរស់រាយរាក់ទាក់មានស្នាមញញឹមគួរឲ្យស្រឡាញ់រាប់អានខ្លាំងមែនតើអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងបានថាកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយបង្អួចហើយនឹងទ្វារតែងតែមានតែជានិច្ចអញ្ចឹងណាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាធ្លាប់ជួបមនុស្សដែលកាន់ផ្លូវងងឹតនឹងអត់ចាំជួយចែករំលែកនៅក្នុង comment ខាងក្រោមផងហើយអ្នកទាំងអស់គ្នានៅក្នុងអេពីសូតនេះខ្ញុំចង់សួរយោបល់ពួកយើងដែរថាជួយរកខ្ញុំបន្តិចមើលថាបើសិនជាបងប្អូនទិញលេបខ្លួនតើបងប្អូនជួយចិត្តប្រភេទចុចបែបនេះឬក៏ជាប្រភេទកំប៉ុងបែបនេះចាំឲ្យជាយោបល់ខ្ញុំផងព្រោះខ្ញុំបានទៅដល់ចិត្តលើកនេះខ្ញុំមិនមែនទៅរៀបបន្តតែម្យ៉ាងទេតែខ្ញុំបានឆ្លៀតពេលទៅមើលស្តង់ដាររោងចក្រដែលយើងបានសហការគ្នាជាដៃគូបន្ទាប់ពីខ្ញុំបដូររោងចក្រមកពីប្រទេសសៀមមកគឺខ្ញុំមានដៃគូនៅប្រទេសចិនហើយនៅប្រទេសកូរ៉េនេះពេលបច្ចុប្បន្នហ្នឹងបើប្រទេសកូរ៉េខ្ញុំមានជាដៃគូរបស់គេហ្នឹងមកតាំងពីយូរហើយតែចិននេះគឺជាដៃគូថ្មីហើយយើងមាន3 4រោងចក្រដែលសហការគ្នាមិនមែនធ្វើតែមួយរោងចក្រចេញផលិតផល 4-5 មុខទេណាគឺយើងទៅស្វែងរករោងចក្រដែលមានជំនាញផ្នែកណាយើងធ្វើតាមមួយមុខហ្នឹងទេអញ្ចឹងណាដូចជាលេបខ្លួនដែលយើងនឹងចេញនៅពេលឆាប់នេះគឺជាលេដែលធ្វើឲ្យអ្នកនរគ្នាទទួលបានស្បែកដូចចិនអញ្ចឹងដូចតារាចិនដូចអ្នកលេង TikTok ចិនអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំចេះតែឆ្ងល់ថាហេតុអីបានគេហៅថាជនជាតិចិនគឺមានស្បែកសហើយគេហៅថា healthy បែបក្រាស់បែបថ្លាពីខាងក្នុងមិនសបែបភើបែបបកស្បែកដូចយើងនៅប្រទេសអាស៊ីនេះទេដូចនៅខាងខ្មែរនៅខាងវៀតណាមនេះទេអញ្ចឹងអ្នកទាំងអស់គ្នាហើយសំខាន់ខ្ញុំផ្ដោតទៅលើការព្យាបាលស្បែកដោយសារតែភ្ញៀវរបស់យើងនៅ DO Professional អ្នកខ្លះគឺគាត់មានស្បែកជជុះមាន់ណាគេហៅថា Keratosis pilaris គឺអ្នកទាំងអស់គ្នាធ្លាប់ឃើញស្បែកដែលនៅដៃរបស់គាត់គឺមានឡើងកទួលដូចជជុះមាន់អញ្ចឹងនៅពេលដែលព្យាបាលបែបហ្នឹងគឺយើងត្រូវការលេបពិសេសដែលមាន ingredient ពិសេសបាទដើម្បីផ្សំចូលទៅក្នុងលេមួយហ្នឹងអញ្ចឹងវាមិនមែនគ្រាន់តែជាលេដើម្បីធ្វើឲ្យស្បែកយើងសថ្លាក្នុងរយៈពេលលឿនទេប៉ុន្តែវាជួយព្យាបាលនៅក្នុងហ្នឹងតែម្ដងហើយសាច់លេវិញខាប់ថើដោយពងមាន់អញ្ចឹងវាអត់បណ្ដាឲ្យមានសម្ព្រុះសនៅលើស្បែកទេលាបឆាប់ចូលខ្លាំងមែនតើតែលាបហើយរយៈពេលត្រឹមតែពី3អាទិត្យទៅ1ខែអត់មាន2អាទិត្យសទេណាពី3អាទិត្យទៅ1ខែអ្នកនរគ្នានឹងឃើញស្បែកខ្លួនឯងសគុណនឹង4គុណ5ដងហ្មងអ្នកនរគ្នាសអត់បែបខូចកលៀនសអត់បែបខូចថ្លើមណាអ្នកនរគ្នាហើយខ្ញុំសូមធានាថាផលិតផលរបស់ខ្ញុំដែលចេញពីដៃខ្ញុំទៅគឺអត់ធ្វើឲ្យខូចឈ្មោះរបស់ខ្ញុំទេព្រោះខ្ញុំជាវិជ្ជាបណ្ឌិតដូចអ្នកគ្នាដឹងស្រាប់អញ្ចឹងហើយសារធាតុសំខាន់នៅក្នុងលេមួយហ្នឹងមានតាមពីក្លុយតាមេស្ដេចមេក្លុយតាហ្មងមាន niacinamide អ្នកនរដឹងហើយថា niacinamide វាជួយអីខ្លះជួយជំរុញកោសិកាចាស់ជួយបំបត្តិអាស្នាមឲ្យខ្មៅដែលវានៅជ្រៅហ្នឹងឲ្យវាស្រាលទៅមាន PHA ជួយព្យាបាលអាស្បែកជជុះមាន់ហ្នឹងណាហើយមាន alpha arbutin ដែលធ្វើឲ្យស្បែកយើងកាន់តែគេហៅថាសខាប់សក្រាស់តែម្ដងនៅថ្ងៃអ្នកនរគ្នាខ្ញុំ excited ជាមួយនឹងលេនឹងខ្លាំងមែនតើខ្ញុំក៏ធ្លាប់បានចែករំលែកពីរឿងរ៉ាវទាំងអស់នោះនៅក្នុង TikTok account ទី2របស់ខ្ញុំដែរថាអូខ្ញុំសប្បាយចិត្តខ្ញុំរកបានរោងចក្រមួយដែលផលិតលេដែលខ្ញុំចង់បានហើយបើអ្នកនរគ្នាគឺជាម្រេចចូលចិត្តខាត់ស្បែកមួយខែម្ដង2ដងទៀតតែនិយាយថាដាក់ចូលហ្មងហើយបើអ្នកនរគ្នាធ្លាប់ប្រើលេដតៃនៅលើទីផ្សារហើយវាបានតែសបែបក្បោះសបែបគេហៅថាប្រភេទឬក៏ពេលដែលលាបទៅសដែរប៉ុន្តែស្បែករបស់យើងមើលទៅក្រាំងស្ងួតឬក៏មានអាស្បែកជជុះមាន់ហ្នឹងអាចសាកល្បងប្រើលេរបស់ស្បែកបានតិចទៀតយើងនឹងចេញឲ្យអ្នកទាំងអស់គ្នាវាគឺជារូបមន្តដែលប្រើប្រាស់បច្ចេកទេសចុងក្រោយរបស់រោងចក្រស្រុកគេតែម្ដងអ្នកទាំងអស់គ្នាព្រោះអា ingredient ដែលខ្ញុំណែនាំអំបញ្ញមិញហ្នឹងមិនងាយដាក់ចូលគ្នាទេជាពិសេសគឺអាការព្យាបាល Keratosis pilaris នឹងតែម្ដងអ្នកទាំងអស់គ្នាហើយអារូបមន្តល្បីខ្លាំងមែនតើហើយយើងក៏បានទិញសិតផ្ដាច់មុខរួចរាល់ជាស្រេចអត់មាននរណាគេមក copy យើងបានទេបច្ចេកទេសថ្មីដែលលាយហើយលេហ្នឹងគឺនិយាយថាអ្នកទាំងអស់គ្នាស្រឡាញ់ខ្លាំងមែនតើហ្មងសំខាន់គឺយើងធ្វើមកចេញជា2បែបមួយគឺមានការពីកម្ដៅថ្ងៃអ្នកទាំងអស់គ្នាការប្រើប្រាស់លេការពីកម្ដៅថ្ងៃផងហើយសផងគឺវាគេហៅថា 2 in 1 នៅក្នុងដបតែមួយតែម្ដងហើយពេលយប់ឡើងគឺគេហៅថាជាលេ cream cheese សម្រាប់អបអ្នកទាំងអស់គ្នាហើយឈីចឹងមែនបានថាវាមើលទៅដូចឈីចឹងប៉ុន្តែដល់ពេលលាបចូលស្បែកទៅអូយអ្នកទាំងអស់គ្នាអើយសខាប់ក្រាស់ជាងលាបលេពេលថ្ងៃទៀតដែលមានលេការពីកម្ដៅថ្ងៃទៀតអញ្ចឹងខ្ញុំសាងរូបមន្តនឹងឡើងដើម្បីធ្វើឲ្យអ្នកនរគ្នាឆាប់សក្នុងរយៈពេលខ្លីព្រោះខ្ញុំជឿជាក់ថាអ្នកលាបលេបើអត់សទេគឺគាត់ខ្ជិលក្នុងការប្រើអញ្ចឹងណាតែខ្ញុំអត់ឲ្យសដោយសារជាតិកាត់ខ្ញុំអត់ឲ្យសដោយសារតែការខូចស្បែកឡើងទៅជាសង្វាបែកសង្វាអីទេគឺនិយាយរួមកាន់តែប្រើកាន់តែដកចិត្តអត់រួចធានាសុវត្ថិភាពអត់មានសារធាតុកាត់អត់មានបារតដែលនាំឲ្យស្បែកយើងនឹងក៏ហមបែកសង្វាអីទេ no គឺជួយអត់បានទេជាមួយនឹងវិជ្ជាដេសាយបរតនាមានតែជួយព្យាបាល
សង្វាបាត់ក្រោម6ខែអីហ្នឹងចូលមកប្រើលេមួយនេះនឹងជួយព្យាបាលចិត្តនៅអាសង្វាដែលបែកហ្នឹងឲ្យរួមតូចម្ដងតិចរហូតដល់ស្បែករបស់អ្នកទាំងអស់គ្នាសស្មើសរលោងហ្មងអ្នកទាំងអស់គ្នានិយាយរួមខ្ញុំ excited ជាមួយនឹងផលិតផលស្បែកមួយនឹងខ្លាំងមែនតើទៅសំដុំពរឲ្យអ្នកទាំងអស់គ្នាជួយរើសមើលថាតើអ្នកទាំងអស់គ្នាជួយជាប្រភេទ10ចុចឬក៏ជាប្រភេទកំប៉ុងបែបហ្នឹងចាំជួយ comment ផងណាគឺការទៅរៀនរបស់ខ្ញុំហ្នឹងគឺជាជំនាញនៅក្នុងការប្រើប្រាស់សរសៃអំបោះបែបឯកទេស PhD តែម្ដងអ្នកទាំងអស់គ្នាព្រោះជាទូទៅនៅ clinic the DR professional គឺយើងមានប្រើសរសៃអំបោះរួចរាល់ជាស្រេចហើយយើងប្រើឡើងរាប់រយរាប់ពាន់ករណីទៅហើយប៉ុន្តែការទៅរៀនលើកនេះគឺដោយសារតែវាមានការអាប់ដេតបច្ចេកទេសថ្មីដែលអាប់ដេតពីគ្រូបាអាចារ្យរបស់ខ្ញុំហ្នឹងហើយក៏គាត់ប្រមូលផ្ដុំគ្នាជាមួយនឹងកូនសិស្សរបស់គាត់ហ្នឹងឡើងទៅរៀនជុំគ្នាជាក់ស្ដែងក៏ខ្ញុំទៅរៀនជាមួយគ្រូពេទ្យនៅប្រទេសប្រេស៊ីលមករៀនមួយគ្នាអញ្ចឹងដោយសារតែជាកូនសិស្សរបស់គាត់ដូចគ្នាគឺការចងសរសៃអំបោះការទាញសរសៃអំបោះនៅ DR ចាប់ពីពេលហ្នឹងទៅគឺធានាថាបែបឲ្យទទួលបានផលខ្លាំងមែនទែនហើយសំខាន់គឺអត់ខូចសាច់ដុំរបស់អ្នកទាំងអស់គ្នាអីទេអ្នកទាំងអស់គ្នាឃើញគេផ្សព្វផ្សាយតាមអនឡាញថាមានចងសាច់ដុំចងអីហ្នឹងអាហ្នឹងបើចងសាច់ដុំមុខយើងកម្រើកលេងបានហើយប៉ុន្តែគេមិនមែនចងសាច់ដុំទេគេចង smash គេចងអាបាតពីក្រោមខ្លាញ់របស់យើងអ្នកទាំងអស់គ្នាហើយគេលើកខ្លាញ់របស់យើងឡើងធម្មតាទេនៅពេលដែលយើងចាស់ខ្លាញ់របស់យើងចាប់ដាក់ធ្លាក់វាធ្វើឲ្យយើងនឹងមានចោមមាត់មានខ្លាញ់ថ្ពាល់ធ្លាក់យាធ្លាក់អញ្ចឹងណាអញ្ចឹងពេលដែលយើងចងខ្លាញ់ហ្នឹងលើកឡើងលើគឺធ្វើឲ្យអ្នកនរគ្នាប្រើប្រាស់សរសៃអំបោះហើយជាប់បានយូរហើយមើលទៅឃើញក្មេងខ្លាំងដូចអ្នកទាំងអស់គ្នាវះកាត់ទាញស្បែកមុខអញ្ចឹងប៉ុន្តែអាហ្នឹងមិនមែនជាការវះកាត់ទាញស្បែកមុខទេហើយតិចទៀតគឺ The Professional នៅល្បីខ្លាំងផ្នែកហ្នឹងហើយនឹងការរំលាយខ្លាញ់នៅលើផ្ទៃមុខដោយការប្រើប្រាស់ម៉ាស៊ីនខ្លាញ់បឿកខ្លាញ់ដើមដៃហើយនឹងបច្ចេកទេសច្រើនទៀតដែលខ្ញុំទៅរៀនគឺខ្ញុំ excited ជាមួយនឹងសេវាកម្មថ្មីនឹងខ្លាំងមែនទែនដោយសារតែបច្ចេកទេសនៅប្រទេសចិនណាគេរីកចម្រើនខ្លាំងមែនទែនណាអញ្ចឹងឯងដែលធ្វើឲ្យតារាចិនពេលបច្ចុប្បន្នណាមួយមុខសាហាវហោះដូចតុក្កតានៅក្នុងរឿងតុក្កតា 3D ដែលយើងមើលអញ្ចឹងអ្នកទាំងអស់គ្នាអូអ្នកទាំងអស់គ្នាចង់ស្អាតហើយមិនបាច់ភ័យទេឥឡូវហ្នឹងមិនបាច់ចាំហោះទៅចិនទៀតបាត់មកតែ DR មកយកស្អាតទៅណាអស់ហើយម្យ៉ាងណាតម្លៃសមរម្យអត់មានកាប់កចាក់កគេយកលុយទេ DR ថែរក្សា moral មួយហ្នឹងគឺពួកយើងចង់ផ្ដល់សេវាកម្មមួយដែលបេះបំផុតនៅលើពិភពលោកប៉ុន្តែនៅក្នុងតម្លៃមួយដែលប្រជាពលរដ្ឋខ្មែរ affordable អាចទទួលយកបានអញ្ចឹងណាមុខចំនួនទី4របស់ខ្ញុំពីងស្រាចិត្តបើកទេណាគឺជាហាងក្រែមហាងតែគុជដែលល្បីខ្លាំងមែនទែនតាំងពីឆ្នាំ2014នៅប្រទេសចិនខេត្តចាន់ដុងនៅប្រទេសចិនណាបាទមានប្រជាពលរដ្ឋជាង100លានអ្នកនៅក្នុងខេត្តហ្នឹងហើយគេនិយមផឹកញ៉ាំពីងស្រាខ្លាំងមែនទែនជាមួយនឹងរសជាតិថ្មីរសជាតិម៉ាឆាក្រែមម៉ាឆាក្រែមវ៉ានីឡាហើយនៅបតែគុជវិញខ្ញុំនិយាយថាហាងល្បីបំផុតដែលតែគុជល្បីខ្លាំងបំផុតនៅក្នុងស្រុកខ្មែរអត់ដូរអ្នកនរគ្នាតែគេលក់មួយកែវ$3ទៅ$4ប៉ុន្តែពីងស្រាលក់តែគុជមួយហ្នឹងជាមួយនឹងគេហៅថាជាមួយនឹងតែផ្កាម្លិះដែលល្បីបំផុតប្រចាំខេត្តចាន់ដុងហ្នឹងនៅក្នុងមួយកែវថា 5-6,000 អ្នកទាំងអស់គ្នាអាចអាប់ដេតទៅពីរៀបានអញ្ចឹងផឹកមួយថ្ងៃទល់ល្ងាចអ្នកទាំងអស់គ្នាជាមួយកំប៉ុងធំទៀតហើយមានម៉ាស៊ីនត្រជាក់អ្នកនៅម្ដុំបាត់ទុកនឹងបានបបពិសោធន៍មុនគេដោយសារតែសាខាទី1យើងបាក់នៅបាត់ទុកអ្នកទាំងអស់គ្នាម៉ាស៊ីនត្រជាក់ត្រូវការកន្លែងរៀនមែនត្រូវការកន្លែងប្រជុំមែនត្រូវការភេសជ្ជៈមួយដែលមានតម្លៃធូរថ្លៃមែនមកពីងស្រាបាត់ទុកមកនៅជាប់ A80 សាខាបាត់ទុកតែម្ដងអ្នកទាំងអស់គ្នាហើយ A80 វិញក៏មាន promotion ខ្លាំងមែនតែនច្រើនមែនតែនអូនិយាយច្រើនតិចអ្នកទាំងអស់គ្នាព្រោះមុខជំនួយច្រើនណោះA80 គឺមានកាត់សក់បរោះទាំង style កូរ៉េទាំង style អាកាំង Genetic របស់ខ្មែរយើងខ្ញុំបែងចែកឲ្យងាយយល់ហ្មងតាមពិតមានច្រើនប៉ុន្តែខ្ញុំបែងចែកជាពីរអ្នកទាំងអស់គ្នាចាំសង្កេតមើលទៅមនុស្សប្រុសនៅក្នុងស្រុកខ្មែរយើងណាមួយគឺកាត់ទៅបែបចិនបែបកូរ៉េហើយនឹងមួយទៀតគឺកាត់ទៅបែបអឺរ៉ុបមុខបែបខ្មែរសាច់ឈាមខ្មែរ DNA ខ្មែរចំហ្មងមិនមែនជាកូនកាត់ណានិយាយរួមម៉ូតសក់ពីរហ្នឹងគឺបើសិនជាដាក់ខុសមុខក៏វាអត់សូវ work ដែរអញ្ចឹងយើងត្រូវតែដឹងពីតម្រងមុខរបស់ខ្លួនឯងថាយើងគឺជាមនុស្សដែលមើលទៅត្រេមុខដូចកូនខ្មែរចំតួហ្មងកាត់បែបអឺរ៉ុបច្រើនជាងឬក៏ជាកូនខ្មែរដែលកាត់បែបចិនបែបមកអាស៊ីច្រើនជាងអញ្ចឹងណាស្រួលយើងរើសម៉ូតសក់ឲ្យបានត្រូវអ្នកទាំងអស់គ្នាអញ្ចឹងទេខ្ញុំជឿជាក់ថានៅក្នុងអេពីសូតនេះអ្នកទាំងអស់គ្នាបានរៀនសូត្រច្រើនហើយនឹងបានឃើញពីដំណើរជីវិតច្រើនរបស់ខ្ញុំហើយសូមអធិស្ឋានផងដែលខ្ញុំទៅឆ្ងាយបែកឆ្ងាយពីអ្នកទាំងអស់គ្នាយ៉ាងយូរដែរប៉ុន្តែខ្ញុំបានព្យាយាមនៅក្នុងនាមខ្ញុំជាសហគ្រិនហើយក៏ជា content creator ខ្ញុំមិនមែនជាមនុស្សដែលផ្ដោតរកលុយពីវិស័យអនឡាញទេការបង្កើតមាតិកាគឺដើម្បីបង្កើត connection បង្កើតស្ពានដែលធ្វើខ្ញុំនឹងអាចនិយាយលេងជាមួយបងប្អូនអាចរាប់អានជាមួយបងប្អូនតែប៉ុណ្ណោះហើយបើមានឱកាសយើងនឹងអាចជួបមុខគ្នានៅក្នុងវេទិកាណាមួយដែលខ្ញុំអាចចែករំលែកបានច្រើនជាងនឹងតែមិនដឹងថាអ្នកនរគ្នាមកចូលរួមអត់ទេណាខ្ញុំចង់ខ្ញុំខ្លួនឯងខ្ញុំនឹកសម័យថាថ្ងៃណាមួយខ្ញុំនឹងជួហ CKCC អីចឹងទៅដាក់បានមនុស្សថា50នាក់អី20 50នាក់អីហ្នឹងហើយបានអង្គុយនិយាយគ្នាចែករំលែកពីបទពិសោធន៍ជីវិតអញ្ចឹងទៅហើយខ្ញុំចែករំលែកពីមាន entertain នៅក្នុងហ្នឹងអីចឹងណាបាទតែវាគ្រាន់តែជាផែនការមួយដែលខ្ញុំថានឹងមានឱកាសខ្ញុំនឹងធ្វើឯងមិនដឹងមានអ្នកចូលរួមឬអត់ផងនិយាយរួមបាទប៉ុន្តែសង្ឃឹមថានឹងមានអ្នកនរគ្នាទៅតាម
ចូលរួមเนาะថាបើខ្ញុំធ្វើមែនអ្នកនរឲ្យចូលរួមអត់ចាំជួយ comment នៅខាងក្រោមផងសួរលេងវចេញមែនតែនទៅបាទអរគុណច្រើននៅក្នុងការតាមដានអេពីសូតមួយនេះចាំជួបគ្នានៅអេពីសូតក្រោយៗទៀតបាយបាយមកស្នាក់ក៏អត់ចោលទេទោះបីជាគាត់ឃើញមហូបច្រើនក៏ដោយក៏ខ្ញុំឲ្យគាត់ចោលដែរស្នាក់ដកផ្សេងគាត់យកទៅប៉ុន្តែគាត់មានបច្ច័យផ្សេងមួយទៀតដែលគាត់អាចផ្គត់ផ្គង់គាត់ថាឥឡូវវត្តនឹងបានមួយថ្ងៃត្រូវចាយអស់$30គាត់ជួយ300អញ្ចឹងគាត់ជួយពូចង្ហាន់10ថ្ងៃបន្ទាប់អញ្ចឹងគាត់ថាពេលដែលធ្វើអញ្ចឹងគាត់មានអារម្មណ៍ថាគាត់នឹងគឺជាអ្នកដែលជ្រុំជ្រែងពុទ្ធសាសនាជ្រុំជ្រែងវត្តដើម្បីឲ្យមានលទ្ធភាពបន្តសកម្មភាពថែរក្សាអញ្ចឹងអាទាំងអស់នេះក៏ខ្ញុំសប្បាយចិត្តច្រើនដែរហើយពួកគាត់ធ្វើអញ្ចឹងពួកគាត់មានអារម្មណ៍ថាគាត់ជ្រះថ្លាជាងមុនណាហើយដូចខ្លះគាត់សួរខ្ញុំថាតើវត្តគួរឲ្យធូបអត់ហើយខ្ញុំក៏អត់ប្រឆាំងថាឲ្យធូបខុសទេប៉ុន្តែខ្ញុំក៏ឲ្យយោបល់គាត់ថាបើខ្ញុំវិញខ្ញុំទៅវត្តខ្ញុំតែងតែបូជាតែប្រតិទេបូជាទៀននេះបើគោឬមួយក៏មកដើមតាមមើលសមាជិកច្រើនមួយក៏ទៀនច្រើនតិចហើយក៏សួរថាតើគួរសុំរបៀបម៉េចខ្ញុំថាខ្ញុំអត់មានសុំអីទេខ្ញុំតែមួយម៉ាត់ថ្វាយអង្គម3ដងអ្នកមោទសៈហើយខ្ញុំបន់ឲ្យពុទ្ធសាសនាផ្សព្វផ្សាយគ្រប់ទិសទីតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំជ្រះថ្លាគាត់ក៏ធ្វើតាមគាត់ថាជ្រះថ្លាជាងគាត់ទៅម្ដងសុំឲ្យរស់ស៊ីមានបានសុំឲ្យចេះចង់1 2 3គាត់ថាលើកនេះល្អអញ្ចឹងពួកគាត់ហើយដល់ពេលសួរខ្លះក៏ស្គាល់ខ្ញុំតាមកម្មវិធីជាអ្វីអញ្ចឹងខ្ញុំក៏គិតថាយើងក៏បានជួយពួកគាត់ច្រើនដែរប៉ុន្តែដូចបងនិយាយថាយើងអត់មានបានផ្សាយផ្សាលគេទេយើងធ្វើអីដែលយើងអាចធ្វើទៅបានអាហ្នឹងក៏ជាចំណុចមួយដែលខ្ញុំមានមោទនភាពក្នុងកម្មវិធីនេះថងចំណុចខ្ញុំសូមសារភ្ជាប់តិចកុំមានអារម្មណ៍ថាអូពីអ្នកនឹងនិយាយច្រើនក្នុងការដោះស្រាយរឿងខ្ញុំចង់បើកចំហតមានឱកាសព្រោះចប់ season 1អត់ដឹងថាពេលណាយើងធ្វើ season 2ទេ sponsor យេស៊ូនឹងឲ្យ sponsor តែជារួមមកទាន់មានឱកាសខ្ញុំនិយាយហើយបងប្អូនទាំងអស់គ្នាធ្វើបន់អ្វីដែលបងបាននិយាយជាអ្វីដែលខ្ញុំគ្រប់គ្រងមិនមែនជំរុញឲ្យបងប្អូនជឿស្លុបឬដើម 100% ទៅលើផ្លូវព្រះពុទ្ធសាសនាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជឿទៅលើព្រះពុទ្ធសាសនា 100% ខ្ញុំជឿទៅលើរឿងអបិយជំនឿ 100% បងគាត់ជាគ្រូចិនសាហើយគាត់ក៏ដើរនៅលើផ្លូវពីរដូចគ្នាដែរទាំងខ្មែរទាំងចិនដោយឡែកសម្រាប់ខ្ញុំបងប្អូនពេលដែលបានធ្វើបន់គ្រប់ពេលទាំងអស់ខ្ញុំ shout out ទៅមនុស្សម្នាក់ដែលជា influencer និយាយរឿងខ្មោចដែរណាហើយគាត់និយាយមកល្អនោះគឺជាបងជុភ័យខ្ញុំ shout out ឲ្យគាត់កន្លែងនេះខ្ញុំឲ្យគាត់មេដៃមួយហ្មងមេដៃធំមួយ100បន្ទុកជាអ្វីដែលខ្ញុំតែងតែធ្វើតាំងពីគាត់មិនដែលបាននិយាយមកម្លេះខ្ញុំធ្វើតែរហូតទេប៉ុន្តែដល់ពេលគាត់បាន shout out ត្រង់ចំណុចហ្នឹងមកជាកន្លែងដែលខ្ញុំចង់រំលឹកទៅបងប្អូនដូចគ្នាបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនទៅវត្តមិនបាច់គូពេលទៅប្រជុំយើងមានការអីទៅដើម្បីឧទ្ទិសឲ្យដូនតាយើងអញ្ចឹងបើយើងឧទ្ទិសឲ្យដូនតារបស់យើងទៅគុំទៅបន់ស្រន់សូមជួយកូនចៅរស់ស៊ីមានបានលាក់បាច់បន់ស្រន់ហ្នឹងឯងគ្រាន់តែយើងឧទ្ទិសឲ្យដូនតាប៉ុន្តែមានចំណុចមួយដែលបងប្អូនត្រូវពិចារណាគ្រប់ពេលធ្វើបុណ្យមិនថាប្រជុំមិនថាចូលឆ្នាំពេលណាក៏ដោយទឹកមួយកែវសឡមួយចានបងប្អូនត្រូវឧទ្ទិសនៅបងកសលទាំងអស់នឹងឲ្យអមនុស្សដែលនៅជុំវិញខ្លួនត្រូវហើយបាទខ្មោចព្រាយបិសាចដែលនៅជុំវិញខ្លួនអមនុស្សដែលនៅជុំវិញខ្លួនព្រោះនៅជុំវិញខ្លួនយើងអត់ដឹងថាបងប្អូនជឿប៉ុណ្ណាទេតែសម្បូរទៅដោយអមនុស្សច្រើនជាងយើងទៀតដែលគេត្រូវការបន់ដែលគេមិនអាចទៅចាប់ជាតិបានអញ្ចឹងបើសិនជាបងប្អូនអាចឧទ្ទិសឲ្យពួកគាត់បានគាត់តែលើកដៃសាពះហើយថាបន់ទាំងអស់ណាដែលខ្ញុំមានមិនថាពេលនេះមិនថាតិចក្តីច្រើនក្តីអតីតជាតិក្តីសូមវេបន់នឹងបញ្ជូនបន់នឹងឲ្យអមនុស្សទាំងអស់ខ្មោចព្រាយទាំងអស់ដែលនៅជុំវិញនឹងឲ្យសប្បាយចិត្តហើយអនុមោទនានៅបន់របស់ខ្ញុំទៅតែប៉ុណ្្នឹងគេស្រឡាញ់គាត់គេស្រឡាញ់មិនមែនក្នុងន័យតាមយើងទេប៉ុន្តែពួកគាត់អ្នកទាំងអស់គ្នាសាកធ្វើសិនណាធ្វើហើយអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃមួយសប្តាហ៍ធ្វើល្អរាល់ថ្ងៃមួយសប្តាហ៍ហើយចែកបន់អញ្ចឹងមួយសប្តាហ៍ហើយចាំ message មកប្រាប់កម្មវិធីជាអ្វីខ្ញុំហ៊ានធានាថាខ្ញុំអ្នកឆ្លើយ chat នឹងផ្ទាល់ហ្មងខ្ញុំចង់ដឹងថាតើបងប្អូននឹងមានរឿងល្អអីគេខ្លះជាមួយខ្លួនបាទក៏ប៉ុន្តែបងជុភ័យខ្ញុំធ្លាប់ឮឈ្មោះគាត់ពីមុនដល់ពេលគាត់និយាយនៅក្នុងការចែកឲ្យគាត់ពាក់ព័ន្ធជាមួយនឹងអបិយជំនឿគាត់និយាយអំពីបុណ្យការផ្សាយបុណ្យខ្ញុំចាប់ដើមនៅថាបើយើងនិយាយតែសេវរៀងគាត់សេវឈ្មោះគាត់ទុកថាជាមនុស្សម្នាក់ដែលគាត់ចែករំលែកនៅរឿងអបិយជំនឿប៉ុន្តែមានជាប្រយោជន៍សម្រាប់ពួកយើងក៏ប៉ុន្តែយើងនិយាយច្រើនខ្ញុំចង់បញ្ជាក់ទីថាមិនមែនថាអូកម្មវិធីមកនិយាយរឿងខ្មោចខ្ញុំគាត់ថាយូរទៅបងប្អូនប្រកាសជាគាត់ថាកម្មវិធីជាអ្វីគឺមកដល់និយាយតែរឿងខ្មោចទេប៉ុន្តែយើងចង់ចែករំលែកអ្វីដែលជាអ្វីដែលបងប្អូនគាត់អត់ទាន់យល់ឬមួយក៏ special ឬមួយក៏ចង់ដឹងពីពួកយើងបើខ្ញុំផ្សាយបនអ្វីហ្នឹងខ្ញុំប្រាប់ទៅអ្នកដែលគាត់អត់ចេះនិយាយចឹងអ្នកដូចបងអញ្ចឹងប៉ិននិយាយអូសូមអនុមោទនានៅកសលផលបុណ្យដែលខ្ញុំបានធ្វើតែខ្លះគាត់និយាយចេញអញ្ចឹងខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេគឺថាឥឡូវគាត់ឲ្យថ្វាយទៀននៅវត្តឬមួយក៏គាត់ចាប់ដើមសែននៅផ្ទះដូនតាអីទីទួគាត់នឹង
ផ្សាយរបៀបម៉េចខ្ញុំថាសូមឲ្យយើងតាំងចិត្តទៅអាចថាយើងតាំងចិត្តឲ្យស្ងប់ហើយនិយាយទៅអ្នកដែលគាត់ស្រឡាញ់យើងអ្នកដែលគាត់មិនស្រឡាញ់យើងស្អប់យើងអ្នកដែលមានកម្មពៀជាមួយគ្នាទៅវិញទៅមកដោយចេតនានិងអចេតនាដោយឃើញនិងមិនបានឃើញរូបរាងផ្ទាល់បើសិនជាបានឃើញពន្លឺទៀនរបស់ខ្ញុំនៅពេលនេះសូមអនុមោទនាបុណ្យដែលខ្ញុំបានធ្វើនឹងទៅអញ្ចឹងមានន័យថាអ្នកណាក៏ដោយនៅឆ្ងាយប៉ុណ្ណាក៏ដោយតែឃើញពន្លឺទៀនរបស់យើងគឺគាត់នឹងបានផ្សាយកុសលផលបុណ្យហើយសូមឲ្យរស់សុខសាន្តរៀងៗខ្លួនហ្នឹងហើយតែប៉ុណ្ណឹងសួរនិយាយហ្មងក៏ពិតខ្ញុំមានគោលបំណងមួយទៀតបងប្អូនទាំងអស់គ្នាទ្រាំស្ដាប់ពួកខ្ញុំនិយាយតិចមុនចូលដល់សាច់រឿងខ្ញុំមានគោលបំណងមួយទៀតចង់បណ្ដោះកម្លាំងជំនឿរបស់បងប្អូនមកវិញនិយាយតាមត្រង់ហ្មងក្នុងចិត្តរបស់ខ្ញុំចង់ឲ្យបងប្អូនជឿសូតែជឿហ្នឹងយកទៅសែនព្រេនរាប់លានរាប់សែនមិនមែនទេធ្វើតែល្អហ្នឹងផ្សាយមេត្តាធម៌តែធ្វើល្អដោយចិត្តល្អឧទាហរណ៍ថាបើសិនជាខ្ញុំពឹងឲ្យបងឯងយកបងឯងពឹងឲ្យខ្ញុំយកទឹកមួយកែវអញ្ចឹងទឹកមួយកែវដែលខ្ញុំយកឲ្យបងឯងមិនមែនយកមិនមែនអញ្ចឹងទេសប្បាយចិត្តមានចិត្តមួយតែសប្បាយបងទឹកតែវាជាប់ដោយចិត្តសប្បាយអានោះជាបុណ្យដែលយើងត្រូវធ្វើត្រូវទេបុណ្យដែលយើងបានសាងហើយមកពេចហ្នឹងយើងអាចផ្សាយមេត្តាសពសត្វទាំងឡាយម្ចាស់កម្មពៀខ្មោចព្រាយបិសាចដឹងយើងកើតប្រមាណជាតិវិលវត្តសង្សារដែលពុទ្ធតែតែត្រាស់ប្រកបអញ្ចឹងយើងអត់ដឹងថាយើងសម្រាប់ណាគេខ្លះផងនឹងណាគេដែលខឹងមួយយើងទៅដុតផ្ទះគេខ្លះណាគេខ្លះយើងមិនដឹងត្រូវទេអញ្ចឹងយើងផ្សាយមេត្តាឲ្យគេសួរថាខាតអត់ខំនិយាយមួយម៉ាត់ហ្នឹងអ្នកខ្លះក៏ជាអវិជ្ជមានអូបង្កើតជំនឿបង្កើតនេះអូជឿពួកវាបងចោះញុះញង់ខ្ញុំអត់មានឲ្យបងប្អូនទាំងអស់គ្នាមកចូលបន់មួយខ្ញុំ$1,000,000ទេអត់ទេខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់គ្នាធ្វើរឿងល្អបង្កើតជំនឿផ្សព្វផ្សាយមេត្តាធម៌តែប៉ុណ្្នឹងឯងប៉ុណ្្នឹងអត់មានទេក៏ប៉ិតស្រួលទេបងរឿងផ្សាយធម៌តែតែថាគាត់ថាផ្សាយបន់ហ្នឹងវាមានអត្ថន័យអីបើម្នាក់នាំវាបំផុសអាហ្នឹងឥឡូវខ្ញុំឧទាហរណ៍បងប្អូនកំពុងតែផ្សាយរឿងឲ្យខាង page ជាអ្វីហើយ page ជាអ្វីយករឿងបងប្អូនមកនិយាយបងប្អូនមកស្ដាប់រឿងរបស់ខ្លួនឯងចេញពីពួកខ្ញុំនិយាយបងប្អូនប្រកាសជារំភើបហើយបុកធំហ្នឹងឯងគឺជាអារម្មណ៍ដែលការផ្សាយបុណ្យទៅអ្នកដទៃយើងសម្រាប់ចិត្តប៉ុណ្ណាអញ្ចឹងដូចគ្នានឹងហ្នឹងហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យដោយបងឯងនិយាយថាក្តីស្រឡាញ់ក៏ពិតយើងអាចធ្វើបុណ្យបានច្រើនកន្លែងបុណ្យមិនមែនយើងពន្រំគ្នានៅតែទីតាំងមួយទេក៏ពិតឧទាហរណ៍ដូចខ្ញុំនិយាយអញ្ចឹងដូចខ្ញុំនិយាយអារូបបែរតែឃើញខ្ញុំនិយាយពាក្យថាខ្មោចខ្ញុំនិយាយពួកខ្មោចតៃហោងញ៉ាំដែរកំរមែនតើលុះតាតែខ្ញុំចង់សង្កត់ឲ្យបងប្អូនចាប់អារម្មណ៍ថាជាតៃហោងប៉ុន្តែបន្ទាប់ពីហ្នឹងមកគឺខ្ញុំនិយាយថាពួកគាត់ហ្នឹងអញ្ចឹងគាត់ហ្នឹងអញ្ចឹងញ៉ាំដែរមើលគឺថាយើងនៅតែឲ្យតម្លៃគាត់ខ្ញុំពីបងប្អូនត្រឡប់ក្នុងការនិយាយអីក៏ដោយឲ្យតែឲ្យតម្លៃគេគឺមេត្តាបុណ្យរបស់យើងគឺទៅដល់គេសប្បាយចិត្តណាអូខេអញ្ចឹងដើម្បីភ្ជាប់សាច់រឿងអ្វីដែលខ្ញុំបកស្រាយហ្នឹងណាជាសាច់រឿងទាំងពីរដែលខ្ញុំនឹង share ភ្ជាប់ទាំងពីរយើងចូលទៅភ្ជាប់ទាំងពីរអូខេខ្ញុំបានសាច់រឿងមួយពីបងស្រីដែលគាត់រស់នៅប្រទេសអាល្លឺម៉ង់គាត់មានគ្រួសារហើយប៉ុន្តែស្របពេលគ្នាហ្នឹងការសាច់រឿងនេះបានកើតឡើងគឺគាត់នៅក្នុងប្រទេសកម្ពុជានៅក្នុងទីក្រុងភ្នំពេញតែម្ដងអញ្ចឹងគាត់ក៏អត់ដឹងថាខ្លួនឯងមានគ្រូកាន់នៃអ្នកថែសាអីគាត់អត់ដែរដឹងទេគ្រាន់តែម្ដាយរបស់គាត់ជឿ50គ្រាន់តែម្ដាយរបស់គាត់តែងតែរំលឹកគាត់តាំងពីក្មេងមកថាណាកូនណាអាសាទៅអុជធូបនឹកដូនតានឹកអ្នកថែសាផងអញ្ចឹងគាត់ក៏អុជគាត់ក្មេងបងក្មេងឥឡូវចាស់បងដែលអាយុច្រើនដែលពងតាមតែទស្សនាឥឡូវហ្នឹងក៏អ្នកខ្លះក៏ភ្លេចណាព្រោះគាត់មើលអត់ឃើញគាត់អត់ខ្វល់គាត់អត់ជឿចឹងណាអញ្ចឹងទៅប៉ះចំគាត់ក្មេងផងក្មេងហ្នឹងខ្ញុំនិយាយថា10ជាងឆ្នាំហ្នឹងហើយក្មេងនិយាយថាក្មេងហ្មង10មិនមែនជំទង់ទៀត10ស្ដាយអញ្ចឹងគាត់ក៏ភ្លេចផងអីផងអីចឹងទៅប៉ុន្តែមានហេតុការណ៍មួយចាប់ពីគាត់អាយុ13 14ឆ្នាំបានកើតឡើងចំពោះគាត់អញ្ចឹងនៅពេលដែលគាត់អាយុ13 14ឆ្នាំមកគាត់ចាប់ផ្ដើមយកសពជាច្រើនរឿងយកសពនេះជាធម្មតាបងប្អូនទាំងអស់គ្នាមកគេអត់យកសពទេវាចម្លែកចៃហើយក៏ខ្ញុំទៅសារដែរអ្នកដែលគេងហើយអត់យកសពសោះតែការយកសពគឺជារឿងធម្មតាប៉ុន្តែពេលដែលគាត់អាយុ13 14ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមយកសពច្រើនប៉ុន្តែវាមានយកសពមួយចំនួនវាប្រតិគ្នាបែបណានៅក្នុងយកសពមួយហ្នឹងគាត់ជាមនុស្សស្អីនៅក្នុងយកសពមួយហ្នឹងគាត់តែជួបគ្រោះឧទាហរណ៍ថាឆ្កែដេញខាំឧទាហរណ៍ណាឆ្កែដេញខាំឬក៏គេដេញវាយភ្លើងឆេះផ្ទះមានគេដេញបាញ់មានគេដេញសម្លាប់មានគេធ្វើស្អីប្រមាថជារូបភាពប្រភ្នោមិនល្អមិនល្អតែងតែមានបុរសម្នាក់លេចមុខចេញមកជួយគាត់ដដែលម្នាក់ប្រុសនឹងដដែលអត់ដែរចេញមុខឲ្យគាត់ឃើញបងយល់ទេអត់ចេញមុខឲ្យគាត់ឃើញទេគឺប៉ុន្តែបងមនុស្សម្នាក់ហ្នឹងស្គាល់គ្រាន់តែដើរឃើញតែសម្អល់គាត់ដឹងថាម្នាក់ហ្នឹងដែរយេស៊ូស្ដាប់អញ្ចឹង
ចឹងគាត់យកសពដដែលចឹងទៅគាត់ឃើញម្នាក់នោះដដែលតែអត់ឃើញមុខទេគាត់យកសពរហូតតាំងពី13 14ឆ្នាំរហូតដល់20ជាងឆ្នាំ23 24ឆ្នាំ10ឆ្នាំជាងគាត់យកសពចឹងរហូតឲ្យតែមានរឿងម្នាក់ផងចេញជួយតើខ្ញុំនិយាយតើអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏អត់ដែរប្រាប់ម្ដាយឪពុកដែរអត់ដែរប្រាប់ពួកគាត់ទេអញ្ចឹងវាសួរថាល្អឯងជីវិតរបស់គាត់រស់នៅធម្មតាតាមបែបផែនមនុស្សលោកធម្មតាប៉ុន្តែទាស់តែគាត់មិនគប់គូកំណាន់ចិត្តជាមួយនឹងផ្លូវស្នេហាអត់គប់នឹងរឿងផ្លូវស្នេហាអត់គប់ទេមានន័យថាមនុស្សប្រុសម្នាក់ហ្នឹងបើតាក់ទងគ្នាធម្មតាអូខេគ្រាន់តែរៀងស៊ីជម្រៅថាអូមើលចិត្តមើលថ្លើមគ្នារៀបការវាចាញ់ជាសាច់រឿងមួយដែលបង្កឲ្យពីរអ្នកគាត់ឆ្លោះគ្នាបែកគ្នាបណ្ដោយហើយបើគាត់មកគិតបកមកវិញអត់សមបែកសាច់រឿងឥឡូវឧទាហរណ៍ដូចបងឯងជាមួយមិត្តភក្តិឯងដែលចែកម្លែករឿងឆ្លោះគ្នាស្អីកោកាមកកំប៉ុងហ្នឹងហើយឥឡូវវាអញ្ចឹងឲ្យឈប់និយាយរកគ្នាដែលបងប្អូនចាំរឿងគាត់កោកាមកកំប៉ុងអញ្ចឹងសាច់រឿងរបស់គាត់ដូចគ្នាទូសំអាងទៅចូលមើលអេសូទី7ហ្នឹងហើយដូចបែកគ្នាហ្មងមានរឿងមិនតិចតោះបែកមិនតិចតោះបែកតែតែមួយនឹងទេមិនមួយឯច្រើននេះអូមើលប៉ាជឺចេះចឹងអូជួយចិត្តតាមខ្លាយសាច់រឿងអាពេលគេដែរទៅទៀតអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមមើលចិត្តគ្នាជាម្ដងជាម្កាលទៅវាដូចជាទឹកហើយនឹងប្រេងរហូតគ្នាបានហ្មងរហូតដល់ថ្ងៃមួយគាត់ក៏អង្គុយចោលនៅចិត្តម្ដាយគាត់ហើយគាត់ប្រាប់សាច់រឿងហ្នឹងថាម៉ាក់ដោយសារចេះខ្ញុំអាសាយកសពហ្នឹងគឺឃើញចេះវាប្រវត្តិពីយកសពហ្នឹងប្រាប់គាត់ហើយមានតែមានបរិះមួយមកជួយគាត់រហូតតែអញ្ចឹងណាអញ្ចឹងម្ដាយគាត់គ្រាន់តែលឺភ្លាមស្អីគាត់មិនកូនឯងមិនប្រាប់រឿងនេះមិនមែនរឿងទូទេមិនក៏អត់ប្រាប់ម៉ាក់ចុះគាត់ចាស់គាត់ដឹងម៉ាក់គាត់អ្នកជឿហ្មង 100% ចុះគាត់អ្នកខលប្រាប់ឲ្យបខំបើប្រទៀនឲ្យធុកអីអញ្ចឹងបានតែម្ដាយគាត់ដឹងហ្នឹងហើយម្ដាយគាត់ដឹងកូនគាត់ហើយអញ្ចឹងថាហេតុអីមិនអត់ប្រាប់គាត់ហេតុអីមិនអញ្ចឹងគាត់ចាប់ផ្ដើមទេទៅអ៊ំទៅជួបអ៊ំនេះជួបអ៊ំនោះសិនបងស្អូនសាច់ញាតិអញ្ចឹងណាសិតតែគេអ្នកជឿដែរអញ្ចឹងណាគេក៏ប្រាប់គាត់ថាអូរឿងនេះមិនធម្មតាទេទៅរកលោកស្រោចទឹកសួរតែស្រោចទឹកបាត់ទេស្រោចទឹកឲ្យនៅដដែលយកសពឃើញដដែលកើតរឿងដដែលតន់រហូតដល់មានថ្ងៃមួយដែលគាត់ទ្រាំលែងបានហើយរឿងដដែលជីវិតគូរបស់គាត់នៅតែស្មើសូន្យដដែលអញ្ចឹងហើយគាត់ក៏មានគេណែនាំឲ្យទៅវត្តមួយដ៏ល្បីនៅក្នុងទីក្រុងភ្នំពេញគាត់អត់មានប្រាប់ទេគាត់ប្រាប់អញ្ចឹងខ្ញុំប្រាប់អញ្ចឹងដូចនេះអូខេហ្នឹងហើយទៅរកបដិជគុណមួយអង្គដែលប៉ាកែគាត់អត់ប្រាប់ឈ្មោះដូចគ្នាអញ្ចឹងខ្ញុំក៏អត់ដឹងដែរខ្ញុំនិយាយតាមគាត់អញ្ចឹងគាត់ថាពេលខ្លះគាត់ចង់អស់ជំនឿអានេះខ្ញុំក៏យល់ដែរពេលខ្លះគាត់ចង់អស់ជំនឿដោយសារតែបដិជគុណមួយចំនួនអាចឆ្លៀតឱកាសនិយាយសួរស្ដាប់ខ្ញុំនិយាយប៉ុណ្ណឹងកុំឲ្យនិយាយច្រើនមិនអប៉ះទេអញ្ចឹងគាត់ក៏ទៅដល់វត្តហ្នឹងដើម្បីសួរអញ្ចឹងណាប្រជាជនក៏នាំសុំថ្ងៃខែឆ្នាំណាសុំអីឲ្យគុណគូឲ្យអស់ហើយដឹងរឿងណាស្អីរឿងហើយក៏ប្រាប់ថាអត់កើតទេញោមញោមឯងមានព្រាយតាមណាលោកមានសន្និកាថាអញ្ចឹងថាញោមមានព្រាយតាមហើយញោមព្រាយហ្នឹងអត់ព្រមប្រឡែងទេមានខ្មោចមានព្រាយតាមមកតាំងពីអតីតជាតិអីអញ្ចឹងណាអញ្ចឹងអត់ព្រមប្រឡែងញោមឯងទេញោមឯងតិចទៀតនឹងមានគ្រោះថ្នាក់ប៉ះនឹងជីវិតបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍គេថាទៅយកគាត់ចឹងហ្មងនិយាយច្បាស់ចឹងគាត់50ទេយល់ប៉ុន្តែដល់ពេលឮគ្រោះថ្នាក់បាត់ជីវិតថ្លៃជីវិតរឿងផ្សេងណាហ្នឹងហើយជឿក៏រៀងញើតិចដែរឮប៉ះជីវិតត្រូវទេអញ្ចឹងលោកក៏អត់មានអីដែររួញពួកគាត់ពីរនាក់ឲ្យទៅកូនសិស្សលោកថាឲ្យទៅជួបកូនសិស្សអាត្មាទៅឲ្យគេរៀបចំប្រាប់ថាត្រូវការអីគេខ្លះហើយចាំធ្វើកិច្ចដោះទៅអញ្ចឹងគាត់ក៏លោកក៏ទទួលភ្ញៀវបន្តលោកល្បីអញ្ចឹងមានភ្ញៀវធំច្រើនអីចឹងទៅតន់អញ្ចឹងពួកគាត់ក៏ធ្វើតាណាទៅជួបនៅក្រោយគាត់អញ្ចឹងណាកូនសិស្សលោកប្រាប់ថាអូយកកៅអៅចាស់មកកាផ្លេអញ្ចឹងទៅណាចាស់អញ្ចឹងដើម្បីបូជាឲ្យគេយកកៅអៅហ្នឹងទៅអាហ្នឹងខ្ញុំយល់ដូចតំណាងរូបយើងហ្នឹងហើយជំនួសរូបយើងអញ្ចឹងទៅនិយាយឲ្យអស់រៀបចំអីឲ្យអស់ចូលដល់បច្ច័យខះពេកកន្លែងហ្នឹងខ្ញុំនិយាយប៉ះទៅបច្ច័យម្ដងនិយាយទៅខះពេកតែគាត់ហួសហ្មងគាត់ថាហួសហ្មងផុតវាឈោងដៃចើឡើងដល់ហ្មងផុតពេកណាអញ្ចឹងទៅក៏មកតាមផ្លូវមកផ្ទះអញ្ចឹងម្ដាយក្នុងនាមជាម្ដាយទូយ៉ាងណាក៏នៅតែឆក់ពីគេសវេខ្ចីគេដើម្បីបំពេញកាច់ឲ្យកូនធ្វើម៉េចអូ
កុំអត់បានទេតែគាត់នៅឆ្លោះទាស់សម្ដីជាមួយម្ដាយអារឿងអត់ព្រមវាមិនដែរអញ្ចឹងទៅតម្លៃវាខ្ពស់ពេកហើយវាហួសនិស័យហើយបើយើងសួរស្ដាប់ទៅមិនពាន់ឧទាហរណ៍ថាមិនពាន់បើអញ្ចឹងណាឧទាហរណ៍តែចឹងទៅប្រឈមឆ្ងាយពេកឧទាហរណ៍តែអញ្ចឹងហ្នឹងហើយកុំប្រកែកកាន់ណាបើប៉ះពីកន្លែងណាប្រាប់ឲ្យហើយនិយាយគ្នាហើយអញ្ចឹងក្នុងករណីហ្នឹងហើយគាត់ក៏ត្រឡប់មកដល់ផ្ទះវិញនៅជិតផ្ទះគាត់នេះមានអ៊ំស្រីម្នាក់គាត់លក់បាយសាច់ជ្រូកបាយស្រូបនៅកាច់ជ្រុងផ្លូវហើយអ្នកណាក៏ដឹងដែរនៅម្ដុំហ្នឹងថាគាត់មានគេកាត់តោះខ្ញុំនិយាយអត់មានគេកាន់រងថ្ងៃសៅរ៍គាត់អាចមានស្នងរូបតែគាត់មិនមើលទេទីបងឯងទៅដល់ទៅអង្គុយបងជួយមើលខ្ញុំគាត់មិនមើលហ្មងព្រោះអត់មាននិស័យគាត់អត់មើលឲ្យទេគាត់ប្រកាសថានេះមិនមែនជាអាជីពរបស់គាត់ទេគាត់មើលតែអ្នកមាននិស័យទេតោះខ្ញុំនិយាយហ្នឹងហើយអញ្ចឹងគាត់អត់មើលទេអញ្ចឹងនៅភ្នំពេញហ៎នៅភ្នំពេញអ្នកលក់បាយសាច់ជ្រូកខ្ញុំមិនដឹងដែរខ្ញុំអាចចំណាំប្រហែលព្រោះធ្លាប់ទៅប៉ះគ្នាម្ដងដែរប៉ះនិយាយត្រូវគ្នាទេហ្នឹងហើយអញ្ចឹងក្នុងករណីហ្នឹងគាត់ទៅដល់ផ្ទះនេះអ៊ំដែលលក់បាយសាច់ជ្រូកហ្នឹងគាត់ឃើញបងស្រីហើយម្ដាយអញ្ចឹងអត់ដឹងមិនក៏ហៅចូលផ្ទះហៅចូលផ្ទះគាត់ហ្នឹងហើយហៅចូលផ្ទះគាត់ហើយដោយសួរសុខទុក្ខធម្មតាបងអើយលក់មិនហើយថ្ងៃហ្នឹងលក់បានអាចារ្យថ្ងៃបានអីញ៉ាំបាយរបៀបសួរនេះហ្នឹងហើយចិត្តខាងសួរនាំគ្នាឡងគ្នាមិនធម្មតាអញ្ចឹងគាត់ក៏មានតាំងចិត្តថាប្រាប់ថាមិនដែរព្រោះអីគាត់ដឹងថាអ៊ំស្រីហ្នឹងអត់មើលទេតោះតែមាននិស័យទៅមិនមើលអញ្ចឹងគាត់ខ្ជិលប្រាប់ទៅអីប្រាប់នាំហត់ប្រាប់ឲ្យនាំថ្នាក់ចិត្តខ្លួនឯងមកគេអត់មើលឲ្យមិនអន់ហើយព្រោះយើងដឹងដែរហ្នឹងហើយអញ្ចឹងដើរទៅដល់គាត់ក៏សួរស្ដីនិយាយគ្នាលេងធម្មតាអញ្ចឹងទៅស្រាប់តាអ៊ំស្រីហ្នឹងលូកចាប់ដៃគាត់យល់ទេមិនមែនចាប់មើលបាត់ដៃចេះណាតែចាប់ដៃគ្រាន់តែចាប់អោបយល់ទេចាប់ឲ្យមើលមុខគាត់ចំហ្មងមើលប្រស័យភ្នែកគាត់ចំណាហើយថាអញ្ចឹងទៅមកពីវត្តមែនតោះតែម្ដាយថាអូយទុំយកកូនមកពីស្រោចទឹកហ្នឹងណាទុំយកកូនមកពីស្រោចទឹកទេគាត់ថាកូននេះមានគេតាមានគេថាសាប្រាប់ភិនភាកអញ្ចឹងណាមានគេថាសាហើយគេតាមជីវិតគូអត់គប់អីចឹងទៅហើយគេចង់យកជីវិតព្រោះគេផ្សងតាំងពីគ្រប់ជាតិថាគ្រប់ជាតិណាក៏ដោយគឺគេតាមអញ្ចឹងបកទៅប្រសងសម្បកាថាជាព្រាយជាខ្មោចជាព្រាយអីចឹងទៅតែតែពេលអ៊ំស្រីនេះគាត់ថាជាអ្នកថាសាប៉ុន្តែបើខ្ញុំស្ដាប់សាច់រឿងហ្នឹងទៅប្រហែលជាមួយនឹងចែកបងរបៀបថាស្រឡាញ់ហើយសច្ចាថាគ្រប់ជាតិណាដូចបុពេសន្និវាសអញ្ចឹងហ្នឹងហើយគ្រប់ពេលណាទាំងអស់គឺខ្ញុំនឹងតាមខ្ញុំថែសារអ្នកឯងប៉ុន្តែហេតុតែស្រឡាញ់ក្នុងនាមភេទជាប្រុសហើយនឹងជាស្រីត្រូវតែយកអ្នកឯងធ្វើជាប្រពន្ធទោះគ្រប់ជាតិណាក៏ដោយគឺអត់មានណាគេបានទេក្រៅពីខ្ញុំតោះក្នុងទស្សនវិជ្ជាមួយហ្នឹងអញ្ចឹងហើយពួកគាត់ចំហមាត់ហ្មងណាពួកគាត់ចំហមាត់មើលមុខគ្នាហើយមិនកាន់ដឹងអញ្ចឹងណាអញ្ចឹងអ៊ំស្រីហ្នឹងក៏ទាញបោះសមកតសៃឲ្យពាក់នឹងចកេះឲ្យពាក់ជាប់អញ្ចឹងណាអញ្ចឹងគាត់ក៏ប្រាប់វិធីដោះថាអញ្ចឹងថ្ងៃសិលឥឡូវប្រហែលថាខាងស្អែកជាថ្ងៃសិលរាប់ពីថ្ងៃសិលហ្នឹងទៅ3ថ្ងៃជាប់គ្នាឲ្យគាត់នៅជាន់ទី3ផ្ទះគាត់នៅជាន់ទី3ណាហើយអ៊ំស្រីហ្នឹងក៏ដឹងដែរថាទៅមុខផ្ទះជាន់ទី3ម៉ោង10អុចធូបបន់ស្រស់ឲ្យគប់ធូបហ្នឹងចុះមកមកតើនិយាយអញ្ចឹងឲ្យអុចធូបហ្នឹងបន់ស្រស់វាមិនថាទៅដល់អ្នកតាមថែសារហ្នឹងអ្នកឯងតាមថែសារហ្នឹងខ្ញុំអរគុណហើយប៉ុន្តែយើងនៅភពពីរផ្សេងគ្នាយើងអាចមាននិស័យជាប្តីប្រពន្ធអីបានទេមិនអីលើសក្រៅពីអ្នកថែសារហ្នឹងទេអញ្ចឹងហើយសូមអ្នកឯងកុំបិទបាំងខ្ញុំកុំឲ្យមិនឲ្យខ្ញុំមានគូល្អអញ្ចឹងខ្ញុំត្រូវការមានគូដែរព្រោះខ្ញុំនៅក្នុងផ្លូវមនុស្សលោកយើងនៅភពផ្សេងគ្នាអញ្ចឹងអ្នកឯងដោះលែងខ្ញុំទៅបើធ្វើថែសារខ្ញុំអីចឹងទៅហើយប្រាប់បំណងខ្លួនឯងទៅថាចង់ឲ្យគេធ្វើអីឲ្យដោះលែងខ្លួនឯងឬក៏មិនឲ្យអ្នកឯងជួបគូអីទេអញ្ចឹងនិយាយទៅអញ្ចឹងគាត់ធ្វើគាត់អត់ចឹងហើយគាត់បោះធូបហ្នឹងហើយគាត់បាញ់កទៅពីជាន់ទី3មកគាត់ធ្វើ3ថ្ងៃជាប់គ្នាមែនហើយរឿងហ្នឹងក៏គាត់រស់នៅជីវិតធម្មតា3ខែក្រោយមកក៏ជួបជាមួយនឹងប្តីរបស់គាត់តន់វាការហើយក៏ទៅប្រទេសអាល្លឺម៉ង់ហ្នឹងទៅហើយគាត់ឥឡូវនេះគាត់ប្រាប់ថាគាត់ការបាន6-7ឆ្នាំហើយ7ឆ្នាំថា7ឆ្នាំចុះហើយក៏គាត់កាត់ខ្សែចង្កេះហ្នឹងចេញដែរអញ្ចឹងរឿងនេះហើយដែល
មុននឹងយើងនិយាយរឿងបនបាបបែកអូហូស្ទឹងឡាងឡាអីចឹងណាកម្ពីអីចឹងណាតែអានេះវាដូចជានិស័យគេហៅនិស័យស្នេហ៍ពីអតីតជាតិមកតាមរហូតចឹងណាបើអ្នកឯងមិនបានខ្ញុំទេមិនអាចបានណាគេបានទៅតាមថែសារពួក case មួយហ្នឹងវាមានមនុស្សជុំវិញខ្លួនខ្ញុំជួបប្រទះដូចគ្នាប្រហែលគ្នាហ្នឹងឯងហ្នឹងហើយចឹងត្រូវធ្វើកិច្ចត្រូវធ្វើអីចឹងទៅចឹងមើលបងប្អូនទាំងអស់គ្នាយើងស្ដាប់ហើយថាឧបមាថាខ្មោចព្រាយអញ្ចឹងគេធ្វើប៉ែបាទគេដោះប៉ែគេអីចឹងទៅតែវិធីនេះថ្មីជ្រើងហ្មងម៉ែយល់ទេដូចខ្ញុំប្រាប់ចឹងថាចេះវិធីវាមានតែតាមបែបបត់ផ្សេងគ្នារបស់អ្នកដែលគាត់កាន់រៀងខ្លួនអញ្ចឹងណាចឹងខ្លះចេញមកគឺស្រួលមែនតើផឹបហើយអត់ស្មុគស្មាញទេបាទអញ្ចឹងតែខ្ញុំថាចេះបងប្អូនទាំងអស់គ្នាត្រូវចាំថាបើសិនជាបងប្អូនទៅរកគ្រូខ្ញុំក៏មិនប៉ះពាល់ដល់គ្រូណាដែរខ្ញុំអត់ប៉ះពាល់ទេព្រោះខ្ញុំអត់ស្គាល់ទាំងអស់គ្រាន់តែខ្ញុំជឿមានជំនឿក្នុងចិត្ត 100% ថាបើសិនជាគ្រូដែលល្អចង់ជួយដល់មនុស្សលោកវិធីដោះស្រាយពួកគាត់គឺស្រួលមែនទែនសឹងតែអស់លុយតិចពេកស្ទើរតែអត់ជឿបងឧទាហរណ៍មានករណីមួយចំនួនដែលមនុស្សនៅក្នុងអាគារអីធ្វើមិនអស់មិនដល់30រៀលហ្នឹងណាធ្វើកតោងអីចឹងហើយយើងធ្វើកិច្ចខ្លួនឯងឲ្យសក់ហ្មងណាចង់និយាយចឹងណាហើយគេគ្រាន់តែប្រាប់មកថាធ្វើអញ្ចឹងទៅធ្វើទៅហើយយើងឃើញផលមែនដូចនៅក្នុងផ្ទះខ្ញុំអញ្ចឹងសង់លើភ្នៅគេហើយរៀបចំមកបន្តិចហ្នឹងអស់ប្រហែលហ្មងណាហើយយើងយកសពឃើញស្ដែងអញ្ចឹងឥឡូវបកស្រាយថាម៉េចទៅអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅលើរឿងហ្នឹងតើមានបងប្អូនណាខ្លះដែលមានអ្នកតាមថែសារបែបផែនស្រឡាញ់អញ្ចឹងហើយប៉ះពាល់ដល់ជីវិតគូបងប្អូនសូមបងប្អូនចែកម្លែកសាច់រឿងមកដល់ពួកខ្ញុំដូចគ្នាមានអីវិភាគអីតវិភាគចេះតិចបាទខ្ញុំចូលចិត្តខ្ញុំតែងតែឮគេនិយាយណាអីបន្តិចគាត់ថាហើយចាំមើលថាជាតិក្រោយហែងតាមអញតាមចងពីឯងវិញក៏ពាក្យហ្នឹងវាជាពាក្យខឹងប៉ុន្តែកុំគួរនិយាយពីព្រោះពាក្យអស់ហ្នឹងកាលណាដែលយើងនិយាយគឺយើងកំពុងតែសាងសង់វាចេញមកហើយបាទអញ្ចឹងឧទាហរណ៍វាអត់ចំណេញទេឥឡូវឧទាហរណ៍ថាខ្ញុំស្អប់បុគ្គល A តែខ្ញុំនិយាយថាជាតិក្រោយអញធ្វើចឹងដែរវិញអញ្ចឹងមានតែជាតិក្រោយយើងចង់ឲ្យយើងខ្លាចជឿរឿងអាក្រក់ឲ្យសងម្នាក់ហ្នឹងវិញមែនហើយតែបើយើងចង់ខ្ញុំនិយាយមិនមួយម៉ាត់ពាក្យខ្ញុំតែងតែឮពួកគាត់និយាយអាពាក្យតែជាតិក្រោយឯងជាប់កម្មអញអត់លែងពាក្យនោះខ្ញុំស្ដាប់ហើយខ្ញុំទើសតែជីចង់និយាយខ្ញុំក៏ទើសដែរខ្ញុំយល់ហេតុអីបានធ្វើយ៉ាងហ្នឹងមើលសិនជាយើងមិនសប្បាយចិត្តមួយគាត់ហើយអូខេមកជាតិហ្នឹងយើងមួយតែខ្ញុំចូលចិត្តគេនិយាយថាចាអាហោសកម្មរបស់វាទៅសងគ្នាធម្មជាតិហ្នឹងហួចទេខ្ញុំជួយអាពាក្យហ្នឹងគឺធ្វើខ្ញុំសប្បាយចិត្តវិញតែបងឯងជឿថាមួយរយៈក្រោយហ្នឹងខ្ញុំអាសាឮពាក្យអញ្ចឹងណាពាក្យមិនពាក្យមានន័យថាហួចគ្នាតែជាតិហ្នឹងឲ្យហើយទេគេខ្ញុំអាសាគេនិយាយច្រើនបានតែផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរពាក្យហ្នឹងគឺល្អមែនតើបានតែយើងកុំចង់កាន់ចោលពាក្យគ្នាទៀតល្អឬអាក្រក់ប៉ុណ្ណឹងតែស៊ីសងគ្នាចប់ហ្នឹងហើយអញ្ចឹងខ្ញុំចង់កណ្ដោះគំនិតបងប្អូននៅត្រង់ចំណុចហ្នឹងមិនមែនឲ្យបងប្អូនទៅសែនព្រេនទេវតា100អង្គណាអស់រាប់លានអីអត់ទេវាកិច្ចការតិចសកម្មភាពតិចដែលអាចឥឡូវសាក់គិតចាស់វិញបងប្អូនគុំគួនណាគេអ្នកកាន់ភ្លើងពិតប្រាកដហ្នឹងមិនបងប្អូនអ្នកកាន់ភ្លើងទៅវិញទៅមកជិះក្រោយទីតែបងប្អូនទទួលយកវិញអញ្ចឹងតែអញ្ចឹងឲ្យជប់គាត់ឲ្យចាប់ហ៎បើណាគេអ្នកកាន់ភ្លើងអ្នកខឹងយើងតែយើងតិចគូសួរហ្នឹងត្រូវហើយអូខេពាក្យប្រមាថងាចង់គុំចង់គំនុំហ្នឹងខ្ញុំជូនសាច់រឿងមួយទៀតនៅខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែតសាច់រឿងខ្លីកើតក្នុងឆ្នាំ2014នៅ2015ចន្លោះឆ្នាំហ្នឹងអញ្ចឹងមានគ្រួសារមួយបាទចុះសាច់រឿងទី2ណាមានគ្រួសារមួយដែលមានបងថ្លៃប្រុសបងស្រីជាប្រពន្ធបងថ្លៃហ្នឹងប្អូនស្រីម្នាក់ហើយឪពុកម្ដាយក្មេងអញ្ចឹងគ្រួសាររបស់គាត់អត់ធូរធារប្រហែលទេអញ្ចឹងនៅក្រោយផ្ទះរបស់គាត់មានរូបមន់គាត់ចិញ្ចឹមមន់ប្រហែលជា10ក្បាលហ្នឹងហើយធុងមន់ណាមែនចង្ហុកទេមែនចង្ហុកទេមែនតែនេះយ៉ាងចង្ហុកទេមែននេះណាដូចអាទេដូចធុតទេមែនធុតទេឥឡូវវាធុតគ្របមាត់ហ្នឹងហើយមែនហ្នឹងហើយជាធុងហ្មងធុងមាន់ប្រហែលជា10ក្បាលហ្នឹងហើយប្រហែលជា10ក្បាលមានឆ្កែមានអីចឹងណាឆ្កែអ្នកភូមិផងឆ្កែគាត់ផងហ្នឹងហើយឆ្កែខ្មែរហ្នឹងហើយក៏មានចឹងដែរចឹងដោយសារតែជីវភាពមិនធូរធារហើយនៅប៉ោយប៉ែតបងប្អូនដឹងហើយជាទីក្រុងដែលសម្បូរដោយកាស៊ីណូព្រោះវាជាប់ព្រំដែនហ្នឹងហើយខេត្តដែលនៅគៀកព្រំដែនច្រកព្រំដែនគឺជាកន្លែងដែលកាស៊ីណូហ្នឹងច្រើនណាស់អញ្ចឹងបងអូនរបស់គាត់ក៏ធ្វើការនៅកាស៊ីណូអញ្ចឹងភារកិច្ចរបស់បងថ្លៃជារៀងរាល់យប់បងអូនគាត់ចេញម៉ោង10យប់11យប់អញ្ចឹងបងគាត់ត្រូវទៅដើរទៅយកដើរថាឆ្ងាយចិត្តទេព្រ
គួរដើរគេមានផ្លែកាត់បងគាត់មានផ្លែកាត់ដើរទៅមកផ្លែដល់ហើយផ្លែដល់អញ្ចឹងទៅជូនបងអូនមកវិញយប់ប្រឡប់ខ្លាចបងអូនស្អីមានបញ្ហាអីចឹងណាមានយប់មួយយប់ហ្នឹងគឺភ្លៀងខ្លាំងទៅភ្លៀងខ្លាំងគេប្រាប់ខ្ញុំម្ចាស់ស្អីរឿងប្រាប់ថាភ្លៀងខ្លាំងតែប៉ុណ្្នឹងឯងភ្លៀងមកពេញពីងហ្នឹងមិនជាប់សាច់រឿងអញ្ចឹងភ្លៀងមកពេញពីងអញ្ចឹងភ្លៀងហើយរៀងភ្លៀងល្មមមក10បងគាត់ដើរទៅយកបងអូនអញ្ចឹងគាត់ដើរទៅយកបងអូនផ្លូវកាត់របស់គាត់ហ្នឹងកាត់ស្រះមានដើមព្រីងខ្យល់គាត់ហៀបឲ្យស្ដាំណាមានដើមព្រីងខ្យល់មានដើមកដុលអត់ដែរស្គាល់ទេអត់ដឹងដើមហ្នឹងមិនទេដើមកដុលហ្នឹងហើយខ្ញុំអត់ដែរដឹងដែរគាត់ប្រាប់ទៅចឹងតែមានរូបខ្ញុំហើយអត់ទេបងប្អូនណាស្គាល់ជួយហ្នឹងហើយមានដើមកដុលមានដើមស្រល់ជាដើមហ្នឹងមានដើមឈើចម្រុះគ្នាហ្នឹងហើយមានកពតភ័យទូចឹងដើរទៅយកចឹងទៅយកបងអូនដល់ពេលមកវិញនេះមកដល់ចំណុចដើមព្រីងខ្យល់នេះបងអូនរបស់គាត់ដើរបដានិយាយគ្នាបដាមកយល់ទេយល់ហើយបងការងារថ្ងៃហ្នឹងមិនដែរនិយាយគ្នាលេងហ្នឹងហើយនិយាយលេងមានភ្ញៀវណាអញ្ចឹងមកដល់ចំណុចដើមព្រីងខ្យល់នេះបងអូនគាត់សួរគាត់អញ្ចឹងបងខ្ញុំសួរឯងមួយមើលឯងមកយកខ្ញុំហើយយកហ្នឹងឯងខ្លាចខ្មោចអត់បងគាត់ឆ្លើយតែអញ្ចឹងអូវាមិនមានខ្មោចទេឆ្នាំស្អីហ៎អូតែខ្មោចមួយធ្វើឆ្នាំមិនបានផងអូយឆ្ងាញ់ណាស់គេទៅខ្លាចអីខ្មោចមកមានវិញចាក់ធ្វើឆ្នាំហ្នឹងមួយម៉ាត់ហ្នឹងបងរបស់គាត់ចាប់ផ្ដើមបាត់សម្ដីភ្លាមហ្នឹងហ្មងនឹងឲ្យចាប់ផ្ដើមថយសម្ដីបាននិយាយ10ម៉ាត់ដល់ស8ស6ស5ស4ស្ងាត់ទៅដល់មុខផ្ទះបងអូនគេចូលផ្ទះហើយអញ្ចឹងធម្មតាដើរដល់ផ្ទះហើយមិនចូលមានមួយទឹកអីគេធ្វើការងាររបស់គាត់ទៅតែបងប្រុសនេះគាត់ឈរនៅមុខផ្ទះអត់ព្រមចូលទេហើយភ្នែកគាត់ឡើងក្រហមអូយល់ទេហើយដឹងមានហេតុការណ៍អីកើតឡើងគាត់កញ្ញាដៃកញ្ញាជើងគួរធំខ្លួនឯងដូចគីងកុងហ្នឹងណាគួរមាត់ហឹងហ្មងលាន់ដល់ផ្ទះគេងួនហ្នឹងក្រហើយម្ចាស់សាច់រឿងនេះមិនមែននៅក្នុងគ្រួសារហ្នឹងទេម្ចាស់សាច់រឿងនេះអ្នកចិត្តខាងដែលលឺសំឡេងអស់ហ្នឹងហើយតបមកទៅបានសាច់រឿងហ្នឹងបងអូនគាត់ប្រាប់ថាមានហេតុអីកើតឡើងហ្នឹងយល់ទេប៉ុន្តែអ្នកជុំវិញខ្លួនហ្នឹងគឺអ្នកណាក៏ឃើញសាច់រឿងហ្នឹងផ្ទាល់ភ្នែកដែរអញ្ចឹងចាប់ដើមគោះសេកអូដឹងខឹងមកពីណាដូចស្វាអញ្ចឹងណាខំគោះអញ្ចឹងធ្វើបានខ្លួនឯងហ្នឹងហើយគោះធំមាត់ហឹងហើយដឹងធ្វើមិនទៀតទេព្រោះទៅយកមុខមាត់ខំកមាត់បងមិនខំស៊ីណាខំសម្រាប់ខំផ្ដាច់ចោលហ្មងទៅចាប់មួយទៀតខំផ្ដាច់កយ៉ាមួយទៀតខំផ្ដាច់កគឺឲ្យបងប្អូនគាត់ធ្វើមិនទៅពេលហ្នឹងបាទចេះតែដល់ពេលឃើញស្លោទាំងអស់គ្នាអ្នកចិត្តខាងគាត់ហ៊ានមានអាគេហ៊ានចេញចាប់ផ្លែកពេកផ្លែកខំកវត្តចោលខំកវត្តចោលខំអញ្ចឹងហើយអស់មន់អាឆ្កែហ្នឹងឆ្កែប្រហែលក្បាលហ្នឹងវាលូផងវាព្រុសផងវាឃើញប្រតិកម្មមនុស្សប្លែកហ៎ព្រោះទៅខំកឆ្កែទៀតតែខំអត់ដាច់ទេគេខាត់អីចឹងទៅមែនទេមន់ក៏ក៏លោវាឬមួយក៏លោវាក៏ឆ្កែវាធំជាតិឆ្កែខ្មែរបងអូឆ្កែខ្មែរត្រូវហ្នឹងហើយសម័យខាងក្រោយជីវខ្មែរមែនប៉មតែគាត់ប្រែខ្លាំងណាស់ហ្នឹងហើយប្រែខំអញ្ចឹងហើយផុតពីហ្នឹងប្រពន្ធអីនៅមុខហ្នឹងអីណារៀងកទេណាគាត់ស្រឡឹងមើលប្រពន្ធគាត់ពោពូ 4-5 ខែហូតហេមកប្រពន្ធមកតែចៃដន្យអីម្ដាយឪពុកក្មេងរបស់គាត់ហ្នឹងចាប់ប្រពន្ធទាំងប្អូនថ្លៃចាប់ប្រពន្ធចលៀសទៅចិត្តផ្ទះអ្នកចិត្តខាងនៅទៅឲ្យឆ្ងាយហ្នឹងហើយទៅអ្នកតែស្របហ្នឹងបើធ្វើក្រឹបគាត់ចូលបានគាត់នៅតដែរគោះធំផាំងដឹងការងារបន្តគាត់ធ្វើអីគេពីងដែលតាក់ពេញគាត់ក្លាប់តែម្នាក់ឯងចូលស្នឹងមិនមែនចូលទេលើកក្លាប់អូយកម្លាំងខ្លាំងមែនបងយល់ទេយល់មិននឹកកម្លាំងប៉ុណ្ណាក្លាប់ពីងបានពីងទឹកពេញធំណាបងមុនណាពីងទឹកពេញបងឯងអត់មានទឹកបងឯងក្លាប់ម្នាក់ឯងបងឯងត្រូវការកសែងពាត់វិលរួយក្លាប់ដែរវាអត់ស្រួលហ្នឹងអត់ស្រួលនេះពេញគាត់ក្លាប់ម្នាក់ឯងហើយគាត់ចាប់ដើមគូទៀតក្នុងក្តាំងគូនធំខ្លួនឯងដូចគីងកុងដូចមកព្រីបិសាចហ្មងណាហើយចាប់ដើមឆោតថ្មឹងហើយហត់បដ ហត់ចូលទៅភ័យក្រោយផ្ទះភ័យរបៀបភ័យស្មោងទុយហ្នឹងហើយភ័យស្មោងទុយអារបៀបយើងពួនបានណាហត់បាត់អញ្ចឹងទៅអញ្ចឹងម្ដាយឪពុករបស់គាត់ម្ដាយឪពុកក្មេងរបស់គាត់អត់មានអន់ទេមិនមែនទៅហៅកូនទេទៅហៅលោកចែកជើងគ្នាហ្នឹងហើយអញ្ចឹងទៅហល់មានប្រសងមួយអង្គដែលប្រកែនៅក្នុងតំបន់មួយហ្នឹងអញ្ចឹងក៏ទៅរកទៅព្រះអង្គមានសង្ឃិកាថាអូគេហៅគេលោកមានសង្ឃិកាថាចេះកំរោលចូលហ្នឹងហើយខ្ញុំអត់ដឹងថាកំរោលនឹងជាប្រភេទខ្មោចព្រាយបែបណាខ្ញុំអត់ដឹងទេថាមកពីបងមួយនឹងប្រមាណចំកន្លែងគេមកហើយគេគឺប្រកាន់ខ្លាំងអញ្ចឹងហើយទៅគេធ្វើបាបឥឡូវវិធីសែនមាន
ស្អីមួយរំដាប់មានសេចក្ដីខ្លះ1 2 3ចឹងហើយអ្វីដែលមួយទៀតហ្នឹងគឺកងានរស់2 ធ្វើមិនហ្នឹង កងានរស់ហ្មងហើយដាក់សែននៅមុខគុំព្រៃហ្នឹងទៅហើយបងប្រុសហ្នឹងមកវិញ ទៅធ្វើភ្លាមដែរ ទៅធ្វើភ្លាមពុតដើរហួយបានហើយសែនហើយវឹកល្ងាចឡើងបងប្រុសហ្នឹងដើរមករបៀបមនុស្សអស់ខ្យល់របៀបអស់ខ្យល់មុខស្លេកស្លាំងអីដើរហើយមកដល់អូជើងធំ ត្រូវឈឺ ដៃអូជើងជើងកាត់ពីងមួយដល់នេះអីមែនធំធំអីអូឈឺចឹងទៅចឹងសាច់រឿងហ្នឹងគឺបញ្ចប់ត្រឹមតែប៉ុណ្្នឹងចឹងពាក្យថាប្រមាថណាកុំលេងសើចតើដែរបងប្អូនហើយខ្ញុំមិនដឹងថាបងប្អូនជឿបើមិនជឿខ្ញុំទេក៏មិនជឿទៅក៏មិនជឿទៅតែគ្រាន់តែសុំមួយទេបើមិនជឿហើយកុំឲ្យទៅដល់កន្លែងព្រៃអីមិនខ្លោចកន្លែងណាព្រៃកន្លែងណាព្រៃមុខមិនហ្នឹងហើយជាភាសាលក្ខណៈថាយ៉ាងអូយបើខ្មោចស្អាតអញចាប់យកធ្វើប្រពន្ធណាយល់ទេហេតុអីត្រូវនិយាយពាក្យហ្នឹងគ្រាន់តែយើងដឹងថាវត្តមានរបស់គេនៅហ្នឹងមានការគោរពចំពោះគេមិនមែនតែអោនថ្វាយបង្គំគេណាគ្រាន់តែទូស្គាល់ថាមានវត្តមានកេរកន្លែងហ្នឹងយើងដឹងថាគេមានវត្តមានកន្លែងហ្នឹងអត់ធ្វើអីតែប៉ុណ្ណឹងអាហ្នឹងដូចយើងចង់អង្គុយតុកកាទៀវមួយហ្នឹងតែមានគេអង្គុយហ្នឹងហើយយើងមិនទៅផ្ទះក្បាលគេអូបងអង្គុយហ្នឹងដាក់ទៅធម្មតាទៅវាដូចគ្នាអញ្ចឹងតតុកមួយទៀតទៅអញ្ចឹងសាច់រឿងហ្នឹងវាដូចគ្នាអញ្ចឹងបងប្អូនមានបងប្អូនមួយចំនួនគាត់ខមមិនអីអញ្ចឹងថាខ្វល់ព្រាបិសាចនឹងនិយាយទៅខមមិនសាហាវពេកមកដាក់ពួកយើងអញ្ចឹងណាដែលខ្ញុំចង់ប្រាប់ថាបងប្អូនទាំងអស់គ្នាបើមិនជឿទេក៏ជាសិទ្ធិរបស់បងប្អូនទេតែគ្រាន់តែកុំប្រមាថប៉ុណ្្នឹងឯង ចឹងបានដូចគេនិយាយថាចេះតតែអ្នកនឹងឈឺ ហ្នឹងហើយ បានតែអ្នកដឹងថាអាហ្នឹងឈឺប៉ុណ្ណា ហ្នឹងហើយ ចឹងដូចបងនិយាយចឹងថានៅក្នុងវិស័យអរូបវាធំទលាយមានរឿងជាច្រើនដែលយើងអត់ដឹងក៏ពិតគុំថាអរូបសូម្បីតែវិស័យយើងមនុស្សលោកនេះមានមនុស្សច្រើនប្រភេទណាស់ដែលយើងអត់ដែរបានស្គាល់ឥឡូវឧទាហរណ៍ដូចបងប្អូនដែលគាត់កំពុងមើលចឹងគាត់គិតថាចេះគាត់ស្គាល់តែបារវេចុងមនុស្សយើងជួបនេះដដែលលេមិនដែលយើងមានដែរទៅរាប់អានមនុស្សថ្មីរងថ្ងៃណាយើងមិនជួបនេះឥឡូវដូចខ្ញុំជួបមួយថ្ងៃជួបក្នុងការងារយើងមិនដែរអូបងចរិតមិនខ្ញុំចរិតមិនអីយើងមានអារម្មណ៍ថាពិភពលោកនេះមានតែប៉ុណ្្នឹងទេតែនៅពេលដែលយើងចេញទៅជួបគេខាងក្រៅមួយទៀតចាប់ដើមថាជុំមានមនុស្សអញ្ចឹងដែរបាទអញ្ចឹងវាដូចគ្នានៅក្នុងវិស័យអរូបក៏ដូចគ្នាដែរអញ្ចឹងកុំថាឡើយថាមិនបើមានរឿងច្រើនបែបនៅក្នុងមនុស្សលោកហត់តែច្រើនជាងនឹងទៀត តែត្រង់ចំណុចកំរោលជុំហ្នឹងកំរោលហ្នឹងចេះអត់ច្បាស់ដែរខ្ញុំសូមថាអត់ច្បាស់ដែរអញ្ចឹងបើមិនជាមានអ្នកណាគាត់អាចនិយាយបានចុះពួកខ្ញុំវាពាក្យថាកំរោលនេះដូចសពិ7ហ្នឹងចំពោះខ្ញុំ2 7មែនតើព្រោះបងមនុស្សយើងកំរោលចូលបានយើងខឹងបោះហ្នឹងហើយដូចនិយាយអានេះកំរោលចូលនេះគាត់ទៅនិយាយមួយវាហ្នឹងហើយប៉ុន្តែបើសិនជាឧបមាដូចប្រមាថម៉ងប្រមាថទៅយើងអាហ្នឹងយល់ដឹងនិយាយដឹងតែដល់ពេលកំរោលចូលថ្មីពាក្យហ្នឹងថ្មីសម្រាប់ខ្ញុំធ្លាប់តែប្រើក្នុងផ្លូវលោកតែផ្លូវអរូបតើប្រភេទណាតែគេហៅកំរោលចូលចឹងបើសិនជាបងប្អូនដឹងសូមជួយចែកម្លែកផងអត់ទេអាហ្នឹងបើមិនមានរឿងច្រើនចាប់ទៅចង់ឲ្យបងប្អូនចែកម្លែកទេយើងក៏ត្រូវការចម្លើយពី fan ដែរពីអ្នកគាត់ចេះលោកយើងដែរឯងអូខេតោះចូលសាច់រឿងបងខ្ញុំមិនថាចង់និយាយរឿងមួយនោះតែដល់ពេលបងនិយាយរឿងកំរោលចូលខ្ញុំដាក់រឿងថ្មីមួយទៀតអីចាដូរវិញដូរសាច់រឿងវិញដូរសាច់រឿងមកនិយាយរឿងពាក់ព័ន្ធជាមួយនឹងរឿងកាត់សន្ធិដ្ឋដែរឆ្ងាញ់អត់ដឹងតែឆ្ងាញ់អត់ទេតែ fan ខ្ញុំច្រើនណាស់ឥឡូវហល់អត់ប្រយ័ត្នហល់រឿងហ្នឹងកើតឡើងប្រហែលជាខ្ទង់9 ខែមុនថ្មីជ្រើងខ្ញុំទៅញ៉ាំអីនៅកំពង់ធំបងប្អូនប្រកាសជាស្គាល់នៅកំពង់ធំមានហាងដែលគេញ៉ាំអីបាយអីពេលទៅយើងទៅញ៉ាំនៅតំបន់ផ្សារកំពង់ធំអីហ្នឹងណានៅទីរួមខេត្តណាតែខ្ញុំមិនមែនទៅញ៉ាំតែកន្លែងឡានក្រុងគេទេនៅហាងគេទូចតាមផ្លូវអញ្ចឹងណានិយាយបាយកំងមកទៅបាយកំងអូម្ដុំរុំទេម្ដុំអីហ្នឹងហើយម្ដុំហ្នឹងម្ដុំហូបកំងអីហ្នឹងខ្ញុំអង្គុយញ៉ាំសុកអង្គុយទៅខ្ញុំអង្គុយបាយទៅផ្លូវចេះធម្មតាទេខ្ញុំមានថាអង្គុយក្នុងហាងឯងព្រោះខ្ញុំបញ្ញាប់ហើយដឹងស្រាប់ហើយបើដាក់ចុះខេតមួយខ្ញុំវិញមីកំប៉ុងញ៉ាំក្នុងឡានក៏ខ្ញុំទៅរួចដែរខ្ញុំថាអូចិនខ្សែត្រូវតែរកកន្លែងស្អាតអីគឺការងារជាគោលសម្រាប់ខ្ញុំគឺអញ្ចឹងអ្នកធ្វើការមួយខ្ញុំគាត់ដឹងច្រើនអត់ពិបាកទេធ្វើការមួយចិនខ្សែនេះខ្ញុំក៏អង្គុយញ៉ាំសុកឡាន210កៅអីមួយឡានដូចយើងនិយាយថា8កៅអីឡានគៀដូចយើងទៅហ្នឹងហើយ family car ហ្នឹងហើយ family car ហ្នឹងចិត្តមកឈប់នៅកន្លែងលក់បាយហើយនៅលក់បាយហ្នឹងថាអូមកទៀតហើយដឹងតែមានរឿងអីទេឡានហ្នឹងមកទៀតហើយវើយក៏មានកូនម្នាក់គាត់ចុះពីទ្វារខាងមុខកូនស្រីប្រហែលជាខ្ទង់អាយុ20ឆ្នាំ20ស្ដាងវ័យយុវវ័យឯងគាត់ចុះមកហត់គាត់ថាអូយជួយខ្ចប់បាយខ្ញុំហូបប៉ុណ្ណេះមុខបាយប៉ុណ្ណេះប្រអប់ខ្ញុំអត់មើលគេដែរលឺគេនិយាយគ្នាស្អែកអ្នកលក់បាយហ្នឹងថាហើយឪឯងthấyទៀតហើយអូយអត់ដឹងទេអីអើយមកតាំងពីនេះមកឈឺទៅពេទ្យហមដឹងមុខសោះខ្ញុំថាហើយញ៉ាតាម៉ាក់នឹងទៀតហ៎ហើយខ្វះហើយ
anh khơi của xa ấy nhà nên nhung vậy thì xa ở nè như sớm mấy trên bị cao hồn nơi bọc quạt riêng vậy thì sao cao hồn nơi có thằng ấy tận chân ảnh có hơi ấy miên ảnh miên nè thầy ta ảnh tận chân ảnh khó ấy mà tham mình du thế mà đã tận lì ảnh tê tại hồi xuống bua mưa chia chân mà nã lao là hôn chân pin cho pi ngay trong đó pi ngay trong đó hay ấy chữ ấy nè đang thà ui yêu nhưng mà đăng tê nhưng mà đăng này chữ ấy tê sọc tới chia cầm hẹp đây cầm hẹp chương lên hùi tôi chia sẻ thắt bay mẹ bọc quạt chương nhưng mẹ bọc quạt cái cặp chương còn tự bạn du hơi hay ấy chân tay hay tay ý nó cho hải biên từ hồ khủ môi mưa ấp thà ui đã tay nhóm mình đã chưa tê mà mình đã chưa tê nhóm còn mưa từ không lan này ta mới là anh quay nó sậm pô sọ thùng mà là phèo nhom tịch hụp hiền mấy một màu bóng sọ lòng pôn không vậy ô đôi không hướng cái thong là việc có không mau mua nhưng cái bạn cái đó ta bộ những cái Thái Lan nó làm được tua đại vô này nhung cái Thái Lan nó kia sầm đầy chảy giam đôi môi có công sao là bạn kia sầm đầy té bây giờ nhung khơi như hái nhung chạm đam thôi cái này nó cứ cái này mình đã thấy nó cho vì lừa làm cái này con coi mình ngay đây còn mình lại bằng coi sẽ nhung cái này mà với cô nó ngay từ bánh mặt trái nhung khơi ấy bánh khơi cái ba cả chọn hãy sẽ bao quanh mà cái bài vô mấy ấy ở ảnh mua tại sao trăm bài ấy nữa cái quát còn này nó có miếng bật cái chọn này quát có mẹ cho tới mưa đây này lại chỉ ngư dần chắc là bố nó flop tới một tiếng tiết khơi mình này ôm co thì ôm có bao thì coi ấy tại ôm có bao thì sao nào nó nặng mỏng thấy quát có vậy than ôm lụ bài nó còn con vậy than ấy nhá tần chân á hồ tập tơ pet môi pi hái ớt khơi nhảy từ hồ phủ mò tây mẹ nó hãy trao pet tê đấy từ hồ phủ em chân tê luôn cro nó ngày ớt ban nó tê tê còn vậy thì sang còn chân á nè nó còn bị cho bài hay là thật là bạn nhóm mình dây bằng mặt cốt nhóm bạn đang thành dễ thường mày nhóm bạn đang tha trong the step về hey khơi đi khơi nút khoảng bờ bị hãy nhóm gọi mình rong môi tiết cật tha bờ mình nè đang nơi phòng lan đúng là ngay miếng hướng nơi tam thời và ta nhau bạn đang là chui kia được việc mày vậy ta kia chưa ớt của ý nó thọ phải rồi hồ phủ mò ớt còn ta tẹt có mình chưa ớt năng về hết ta thua ở nhóm căn là ớt đang thành vậy mới chừng một quạt năng là vô nhóm còn vậy không cho thành trẻ bảo bên đi say nhóm mình chui tay bỏ đi say mình đang là thời thường mình thì lọ bán bay khai miếng cái sạp mà nhóm thì mình xua đi ca chơi thuốc từ mưa tẹt lại cái bông thủng còn nãy nhưng mà chào bạn ta tẹt buổi ta bông thủng thì mưa trời tao đó nó cứ nhóm khơi tẹt thang khổng mó lừa chớ tay hiện thông ngọn ba đài khang khẽ đi sau ta cương sẵn ha đấm cột tăng bị chạy thì bông không mông à thế cột bông thủng bà khơi cương sẵn ha đấm cái đã được khang khẽ tẹt cái cột tăng của số qua đặc biệt tăng của số dương hoặc ai dương khơi mà hiện thực bệnh mà hiện phải to này nhóm có chỗ đó tiền này nhóm chỗ đó nông tiền nấng nhóm thà tiền đi cường sẵn ha đấm mấy gỗ trời mấy hay tụng nâng khẽ anh chắc mình khôi ấy mà đây con đang để thời chiều và pôn bao nè là nhóm tầm bên không tiền này dùng mà đợi ai ôn ai đi tẹt thông na ôn là bỏ đi sau tận nơi không tẹt thì à lỡ tẹt hai tẹt sờ bài ngay mà nơi tẹt vẫn đang đặt tận này chẳng có chỗ đặt khẽ tới ôn ơi hay còn hiệp hoặc tôi sau thay con nè có CA thông được sọc nên A này có score đai tay được sang tay trên mua cho pi tới chứ lịch cả chương tập 4 của sao ốc sọc sáng có thọ ấy link thôi chẳng có chọc đám nhưng mà nãy từ chạo hộp cái vậy chạm phải chạo hộp chạo cái vậy dùng thì nhưng mình thấy hộp thì là bọt gì đá chốt nhung trắng mà đại đến còn trắng mấy một nè môi sấy để có tẹt tông mà giống như nơi cho khỏi kiện mà đại còn hay bị sạch nhiệt có bị nè tiện giống có tha nổi là cái quay nơi cái bài này cái cái chơi không tệ nhưng mà đã nó là quay tới chơi đây ngày không tệ đang ngày nó bảo là cái quay nơi cái nó hạt ngày còn cái đấy biết nào được cũng nè quay nơi cái này nó cái chơi đôi bảy rồi ăn miên phòng này con ta ăn miên phòng ta hay cho mày ăn hộp tăng nhỉ nhầm xua hay cho mày ăn hộp tăng nhỉ click hộp con vậy phép nhóm tham click hộp nhóm bật lọc con còn nói con sang sai là nhóm khơi sợi thì nhóm bật lọc tao mấy bao hộp tăng nhỉ con tăng con bán hộp với cái này vừa sang coi vô lại đứng á chẳng còn khương hộp tao ta cái này mùi tệ đã hộp hay nhóm còn đáp đám mơ tét con thò mà làm mạnh dày hưởng cái đa bộ và lấy tới đứng tạc hộp từ tích thì hỏi cho ta cứ tét nó cứ không sôi tao cái khác lư cái khác cho cái khác hop chân cái khác ngất vô vào rồi hay ta nó cứ không sôi tao vậy tới bông ôn vô thành trẻ mà đây còn pung thật to lắm mà đây còn pung là trụ hướng mua này còn pung là cho mà bên p ta hiểu xong tại sao ba tiền chẳng tét nó cứ không từng sống tới hay chẳng nhom đao cho tao đó khi ông phòng này nó còn kê như là khẻ đôi khẻ này khẻ cái này vậy
ហើយដឹងហើយមានខោទឹកនោមព្រៀងខ្យល់ព្រៀងអីដូចយើងឃើញអ្នកជំងឺអញ្ចឹងហើយស្គមអស់សាច់ហ្មងដល់ពេលហើយខ្ញុំក៏សួរខ្ញុំក៏ទៅអង្គុយជាទូទៅខ្ញុំចូលចិត្តអ្នកដែលគាត់អញ្ចឹងខ្ញុំតែងតែសួរលើកទឹកចិត្តអីព្រោះមនុស្សដែលបងប្អូនដឹងហើយអ្នកដែលគាត់មានប្រវត្តិអ្នកដែលមានជំងឺនៅក្នុងផ្ទះយើងមើលថាទៅមុខឬមួយក៏គាត់ថយក្រោយយើងមើលតាមមុខគាត់ទៅចំមុខខោចប្រវេមាត់បាសអីហ្នឹងក៏ផ្នែកល្អអីហ្នឹងគឺសុទ្ធតែធៀមហើយអញ្ចឹងខ្ញុំមើលទៅគាត់ឃើញអញ្ចឹងមែនអញ្ចឹងខ្ញុំគាត់ថាចេះហើយគាត់ឈឺអីបានអស់ថ្នាក់ហ្នឹងគាត់ថាអត់ដឹងទេលោកគ្រូអើយទៅពេទ្យអស់ហើយទៅវៀតណាមទៅថៃទៅអីអស់ហើយអស់ហើយលីងហើយថាទៅសិង្ហបុរីតែបើទៅសិង្ហបុរីមកវិញគេអត់ដឹងជំងឺទៀតគឺគាត់លក់ផ្ទះនឹងចោលមកអញ្ចឹងគាត់សម្រេចចិត្តថាអត់ទៅអញ្ចឹងគាត់ចូលព្យាបាលតែតនៅក្នុងប្រទេសតែព្យាបាលអត់ទៀតទេហើយភាគច្រើនជំងឺចេញមកគេថាគាត់នឹងមានបញ្ហាអារម្មណ៍ខ្លួនឯងចេះតែគិតថាខ្លួនឯងអស់កម្លាំងតែទាំងគាត់មានកម្លាំងតែរឿងគាត់ស្គមទៅដោយសារតែគាត់អត់ធ្វើសកម្មភាពអីទាំងអស់តែកូនគាត់ក៏ប្រាប់ដែរថាជំងឺនោះវាចម្លែកត្រង់ថាគាត់ដៃសាច់មើលដំបងសាច់ដៃឈាមអីគឺធម្មតាទាំងអស់ប៉ុន្តែគាត់ចេះតែនិយាយថាដៃគាត់នឹងស្ពឹកលើក៏ដៃចេះស្ពឹកធ្វើអត់កើតទេតែចេះស្អែកគាត់ធ្វើកើតគេឃើញគាត់យកកៅទឹកយកអីបានប៉ុន្តែគាត់ខ្លួនឯងនេះនិយាយប្រាប់គេថាអញឈឺដៃណាហើយយកទៅពេទ្យខាងវិទ្យាសាស្ត្រគេពិនិត្យទៅគេថាអត់អីទេតែគេថាគាត់មានបញ្ហាអារម្មណ៍ក៏ឲ្យគាត់ញ៉ាំថ្នាំអារម្មណ៍ទៅមួយគេឯងតាមអារម្មណ៍នឹងមួយគេក៏អត់ធ្វើសកម្មភាពតាំងពីពេលហ្នឹងមករហូតដល់រីងស្គមដៃស្គមជើងទៅអញ្ចឹងអត់ដឹងថាជំងឺអីអត់ប្រកបអញ្ចឹងក៏គាត់ចេះតែមើលព្យាបាលលេខកើតជើងត្បូងទៅអញ្ចឹងក៏ឆែកដល់ផ្ទះគាត់សុកខ្ញុំក៏ឡើងដល់កតុបទី1កតុបជាន់ឡើងទឿមិនអាហ្នឹងដូចថាអាកតុបខាងក្រោមអាផ្ទះខាងក្រោមថ្មហ្នឹងប៉ុន្តែដូចខ្ញុំនិយាយចឹងវាមិនមែនអាថ្មក្រោមធម្មតាយើងទេដូចថាផ្ទះដូចមួយល្វែងអញ្ចឹងប៉ុន្តែខាងលើគេធ្វើឈើយោហ្នឹងហើយអញ្ចឹងអាខាងថ្មហ្នឹងវាមានឡើងទឿកតុបមុខមួយកតុបក្រោយមួយកតុបមុខហ្នឹងគឺជាកតុបរបស់គាត់ប៉ុន្តែក្នុងកតុបហ្នឹងគឺខ្ញុំចូលទៅគឺអត់មានអារម្មណ៍ល្អដោយសារតែខែអីនិយាយទៅគឺយើងមានអារម្មណ៍ថាអត់មានមនុស្សនៅកតុបហ្នឹងមិនមែនមនុស្សនៅទេអញ្ចឹងខ្ញុំក៏សួរថាអ៊ំកតុបនេះកតុបរបស់អ្នកណាតែកតុបរបស់គាត់ឲ្យមួយប្តីគាត់នឹងឯងប៉ុន្តែគាត់អត់ដែរគេងទេព្រោះគាត់ទុកចោលទៅចេះតែរៀបទៅព្រោះអាវ៉ាន់អីគ្រឿងឈើអីចេះតែញ័រនឹងផ្ទះទៅអាល្អកុំឲ្យហាភ្លៀងអញ្ចឹងណាដល់ពេលចូលកតុបក្រោយកតុបអាសនៈបើប៉បខ្ញុំអត់ថាអូមានកតុបអាសនៈដែរមានតាបងអ៊ំប្រុសហ្នឹងដល់ពេលឲ្យតាំងគាត់នេះមកអត់សូវមានអ្នកមកគ្រប់ទេសតែពីពីមហូមពេញបាយសីអីផ្សេងហ្នឹងតែខ្ញុំចាប់អារម្មណ៍មួយមានឈើមួយដើមក្បាលមកលកាំងពាក់សក់នៅឯមួយអាសនៈហ្នឹងហ្មងឥឡូវតោះថាអាសនៈប្រហែលឆ្នាំយ៉ាងនៅគៀនហ្នឹងមានឈើមួយដើមដាក់ក្បាលមកលកាំងពាក់សក់ខ្ញុំក៏សួរអូយអ៊ំមិនបានអាសនៈនេះរៀបចម្លែកខុសពីខ្ញុំរកឃើញគាត់ថាមានអ្នកណាហ៊ានចូលទេកតុបនេះខ្ញុំនិយាយខ្ញុំសួរអញ្ចឹងខ្ញុំអត់បានមើលគាត់ទេកលេចមកអត់មានអ្នកចូលកតុបហ្នឹងណាមានតែខ្ញុំមួយពួកគាត់ឈរនៅក្រៅកតុបកន្លែងមកចដើហ្នឹងថ្ងៃយល់អត់គេនិយាយប្រាប់ឯងថាម៉េចបន្ទុំហ្នឹងអត់មានអ្នកគេហ៊ានចូលទេហ្នឹងហើយខ្ញុំកលៀកមកប៉បអត់មានអ្នកចូលមែនចូលតែខ្ញុំមួយទេពួកគាត់ឈរចាំនឹងក្រៅទ្វារនោះបើកទ្វារមកតែអត់ឆ្លងទ្វារទេមកយល់នៃខ្ញុំអត់ទាំងអស់គ្នាកតុបផ្សេងគាត់ទៅជាមួយយើងកតុបនេះគាត់អត់ចូលទេគាត់នៅព្រំបតូលទ្វារហ្នឹងទាំងអស់គ្នាហើយគាត់សុកចិត្តឆ្លើយជាមួយខ្ញុំថាកតុបហ្នឹងអត់មានអ្នកណាចូលទេខ្ញុំកលេចមកអត់មានមែនគឺមានតែខ្ញុំតែខ្ញុំគិតថាពួកគាត់ដើរតាមខ្ញុំតាហើយខ្ញុំថាចេះធ្វើស៊ីទៀតខ្ញុំថាធ្វើស៊ីខ្ញុំមិនតានេះអត់មកទេណាទៅធម្មតាចេញមកវិញគាត់តែចុះមកដល់ក្រុមប៉បខ្ញុំឃើញម្នាក់សំពងនឹងមកលកាំងមកអង្គុយជើងពីរជ្រាត់ជន់ពោះគាត់ហើយឆាប់ហែងធូងគាត់នៅអ៊ំប្រុសយូរមែនតែឃើញអត់មានសកម្មភាពនេះដូចស្កប់ហ្នឹងហើយប៉ុន្តែក្បាលមកលកាំងអត់មនុស្សអង្គុយហ្មងខ្មៅផឹបខ្មៅអត់មានកៅអៅទៀតស្រាប់ណាក្រាតកាយខ្មៅទាំងអស់សក់ធំហ្មងហើយអង្គុយម៉ាក់សំណាំងអញ្ចឹងខ្ញុំថាខ្ញុំនិយាយប្រាប់អ៊ំចុះមកវិញខ្ញុំថាម៉ាក់ទៅមើលលើទៀតទេអ៊ំហ្នឹងមិនមែនឈឺទេត្រូវរបស់គេហើយប៉ះរបស់គេហើយគាត់ថាដឹងតែប៉ះហើយលោកគ្រូបើផ្ទះខ្ញុំពីមុនជាងឈើហ្នឹងហើយទៅគាត់ថាអូតែជាងឈើរកស៊ីមុខរបរហ្នឹងប្រកាសជាចេះអាជំនាញវិជាហ្នឹងហើយឈើណាមិនអីមិនមុនទៅយកមុនទៅអីខ្ញុំជឿថាគាត់ចេះអស់ហើយមិនងាយប៉ះទេមានអីផ្សេងទៀតអត់គាត់ថាអត់ទេលោកគ្រូផ្ទះខ្ញុំមាននឹងឈើក្រទៅវិញក៏ប្រហែលជាក្រនឹងឈើហ្នឹងដែរគាត់និយាយអញ្ចឹងហើយខ្ញុំថាចុះបើខ្ញុំប្រាប់ថា
miền cái choan đưa buộc quạt chắp hành thùng quạt ta miền chưa nhầm nhưng vậy bạn đang hãy ôm nó quạt thằng ngược có còn hãy côn quát một từ côn hãy nhầm thang vậy thời hưởng á chấn cũng nói chưa nhầm ngày đi mày chui thưa nhầm tịch kẻ cả đặt có hóm pi tắc pi mai pi tắc đã bài sờ ló bài so mấy món ngáo tay cũng phải cho ân pí muối sờ ló mà chán chiên mà chán con mà chán bờ mà chán tiền có hòm đám thuộc mà ta xài hay nhâm trọng đam do ngay khai sang cả nãy bóc mà kia còn tập mà côn cù mớ tha này nát đại ai hiệp thưa kịch năng bạn chẳng thưa kịch nó cứ là dùng ngày môn dùng ngày ping pong mà dùng vô ngày cao là ngày môn ngày ping pong mà dùng ngày cao là ngày chẳng nhâm tha nè đại ai vừa bán cứ miền tại côn ti môi mà còn cứ côn phọc ti môi bỏ ông phọc này cứ ngày quát cứ ai vừa bán chẳng nhâm đẹp tha để thưa kịch nó cứ được không tiền nó cứ thời tại bất lương là trắng ông họ có thể lựa tranh tất cả tiện đái là không tiền nó cứ ao miền kỳ sinh lý châu tế còn ao miền có quan tất là ngày ao miền tầng hai miền tầng đó hay miền tại mà đường mà đẹp này nhóm ao từ thưa kịch này thì để châu từ không tiền năng bán ôi thụ hái chẳng tranh mà mình ôi bài toán vậy chốt chạ khơi như được mình khơi còn một phần đang bị nhẹ sang bạn ơi hỏi mà có nhóm có cho dân nơi hiện du đái món đó ngày bạch cao này dân thời phơi nắng nhưng có bán cha thì mùi năng côn xây còn đang là hột ha mà dạy ôm chạy mùi chọc phí nhưng có phải ba hai tham biến là này có nhưng khơi như vậy chạy trứng là chưa mình chưa có tết để sao tại nhung vô lôi hào ấy cho nhung thời gian vậy bảo vệ để nhung bán khơi chân còn có tham nè té quát xong bây là quát có sáng say tham biến này đòi xa tại hạt ấy đòi xa tại nơi không té nắng mình biến để na chú sọ ra thì vấn đề nơi không bận đục tất đừng không bồng côn tay để té đòi xa tại miệng sọ đông mà đông lỗ vô cái ọt miên để na chú sọ đó thế nào thì hay sọ có một hết sọ này mình chỉ sọ thoáng đi có cái đánh sọ cả đánh mỏng á để mơ mắt mình chỉ sọ mẹ nó không tem mà có thể thấy nó tem nó cứ miếng con muối này gì côn sậy cái nó cứ ọt thấy bờ cục con này chứ nó cứ con cao sỏi cái con cao sỏi vụ bạn mũi tận bạn cọ sọ chẳng có cao con cỏ chan nó nhưng có phải tham từ vót để này các bạn nắng tu rương nướng đọt và sóng để dùng chứa hay ở con đang phải hướng hay có anh ở nhà nói có phép tham miên chân sái miên nhúng từ mưa đáy hay cái khơi chết tao mưa mình mà tự dùng bao và xong mình ta có cất mày ta có vô mày có phép tha vô này nhôm bỏ nắng có nẹt với bồn mùi bọt này có than có lọc khơi này tăng vì nơi đào bàn là hốt to té miền bàn nhà hàng té mình đang khơi còn bao bọt đang tiệt chẳng có ở miền ốc cát không cả cái phép xong bây tại con tập bân bát có đây bân bát đấy con còn rò con tập bân bát có đây khơi mà cha te nâng trên mà đạm bát còn này cứ càng vì muốn cứ là sạt thôi ta tờ miền chừng người tới có thay nhôm hộp chư tới bài gì ở miền là vì là bốn hương bạc hương đạm bát điều chẳng có miền ấy để tôi nhớ chỉ mùi mẹ kẹt có thằng này nó còn khơi về trôi chắc nằm từ bót mình đó phải chứ làm cột quạt mình biên mình diêm về để quạt đa trên từ với ông nâng mình bèn vô phải chương việc mình thì cứ vô pi nề resort sầm pôn đang cuối hiệp bài chương này còn vô này thấy và xong còn miền xong để cả thà té còn nhầm chạy thì sao lúc đấy nó có thằng té thằng má chứ nó tại mình bình điên đang trôi bọt cá mình mò tiền đọc p hai ốc và xong ở tận môn mặt đỏ có thà vô tự tục từ bà sân chỉ miền hạt cải cạt lá có vô tập ở phổ mà lộ hay chẳng tệ chẳng lố có phép tha thua tan khủ tơi từ sai đây chẳng tệ đang được việc kê hai cái sai tao tha còn là đưa tha cả nạt có hóm vật đăng tha thua đầm bậy ai đến con tha thật với cho đó ngày nó nhung cọp hẹp tới cô đang tha che nhung nơi trận lần thì miền ấy chăm chặt hẹp nhung của nhóm đơn thà hương cứ mà rồi cứ hạt phê cả lại cho nhung thà ta cùng hẹp đi hẹp mình á thay nhung tới á và đã nhung nơi cặp hạt tiền này thì miền ấy một ngày chăm chặt hẹp nhung đó ngày đừng láng tội che cốt như là cốt cà té mà anh vô lắm thời láng chả đá mình tích đa cho một té chạy cái buộc chiên phơi vô mày chẳng thời láng bị bảy căng ấy đôi chặt té buộc chiên có sai nâng khổm nè là thằng té một ăn khổm nếu bên này có thu có bất thương không có tiến có mía làm thằng trẻ bên con mình ăn con ao nứng cho ngặt chừng cái này che pop với mình phạt này người ăn cười
គាត់អាផឹកឃើញហ្នឹងគាត់ឃើញជើងពីរនៅពីមុខគាត់ប៉ុន្តែនៅពេលដែលគាត់ស៊ាំជាមួយនឹងពលឺហ្នឹងគឺគាត់មើលឡើងឃើញជើងហ្នឹងយល់ណាដូចយើងកេះនៅងឹតមកផឹកតែនៅពេលដែលយើងរបស់យើងអត់ទាន់រួលហ្នឹងហើយដល់ពេលគាត់មើលឃើញគឺទៅបាត់ជើងហ្នឹងអញ្ចឹងគាត់ក៏អុជធូបឲ្យដោតនៅលើមាន់ឈឹបគាត់ចាប់ដើមអង្គុយបត់ជើងទៅក្រោយហើយបដៃទាំងជាក់ស្ដែងគឺខ្ញុំឲ្យគាត់ដើរចេញណាពេលដែលអុជធូបឲ្យត្រូវដើរចេញមកវិញឲ្យលឿនហាមបកក្រោយត្រូវដើរថយក្រោយទៅហាមបកហាមបែមដើរចុងវិញដើរថយក្រោយមកយល់តែបដៃចូលអញ្ចឹងដើរវិញអញ្ចឹងដែរហ្នឹងហើយហ្នឹងហើយអញ្ចឹងគឺគាត់អត់ទេអញ្ចឹងកូនស្រីហ្នឹងគាត់ក៏វយមកថាលោកគ្រូចេះរហូតដល់គាត់វីដេអូខលទូរស័ព្ទរបស់ខ្ញុំនៅលើឡានហ្នឹងសេចអ្នកម្នាក់ចាប់ដើមស្រឡាំងហើយព្រោះអត់ដឹងថាមិនគ្រូប្រាប់ថាឲ្យងើបតែមិនទៅជាអត់ងើបហើយគាត់គួរចូលទៅអត់បើគ្រូប្រាប់ថាតែឯងចូលទៅខ្លាចរឿងខុសទៀតអញ្ចឹងខ្ញុំក៏ប្រាប់ថាខ្ញុំខ្លាចដែរអត់និយាយត្រង់ហ្មងអត់ប្រហែលអីខ្លាចដែរសប្រៃទៀតយូរដងធ្វើអត់អីលើនេះមកអីខ្ញុំថានៅស្ងៀមកុំតន់ចាំបន្តិចបើស្ទុះក្រោយស្អីគាត់ស្ទុះងើបឈរឡើងហ្មងហើយហត់ចេញមកសំដៅមករកកៅអីដែលគេលើកគាត់ដាក់លើកៅអីរុញហ្នឹងហើយគឺគាត់គឺថាកូនភាសាអីចឹងណាគេនាំនេះមកទុកតែកម្លាំងគឺខ្លាំងមែនដែរហ្មងហត់មកខំដៃអ្នកដែលខាត់នឹងខំខ្វាយធ្វើមិនគឺត្រូវតែដល់តែហ្នឹងរហូតដល់អ៊ំសម្បាច់កហ្នឹងរហូតមកសម្បាច់កឲ្យគាត់ថាហើយប៉ះកូនអញហើយយកអញហើយយកទេអញហើយទៅសងអញធ្វើឲ្យចិត្តអស់ហើយតែអញធ្វើឲ្យអត់ងាប់ចឹងអញធ្វើឲ្យអស់ទេអស់នៅដូចអញចឹងតោះមកគេចាប់គាត់ពវាមិនក៏នៅតែដៃនោះនៅក្នុងអ៊ំនឹងស្លេកហើយខ្ញុំក៏ចុះពីលើឡានដើរចូលកូនស្រីនោះគាត់ក៏ទៅនាំខ្ញុំមកទៅទួលស្រីបងគាត់នោះដាក់មកដៃបដ ாய் ដាក់ម៉ាច់អត់ទេដាក់អាមួយច្បាយកទៅខ្លួនឯងនោះកូនភាសាមួយធំដាក់បុកដួលប្រាវងើបមកច្បាយម្ដងទៀតតែគេខាត់ជាប់ម្ដងហើយស្រីខ្ញុំថាចុះលោកអស់មានឲ្យអីអត់គាត់ក៏យកអាទឹកហ្នឹងមកចាក់លើម្នាក់ហ្នឹងទុនហ្មងដូចមនុស្សត្រូវគ្លើងឲ្យត្រូវជុំស្ងៀមអញ្ចឹងគួយហើយនិយាយថាយំទួញសោកថាវាកាប់ផ្ទះអញវាកាប់ផ្ទះអញវាយកផ្ទះអញមកធ្វើប្រជុំឲ្យគេវាយកផ្ទះអញមកធ្វើផ្ទះឲ្យគេនៅវានិយាយគាត់ថានិយាយមកគឺវាមនុស្សស្រីត្អូញត្អែយល់ទេរហូតដល់បែរដឹងមិនអីរឿងចម្លែកគឺថាអធិការវត្តហ្នឹងគឺមុនចេញមកដែរគាត់ស្រែកពីមកញោមបានអ៊ំប្រពន្ធនឹងឮក៏ទៅថ្វាយអង្គមមុនគាត់ថាគាត់មកដល់គាត់សោតអីបបលាស់ទឹកគាត់ថាទៅចុះហៅសកម្មឲ្យគ្នាទៅហើយឲ្យអ៊ំនេះជាធម្មតាវិញមកគេឲ្យ1 2 3ចឹងទៅអញ្ចឹងគាត់ក៏អ្នកនោះក៏ទុនលោមបាត់ឬសន្លប់ឬអីចឹងទៅគាត់ចេញទៅលោកថាដើមកគីដែលឯងកាប់នៅក្នុងវត្តសូមអាត្មាឲ្យកាប់អត់បាននោះមានគេនៅអញ្ចឹងក៏ចាប់ដើមអ៊ំស្រីហ្នឹងគាត់នឹកឃើញមានមិត្តភក្តិគាត់មួយសុខធ្លាប់ពឹងឲ្យទៅកាប់ដើមកគីនៅក្នុងវត្តហ្នឹងដើម្បីមកធ្វើមកជួយគេទាំងបងស្រីហ្នឹងក៏បងប្រុសហ្នឹងក៏ធ្លាប់ប្រកែកថានៅលើលោកហ្នឹងកម្រមានអ្នកណាយកដើមកគីមកធ្វើមកឈូសណាស់អញ្ចឹងបងឯងដូចនេះពេកហើយមិនបាច់ធ្វើទេចេះតែដោយសារតែធ្លាប់ទៅពាក់គុណគ្នាទៅវិញទៅមកគេក៏និយាយមួយម៉ាត់ថាអញធ្វើគុណមកឯងច្រើនហើយជួយអញប៉ុណ្ណឹងអត់បានអីអញ្ចឹងក៏ថ្នាក់ចិត្តក៏ទៅសុំលោកក៏អត់ឲ្យដែរតែតតែដើមហ្នឹងគាត់តែមិនដឹងថាមូលហេតុអីទេលោកគាត់និយាយថារលំបាក់ក៏គាត់ហ្នឹងតែទិញដើមគីហ្នឹងពីកូនសិស្សពីដូចយាយតានៅវត្តទាំងលោកហ្នឹងក៏អត់ដឹងថាមានគេទិញដែរអញ្ចឹងគាត់ថាបាក់ដើមហ្នឹងគាត់មិនមែនមានន័យថាជាចេតនាទេក៏មិនមែនថាជាគ្រោះធម្មជាតិអីទេគាត់ថារឿងរៀបចំទេបានបាក់តែមែនធ្លាប់មានគេឃើញគេទៅកាប់ឃើញគេអីចឹងណាជប់លួចទៅកាប់ទៅអីចឹងអញ្ចឹងបានគាត់ថាអ្វីដែលគាត់ថាមហេតុអីបាននៅតែធ្វើ3ថ្ងៃក្រោយឲ្យក្អួតឈាមប្រាវមានឈាមរាវឈាមកកដុំអីចឹងទៅដល់ពេទ្យទៅពេទ្យមើលដឹងថាគាត់ឈឺអីលេចកើតថ្លើមអីណាណីទៅព្យាបាលមានសាច់មានឈាមព្រោះដល់ថ្ងៃទៅហើយចាំបានរងថ្ងៃនេះគាត់នៅសុខភាពល្អហើយគ្រឿងឈើគាត់ទាំងប្រហែលគឺគាត់ចាប់ដើមរុញទៅតាមវត្តគាត់អីផ្សេងមួយទៅលោកញ៉ាំទៅលោកសម្រាប់លោកណាហើយទៅអាណាអត់ទេតែគ្រឿងឈើគាត់តែនិយាយហ្នឹងគឺអាគ្រឿងល្អគ្រឿងណាដែលល្អគាត់បូជាគាត់ដុតដែរគាត់បូជាណាគាត់បត់ចុះតកតងជាមួយនឹងឲ្យមានឱកាសបានសួរថាអាសនៈរបស់គាត់ហេតុអីមិនមានមកកាំងមានសក់អត់ពេលបានសួរអ
អត់បានសួរព្រោះក្រោយមកឮថាផ្ទះហ្នឹងធ្វើព្រោះគាត់រៀងធូរអញ្ចឹងណាធ្វើអញ្ចឹងទៅគាត់ថាលែងមានអាសនៈលែងមានអីតែដល់ផ្ទះនោះគេរៀបអាសនៈខាងបងប្រុសគេនោះវិញហ្នឹងហើយទៅក៏អត់បានសួរហ្នឹងតែខ្ញុំខ្ជិលតែប៉ុតមែនតែខ្ញុំភ្លេចសួរមែននិយាយថយខ្ញុំភ្លេចសួរហ្នឹងដឹងតែអាក្រក់សាហាវមែន អូយខ្ញុំចង់និយាយថាចេះបងប្អូនទាំងអស់គ្នាសាកគិនចេះយើងជាបុគ្គលដែលមិនឃើញដោយចៃដន្យដោយប្រការណាមួយឃើញមកឈឹបតោះខ្ញុំនិយាយបង បាទ អញ្ចឹងម្នាក់ដែលអត់ដែលឃើញសម័យខ្មោចរូបភាពមិនលងរបៀបមិនចេញឈុតណាតោះខ្ញុំនិយាយតែដល់បងឃើញស្ដាយអាហ្នឹងមិនទៅ ខ្ញុំចង់និយាយដល់ចេះបងប្អូនមានខ្លះដូចនឹងគេថតមែនដូចនឹងយើងឃើញដែលគេបង្ហាញយើងមែនតែខ្លះទៀតវាមិនអាក្រក់ដូចយើងគិតទេ ណែកន្លែងដែលហូបមនុស្សស្អីខ្មៅសក់សពងគួយហែងធុងហ្នឹងខ្ញុំពងសម័យឃើញពេញភ្នែកចាស់តែខ្ញុំពងឃើញមកឯងមើលទៅរូបភាពមួយហ្នឹងហើយមកឯងនិយាយជាមួយនេះសាប់បែមកវិញសាប់មកចេះអាហ្នឹងមិនទៅ អត់ទេអត់មានឈុតហ្នឹងទេនៅત્યાંមកឈុតហ្នឹងឯង ញ៉ាំសាច់បេះហើយនេះបងប្អូនមកគ្នាមកហើយជួយ comment ថាអូខេនេះគឺជាអេពីសូតទី11តើបងប្អូនទាំងអស់គ្នាដាក់ជើងមួយណាក៏ដោយប្រសងដែរចំបាននៅធေါ်ជាច្រើនមានសង្កេតថាតែដើមឈើលើសពី6-7ឆ្នាំគឺមានអ្នកនៅហើយមិនដឹងថាទេក៏ណាមិនដឹងថាជាស្អីនៅដឹងតែមានអ្នកនៅហើយ បងប្អូនចំណាំចេះបើធ្វើមកកពួនជើងដើមមកនេះហើយដល់រយៈនេះ ហ្នឹងហើយចឹងជាផ្ទះរបស់គេហើយយើងមើលមិនឃើញជាចិត្តថាដើមឈើដែលមានកាត់មកបានមានរឿងហើយទៅមកស្ដាយក្រោយសំណាងហើយនេះ case ករណីដែលមិនបាត់បង់ជីវិតចុះបើបាត់បង់ជីវិតមិនស្ដាយក្រោយបាត់ទៅហើយហ្នឹងហើយ តែយើងជឿលើ design ហ្នឹងជួបគាត់តែអត់បានជួយតែទីមកអត់បានជួយគាត់មូលហេតុដែលខ្ញុំឲ្យដឹងតែសារតែខ្ញុំចំណាំកូនស្រីនឹងបានតែនៅក្នុង profile គាត់ពុកឆ្មាហើយយើងអត់ដឹងថាណាទេហើយពុកឆ្មាហ្នឹងយើងចង់បែកទៅអា story របស់គាត់ព្រោះគ្រូថ្នាក់ណាបង profile អត់រូបឆាតមកណាត់យើងទៅផ្ទះចុះទៅដល់ហ្នឹងគេធ្វើបានយូរទីវិញហ្នឹងមែនទេអញ្ចឹងយើងមិនតែប្រយ័ត្នស្គាល់ទៅគឺរូបតែសង្ស័យទៅរូបទីដាទូយូរហើយតែទៅដល់ហ្នឹងជួបទៅវាថាឆ្លប់ពេញបាយនេះណាបាទគាត់ថាខ្ញុំងយបាយនេះអីតែបានទីកៅស្គាល់ហើយ អូខេអរគុណច្រើនដែរសម្រាប់ episode ទី11សូមរបស់ថាមកដល់ទីបញ្ចប់នៅសល់តែមួយ episode ទៀតទេគឺដល់ season 1ត្រូវមកបញ្ចប់នេះផកនោះតាបញ្ចប់ហើយចាស់ហើយតែសង្ឃឹមថាបងប្អូននឹងមានការគ្រប់គ្រងបន្ថែមដដែលកម្មវិធីជាអ្វីក៏នៅតែស្វែងរក sponsor ដើម្បីគោលបំណងតែមួយធ្វើឲ្យ season ទី2មានសម្ភារៈល្អជាងមុននិងការមានតែការដែលមានគុណភាពទាំងសម្លេងទាំងរូបភាពទាំង snow ក្នុងទាំងអស់គឺអត់ល្អជាងមុនហើយមិនអាចទៅបានបើយើងអត់មានកម្លាំងជំរុញបានទេចឹងបើសិនជាមាន sponsor ពួកយើងបានទទួលនៅពេលនេះ sponsor គឺជា oxygen របស់ពួកយើងអូខេអរគុណជួបគ្នានៅ episode ក្រោយ episode ទី12ជា episode ដែលហឹរខ្លាំងបាយ